សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់រឿងថ្មីចំពោះសាច់រឿងថ្មីនេះ admin សង្ឃឹមថាអ្នកទាំងអស់គ្នានឹងពេញចិត្តណា admin ជ្រើសយករឿងនេះមកសម្រាយដោយសារគ្នាយើងស្នងពរច្រើនហើយណាមួយ admin អត់ទាន់ឃើញ admin ដតីសម្រាយទេដូច្នេះហើយទើប admin លើកយករឿងនេះមកសម្រាយជូនអ្នកទាំងអស់គ្នាមុននឹងឈានដល់សាច់រឿងរបស់យើងកុំភ្លេចចុច like subscribe ឲ្យ admin ម្នាក់មួយផងហើយកុំភ្លេចជាពិសេស comment នឹងហ្មងណាព្រោះតាមមតិផលអ្នកទាំងអស់គ្នាគឺជាកម្លាំងចិត្តផល adminផ្ដើមនៃសាច់រឿងយើងឃើញការប្រកួតរវាងតួឯកប្រុសរបស់យើងជាមួយនឹងដៃគូរបស់គាត់ហើយបរិសម្នាក់នោះដែរមានឈ្មោះថាโจ Jackson ដែលជាតួឯកប្រុសរបស់យើងមើលទៅក៏មិនធម្មតាដែរគាត់គឺជាជើងឯកបដាគុណ MSC ថ្នាក់អន្តរជាតិទៀតផងបើចំពោះការប្រកួតវិញគឺជាជនផ្ដាច់ការបំផុតវាយគឺដកដៃតទៅសោះមិនត្រឹមតែប៉ុណ្្នឹងទេគាត់ក៏ត្រូវបានទទួលស្គាល់ថាគឺជាជើងឯកដ៏ខ្លាំងបំផុតលំដាប់ថ្នាក់ពិភពលោកទៀតផងការប្រកាសដែល Jackson គឺជាអ្នកឈ្នះនៅក្នុងការប្រកួតនេះហើយនឹងត្រូវទៅការប្រកួតបន្តត្រូវបានមើលនិងកោតសរសើរពីសំណាក់បរិសម្នាក់នេះឯងដែលគាត់គឺជាតួឯករបស់យើងដែរគាត់មានឈ្មោះថាគឹមដានណា admin សំណានាំឲ្យស្គាល់ហ្មងទៅឥឡូវហ្នឹងគឹមដានគេនឹកស្មានដល់នឹងខ្លួនឯងទេណាព្រោះថាថ្ងៃហ្នឹងគេទៅធ្វើការមួយ Jackson ការងាររបស់គឹមដានហ្នឹងគឺជាគ្រូពេទ្យព្យាបាលរាងកាយគឹមដានគេកំពុងតែភ័យឯងព្រោះនេះគឺជាលើកទី1ដែលគេជួបភ្ញៀវ VIP ហើយគេសង្ឃឹមថាថ្ងៃហ្នឹងគេនឹងធ្វើឲ្យល្អបំផុតដើម្បីឲ្យមកធ្វើការជាមួយ Jackson ម្ដងទៀតហើយមុននឹងគេចូលទៅហ្នឹងគេបញ្ញាចិត្តខ្លួនឯងថាគិតអីគិតតែវិជ្ជមានមកហើយកុំគិតអវិជ្ជមានគ្រាន់តែតាំងចិត្តបើកទ្វារហ្នឹងក៏ពិបាកដែរគ្រាន់តែបើកទ្វារខ្វាក់សួស្ដីគេភ្លាមហ្មងតែអីដែលភ្ញាក់ផ្អើលហ្នឹងគ្រាន់តែបើកទ្វារទៅភ្លាមឃើញការប្រកួតគ្នារវាង Jackson និងមិត្តរួមក្រុមរបស់គេបាត់ហើយហ្នឹងហើយ Jackson ហ្នឹងអញ្ចឹងទៀតវាយឲ្យវ៉ាដកដៃហ្មងទោះមករួមក្រុមគេផ្សេងហាមខនមិនក៏អត់ស្ដាប់ដែរនិយាយត្រង់ទៅនេះគឺជាឥទ្ធិពលដ៏ខុសខើរបស់ Jackson នឹងឯងតើតាពេលឃើញអញ្ចឹងគេមិនដានគេគិតវិជ្ជមានទៀតឡើងត្រង់ហើយព្រោះថាឥឡូវហ្នឹងគេខ្លាចខ្លាំងណា Jackson គេដើរចេញពីសង្វៀនដល់និយាយថាមកពីអាមួយនឹងចង់វាយគេហ្នឹងណាបើគេវាយវិញខ្លាំងអញ្ចឹងទៅគ្មានអីត្រូវខុសទេអាពេលដែលកំពុងនិយាយឲ្យដើរចេញមកហ្នឹងផ្នែករបស់គេក៏កលិះឃើញគឹមដានគេឆ្ងល់ណាថាបរមអ្នកហ្នឹងគឺជាណាគេមិនតែឆ្ងល់តែខួយណាដើរទៅចិត្តគេសួរទៀតហើយអីដែលគេសួរហ្នឹងមិនសួរតែគឹមដានផ្ទាល់ទេគេស្រែកសួរពីឆ្ងាយហ្មងសួរអ្នកទាំងអស់គ្នាហ្នឹងថាណាគេអញ្ជើញភ្ញៀវមកហើយសិតតែបញ្ជាក់ទៀតណាថានៅពេលដែលគេវឹកហាត់អត់មានណាគេដែលមុខចម្លែកត្រូវមកទីហ្នឹងទេគេអនុញ្ញាតដាច់ខាតបើចំណែកគឹមដានវិញឡើងចំហមាត់អស់ហើយព្រោះថា Jackson ហ្នឹងធំពេកគឹមដានគេរកឆ្លើយជាមួយ Jackson ហើយតែគេឆ្លើយអត់ទាន់ចេញស្រាប់តែពេលហ្នឹងដែរមានបរិមម្នាក់ដែលគាត់និយាយថាគាត់មកឡាហើយគាត់ណែនាំគឹមដានគឺជាគ្រូពេទ្យព្យាបាលរាងកាយរបស់ Jackson ហ្នឹងណា Jackson គេលើហើយគេរៀងកាំងដែរគឹមដានក៏អន់ក្បាលជំរាបសួរគេដែលធម្មតាអញ្ចឹងទៅដល់តែលើគ្រូពេទ្យព្យាបាលថ្មីអញ្ចឹង Jackson គេឆ្ងល់ហើយចង់អាចាស់ទៅណាអាចាស់គ្រូពេទ្យចាស់ហ្នឹងទៅណាដល់តែលើការសួររបស់ Jackson ហ្នឹងហើយគ្រូគេក្តៅចិត្តណាព្រោះតែគ្រូពេទ្យកាយសម្បទាមួយហ្នឹងអាលខុសតំណងអញ្ចឹងហើយ Jackson គេវាយអាគ្រូហ្នឹងទៅក៏សួរ Jackson ទៀតថាអត់ចាំទេមែនថាខ្លួនឯងបានធ្វើអីហ្នឹងគាត់ថែមទាំងនិយាយប្រាប់ Jackson ទៀតថាដឹងអត់ថាគាត់ពិបាកប៉ុណ្ណាក្នុងការរកគ្រូពេទ្យមកព្យាបាលរាងកាយរបស់ Jackson តើតែពេលអញ្ចឹងមិន Jackson គេនិយាយថាអូគេចាំអីតើតែលើដល់ធំនេះគឹមដានគេភ័យខ្លាចខ្លាំងណាព្រោះថា Jackson អាចនឹងវាយគេដែរត្រូវអត់គេពងសួរខ្លួនឯងណាលោកគ្រូនឹងក៏អញ្ចឹងទៀតណែនាំគឹមដាននឹងត្រឹមត្រូវហ្មងខ្សឹបទៅប្រាប់គឹមដានថាកុំធ្វើឲ្យ Jackson ខឹងទៅគឺគឹមដាននឹងមិនអីទេឃើញគឹមដានដើរចូលទាំងភ័យខ្លាចឯនៅស្រែកប្រាប់ពីក្រោយថាឲ្យសំណាងល្អទៀតណាពេលនេះគឹមដានគេប្រកាសក្នុងចិត្តណាបើសិនជាគេធ្វើឲ្យ Jackson ខឹងប្រកាសណាគេប្រកាសជាត្រូវ Jackson វាជាមិនខានទេគេក្នុងចិត្តទៀតគេគួរតែដឹងពីរឿងហ្នឹងតាំងពីពេលដែលមេផកគេបោះការងារនឹងឲ្យគេមកម៉េះព្រោះតែការងារនឹងប្រាក់ខែច្រើនណោះចឹងហើយគេប្រកាសក្នុងចិត្តថាវាអត់ស្រួលដូចការគិតទេគឹមណានក៏គេគិតពីរឿងការពីមុនដែលត្រូវបានគេវាយដែរដូច្នេះហើយឥឡូវហ្នឹងគេអត់ចង់ឲ្យណាគេវាយគេទៀតទេហើយអីដែលគឺជាបញ្ហាហ្នឹងគឺពេលនេះឯងគេអត់មានផ្លូវកិច្ចពីបញ្ហាទាំងអស់ហ្នឹងទេអញ្ចឹងគេមានតែប្រឈមមុខប្រកបចិត្តចូល Jackson តែប៉ុណ្ណឹងកំពុងខ្លាចគេសុកចោះគ្រាន់តែគេដោះឲ្យចេញភ្លាមមុខឡើងក្រហមហ្មង Jackson គេងាកទៅសួរគឹមដានថាគេដោះឲ្យចេញអញ្ចឹងបានអត់ព្រោះតែគេបែកញើសច្រើនណោះគឹមដានវិញគេឆ្លើយទាំងអៀនហ្មងថាបានធ្វើចឹងបានហើយតសើហ្មងមិនខ្លាចគេសុកឡើងញ័រដៃញ័រជើងតើឥឡូវឃើញខ្លួនប្រាណផងគេមើលគេទាំងវ៉ាវហ្មងអាមុននឹងម៉ាសាឲ្យគេនឹងក៏សួរគេដែរមានត្រូវការអីទៀតអត់ Jackson នោះគេឆ្លើយថាអីទេធ្វើការផលអ្នកឯងទៅហើយអីដែលគឹមដានគិតនៅពេលនេះមានតែមួយទេធ្វើមិនក៏ដោយកុំឲ្យ Jackson ខឹងឲ្យសោះចឹងហើយធ្វើអីមុនក៏ត្រូវប្រាប់គេដែរចាក់ប្រេងឲ្យគេនឹងក៏ប្រាប់គេដែរថាត្រូវធ្វើអីមុនតែក្នុងចិត្តគឹមដាននៅពេលនេះគេតសារ Jackson អត់ដាច់ពីមាត់ទេថារាងកាយផល Jackson ពិតជាល្អឥតខ្ចោះដល់ថ្នាក់គេនឹកស្មានដល់គឹមដានថែនឹងគិតទៀតថា Jackson នឹងប្រហែលជាវឹកហាត់ដល់លក្ខណៈកំពូលហើយមកទៅតសារសាច់ដុំ
គេមិនតាន់អស់ចិត្តទេមកតសើស្បែកគេទៀតថាឡងហើយពិតជាអស្ចារ្យខ្លាំងណាស់ហើយមិនត្រឹមតែប៉ុណ្្នឹងទេឃើញមុខគេហើយតសើគេថាសង្ហាទៀតហើយក្នុងពេលនេះដែរគេមិនដានគេមិនអាចដកភ្នែកចេញពីJacksonបានទេដៃនឹងក៏អំពីមកសើគេនឹងភ្នែកដកចេញពីមុខគេរួចអញ្ចឹងហើយដៃនោះដឹងតែប៉ាស្អីទេភ្ញាក់ផ្អើលទៅទាំងពីរអ្នកហ្មងគីមដានមិញហ្នឹងចាប់ចំពេញដៃពេកអញ្ចឹងហើយនឹងក៏ធាក់ហ្មងគេគិតក្នុងចិត្តណាថានឹងគឺជាអីគេពេលនេះJacksonគេចាប់ផ្ដើមចេញចំហាយខឹងផគេហើយគីមដានគេខំប្រកែកឡើងលឿនថាមិនអញ្ចឹងទេJacksonគេសួរលង្កាចហ្មងតែកំភឹងផគេគេសួរតែកំពុងធ្វើអីហ្នឹងកំពុងតែប៉ះផគេមែនបើគីមដានវិញគ្នាភ័យមិនទេគេខំអន់សុំទោសផងគេថាគេគ្មានចេតនាទេនៅក្រៅសុំទោសJacksonឡើងញាប់មាត់ឯក្នុងចិត្តវិញបន្ទោសមកពី Jackson ហ្នឹងsexy ពេកតាក់ទាញចំណាប់អារម្មណ៍ផគេអញ្ចឹងហើយរំខានចិត្តហើយគីមដានកុំភ្លេចនឹកឃើញចរិតផ Jackson ហ្នឹងមិនដែរឲ្យតែធ្វើគាត់ខឹងម្ដងគាត់ដឹងតែវាយហើយពេលនេះដែរគេដឹងច្បាស់ខ្លួនឯងថាគេធ្វើឲ្យJacksonខឹងខ្លាំងសារហ្នឹងអញ្ចឹងហើយឥឡូវនេះមានអីទៀតបិទភ្នែកគេបដាសុំទោសគេបដាហើយគេច្បាស់ក្នុងចិត្តណាថាJacksonប្រកាសជាវាយគេជាមិនខានទេអីដែលមិននឹកស្មានដល់ហ្នឹងគីមដានគេបិទភ្នែកបដាគេភ័យខ្លាចបដាហ្នឹងឡើងដល់ថ្នាក់យំJacksonតពេលឃើញអញ្ចឹងទៅគេមានស្ដីឲ្យថែមថាមិនបានយំអញ្ចឹងហាណាធ្វើអីបានយំហ្នឹងហើយJacksonក៏គេមិនបានទៅវាយគីមដានដែរគេគ្រាន់តែប្រាប់ឲ្យគីមដានហ្នឹងធ្វើការខ្លួនឯងឲ្យម៉ត់ចត់ជាងមុននៅហើយកំប៉ាអីផ្ដេសផ្ដាស់ទៀតតលឺអញ្ចឹងគីមដានគេធូរចិត្តគេឆ្លើយយល់ព្រមឡើងលឿនហ្មងហើយគេគិតក្នុងចិត្តដែរថាពេលនេះប្រហែលជាJacksonបាត់ឈប់ខឹងគេហើយមួយវិញទៀតមិញហ្នឹងគេមិននឹកស្មានតែខ្លួនឯងយំសោះគ្រាន់តែរឿងប៉ុណ្ណឹងគេគិតថាប្រហែលជាខ្លួនគេហ្នឹងល្ងងពេកហើយគ្រាន់តែរឿងប៉ុណ្ណឹងយំស្មក់ទឹកភ្លែកដែរគីមដានសារហ្នឹងគេធ្វើការគេអត់ហ៊ានមើលមុខJacksonទៀតទេតែJacksonទេអ្នកចម្លែកមើលមុខគេរហូតនេះកាន់ដល់ការបញ្ចប់ការព្យាបាលគេអស់គុណទៅកាន់Jacksonម្ដងទៀតដែលខឹងគេតែចំពោះការគិតគីមដានវិញគេហត់នឿយខ្លាំងព្រោះតែគេប្រឹងផ្ដោតអារម្មណ៍ខ្លាំងទៅលើការងារមួយហ្នឹងគេអាចធ្វើឲ្យJacksonខឹងបានទេហើយឥឡូវនេះដែរគីមដានគេគិតតែរឿងមួយទេគឺគេចង់ចេញពីទីហ្នឹងគីមដានគេអញ្ចឹងចំពោះJacksonវិញគេពុតដៃពុតជើងគេហើយគេក៏សរសើរទៅកាន់គីមដានទៅថាវាអត់អាក្រក់អីផងគីមដានគេលឺហើយគេបញ្ញាប់ចេញយ៉ាងលឿនគេថាអញ្ចឹងគេទៅសិនហើយណាហើយអរគុណហើយជូនពរលោកមានសំណាងល្អក្នុងថ្ងៃហ្នឹងអាការដែលគីមដានបញ្ញាប់ហ្នឹងធ្វើឲ្យJacksonគេឆ្ងល់គេលើកចៅមកជាហៀងហើយជេរទៅកាន់គីមដានថាក្មេងល្ងងសាច់រឿងរបស់យើងកាន់ម្ដងមួយសប្ដាហ៍ក្រោយមកយើងបានឃើញពីជីវិតគីមដានពិតជាពិបាកមើលមែនតើហ្មងគេធ្វើការងារច្រើនខ្លាំងយើងមើលទៅក៏យើងហត់នឿយដែរដល់ពេលដែលគីមដានដើរទៅផ្ទះហ្នឹងគេក៏រៀងគិតមើលដែរព្រោះតាំងពីម៉ាសាJacksonមកក្រុមការងារផលJacksonអត់ដែលតាក់ទងគេឲ្យទៅម៉ាសាម្ដងទៀតទេតែចំពោះគីមដានវិញក៏គ្មានអីចម្លែកដែរតែសារពេលហ្នឹងគេបានប្រព្រឹត្តនៅកំហុសមួយគីមដានគេកំពុងតែគិតថាគេមិនសមជួបរឿងទាំងអស់ហ្នឹងសោះហើយមូលហេតុដែលគីមដានជួបរឿងទាំងអស់ហ្នឹងគឺដោយសារតាកាចាស់ល្មមកាមនេះឯងវាគឺជានាយកមន្ទីរប៉ែតប៉ុន្តែអាហ្នឹងថោកខ្លាំងទៅបំពេញទៅកាន់គីមដានតែចៃដនអីអ្នកគ្រូប៉ែតម្នាក់បានមកប្រទះឃើញហើយអីដែលយើងនឹកស្មានម្ដងហ្នឹងគីមដានគឺជាអ្នកត្រូវចេញពីការងារហ្នឹងដោយគេមិនដេញចេញតែចំពោះអនុយោបាយថ្នាំហ្នឹងទៅជាអត់អីវិញគីមដានមិនមែនត្រឹមតែគេដេញចេញទេតែដាក់ពាក្យនៅមន្ទីរប៉ែតណាក៏គេអត់ទទួលដែរព្រោះតែអនុយោថោកទាបហ្នឹងឯងកំពុងដើរសុកហ្នឹងគីមដានគេផ្ទះឃើញពួកអាចងការប្រាក់វានៅទល់មុខផ្ទះផកគេហ្មងហើយគេឆ្ងល់ក្នុងចិត្តដែរហ្នឹងគេបងការប្រាក់រួយតែពួកហ្នឹងមកធ្វើអីឲ្យកាន់ដំបងធំទៀតហើយគ្រាន់តែគេឃើញហ្នឹងក៏មានអារម្មណ៍តែភ័យដែរគេក៏ចេញពីទីហ្នឹងទៅដល់អត់គិតថាចូលផ្ទះទេនៅយប់ហ្នឹងដូច្នេះចំពោះគេក្នុងពិភពលោកហ្នឹងគ្មានកន្លែងណាដែលមានសុវត្ថិភាពទេហើយគេឆ្ងល់ក្នុងចិត្តតែជីវិតគេនឹងបន្តបែបហ្នឹងដល់ណាទៀតពេលនេះគីមដានគេហត់នឿយខ្លាំងមែនតើលុយកម្ចីផងគេត្រូវបងការប្រាក់ផងហើយនៅវិក័យបាត់ផលលោកយាយផកគេហើយកំពុងតែគិតប្របាក់ចិត្តសុកហ្នឹងក៏មានណាគេម្នាក់ខលមកក្នុងចិត្តគេក៏ដឹងដែរណាថាណាគេខលមកស្មានហ្នឹងហើយអ្នកដែលខលទៅគីមដានហ្នឹងគ្មានណាគេឆ្ងាយក្រៅពីJacksonទេគីមដានគេឮថា Jackson គេភ្ញាក់ផ្អើលដែរហ្នឹងJacksonគេប្រាប់ថាស្អែកឡើងហ្នឹងគេមានការប្រកួតចឹងហើយគេត្រូវការព្យាបាលរាងកាយតែអាចមកឥឡូវហ្នឹងបានអត់គេហៅគីមដានឲ្យមកកន្លែងគេមកហើយគេថានឹងនិយាយប្រាប់គីមដានទៀតថាលើកមុនហ្នឹងគេចូលចិត្តការព្យាបាលរបស់គីមដានហ្នឹងគីមដានគេឮហើយគេនឹកស្មានដល់ដែរព្រោះគេគិតថាJacksonអាចនឹងខឹងគេខ្លាំងពីលើកមុនតែអីដែលពិបាកសម្រាប់គីមដានហ្នឹងគេប្រាប់Jacksonថាឥឡូវហ្នឹងជើងរថភ្លើងចុងក្រោយត្រូវបានទៅបាត់ហើយអញ្ចឹងហើយគេអត់មានអីជីទេ Jackson គេតបទៅវិញថាជាការប៉ះគេប្រកាសជាឲ្យប្រាក់បន្ថែមមកហើយកុំភ័យអីគេអាចឲ្យបាន$5,000គិតមិនដែរគ្រាន់តែលើប៉ុណ្នេះគីមដានគេភ្ញាក់ផ្អើលខ្លាំងតែវាអាចពិតមែនអត់$5,000ច្រើនខ្លាំងណាហើយគេគិតថាក្នុងស្ថានភាពគេពេលនេះគេអាចបដិសេធបានតែចំពោះ$5,000ហ្នឹងព្រោះគេ
ត្រូវយកលុយហ្នឹងដើម្បីទៅព្យាបាលលោកយាយរបស់គេតែក្នុងចិត្តគីមដានក៏រៀងសង្ស័យដែរព្រោះ$5,000ច្រើនខ្លាំងណាស់វាដូចជាអត់ប្រក្រតីសោះក្នុងចិត្តគិតអញ្ចឹងមែនតែគេត្រូវការលុយច្រើនជាងដូច្នេះគេក៏យកព្រមជាមួយ Jackson គេលឺហើយគេស្វាយចិត្តគេប្រាប់តាមទូរស័ព្ទទៀតថាមកលឿនមកចាំគេផ្ញើទីតាំងឲ្យតែក៏មើលទង្វើផល Jackson កំពុងតែលេងជាមួយបរិសណាម្នាក់ទេនេះហើយនិយាយទូរស័ព្ទមួយគីមដានបដាទៀតគ្រាន់តែគីមដានមកដល់ជាន់ក្រោមតែប៉ុណ្ណោះគេមើលតើគេនឹងពិតជាខ្ពស់ខ្លាំងមែនតើក្នុងចិត្តគីមដានពេលនេះគេគិតថាប្រហែលជាលុយ$5,000វាតិចណាស់សម្រាប់ Jackson ព្រោះតែគេទំនឹកឃើញថា Jackson គេមានប្រាក់ខែច្រើនជាងអ្នកបដាផ្សេងនៅក្នុងប្រទេសហ្នឹងហើយនេះដែរគឺជាលើកទី1ផកគីមដានហើយដែលមកគេខ្ពស់អញ្ចឹងគេក៏ចង់ដឹងដែរថាអារបៀបនៅមិនមានអារម្មណ៍បែបម៉េចពេលដែលគីមដានឡើងមកដល់គេផ្ទះឃើញថាទ្វារដូចជាអត់ចាក់សោតែឆ្ងល់បានតែឆ្ងល់អញ្ចឹងគេក៏បានបើកទ្វារចូលទៅJacksonអត់ក្បាលរត់ទៅសួស្ដីគេតែត្រូវបានស្វាគមន៍ដោយកសែងមួយបារីហើយការស្វាគមន៍ហ្នឹងមិនមែនពីសំណាក់ផ Jackson ហ្មងទេគេកំពុងតែឆ្លោះគ្នាមួយបរិសដែលគេដេកជាមួយមិញហ្នឹងJackson គេកំពុងតែដេញបរិសម្នាក់ហ្នឹងឲ្យឆាប់ចេញទៅលឿនទៅប៉ុន្តែបរិសម្នាក់ហ្នឹងដូចជាអត់ចង់ចេញសោះបរិសម្នាក់ហ្នឹងតវ៉ាជាមួយJacksonថាមិញហ្នឹងគេធ្វើបានល្អJacksonមិនចូលចិត្តដែរត្រូវអត់គីមដានពេលឃើញអញ្ចឹងទៅគេអត់យល់សោះថាមានរឿងអីកើតឡើងតែចំពោះJacksonវិញគេលើបរិសហ្នឹងយាយគេបានប្រាប់ទៅថាគេអត់ចូលចិត្តក្បាច់ដែលបរិសម្នាក់ហ្នឹងធ្វើទេវាស្រួលសោះហ្មងគេថែមទាំងគំរាមទៅកាន់បរិសម្នាក់ហ្នឹងទៀតថាកុំឲ្យគេជួបមុខឲ្យសោះហើយនៅទ្វារចេញទៅឲ្យឆាប់ទៅគេបានបើកទ្វារឲ្យហីតែបរិសម្នាក់នេះដូចជាអត់ព្រមសោះគេថែមទាំងនិយាយទៀតថាគេតាក់ទងគ្នាមួយJacksonហ្នឹងដូចជាយូរខែមកហើយពួកគេថែមទាំងដេកជាមួយគ្នារហូតទៀតហើយចុះចង់បញ្ចោវាដល់បែបហ្នឹងមែនអត់មានអារម្មណ៍អីសោះមែនគេថែមទាំងនិយាយប្រាប់Jacksonឲ្យគិតពីរឿងទំនាក់ទំនងហ្នឹងឡើងវិញទៀតគេចូលទៅចាប់Jacksonហើយក៏និយាយថាគេចង់មានន័យថាពួកយើងគួរតែសាកសមគ្នាក្នុងមានទំនាក់ទំនងស្នេហាគីមណានគេឈរមើលពីទស្សនវិជ្ជាហ្នឹងហើយគេភ្ញាក់ផ្អើលខ្លាំងបរិសម្នាក់នេះហាក់បីដូចជាអត់ចប់សមហ្មងទៅតាក់ទាញJacksonថាគេបកកែបៀមខ្លាំងហើយគេថែមតែបកកែធ្វើវាទៀតដូច្នេះហើយតើកៅគេផងទៅណានិយាយតែមាត់អត់បានទេដៃនឹងចាប់ផJacksonទៀតJacksonគេថាឲ្យលែងគេទៅប៉ះគេគ្មានអារម្មណ៍ទេក្នុងពេលដែលបរិសម្នាក់នឹងជាមួយJacksonកំពុងតែតឹងតែខ្សែកមួយគ្នាគីមដានគេគិតហើយគេយំវែងនេះគេនឹកស្មានថាJacksonនឹងចូលចិត្តមនុស្សផងតែក្នុងពេលនេះមិនសំខាន់លើចំណុចហ្នឹងទេសំខាន់តែគេចូលទៅដល់របៀបណាពេលដែលគីមដានគេអត់ចេញក្រោយព្រោះគេគិតថាចេញក្រោយទៅល្អជាងJacksonគេក៏បានកលេចឃើញគេស្រាប់តែស្រែកហៅឈ្មោះគីមដានហ្មងសម្បីតែបរិសម្នាក់ហ្នឹងក៏គេកលេចមើលដែរJacksonគេស្រែកប្រាប់គីមដានថាចូលមកឲ្យនៅឈរដល់អង្ការទៀតឃើញទង្វើJacksonហើយបរិសម្នាក់ហ្នឹងក៏សួរJacksonថាតើនេះគឺជាណាគេម្នាក់ប្រុសហ្នឹងគឺជាណាគេនឹងមិនមែនគឺជាទង្វើដែលអ្នកឯងក្បត់ខ្ញុំគេថែមទាំងនិយាយទៅកាន់JacksonទៀតថាJacksonនឹងមានរបស់លេងថ្មីបានចោលគេឬដល់ថងនេះJacksonគេធំលេងបានហើយគេថាឲ្យបរិសម្នាក់នឹងថាពួកយើងបានណាត់ជួបគ្នាណាកុំនិយាយទៅដូចណាត់ជួបគ្នាពេកទាំងដែលលោកឯងគ្រាន់តែជាប្រុសលក់ខ្លួនឲ្យខ្ញុំតែប៉ុណ្ណោះបរិសម្នាក់នេះវិញគ្រាន់តែលឺភ្លាមគេមានអារម្មណ៍ថាខឹងខ្លាំងមែនតើសំបីJacksonក៏គេចេញដែរដោយសារតែកំហឹងដើរចេញទៅបដាJacksonបដាថាJacksonនឹងគ្រាន់តែជាសម្រាមតែប៉ុណ្ណោះហើយគេច្បាស់ណាស់ថាគេមិនយកពេលវេលាដ៏មានតម្លៃផលគេមកចោលលើមនុស្សដូចជាJacksonទៀតទេថែមទាំងដាក់ទនាទៅកាន់Jacksonទៀតថាការងារហ្នឹងតិចទៀតដឹងតែគេដេញក្បាលចោលហើយគេសើចចំអកមាក់ងាយទៅកាន់Jacksonទៀតថាគួរអាណិតខ្លាំងមែនតើបរិសម្នាក់ដែលអាចប្រកួតបានទេលុះត្រាតែរួមភេទមុនថ្ងៃប្រកួតJacksonគេឮពាក្យសម្ដីមាក់ងាយពីប្រុសលក់ខ្លួនផងគេហើយគេខឹងខ្លាំងណាស់ទៅវាប្រហារទៅលើអាប៉ែហ្នឹងភ្លាមហ្មងគីមណានឃើញអាទង្វើរបស់Jacksonហ្នឹងហើយគេភ័យខ្លាចមួយJacksonហ្នឹងមកតង់ហើយJacksonនោះក៏គំរាមអាប៉ែហ្នឹងមកតង់ទៀតគេថាឲ្យអាប៉ែហ្នឹងថាមានមាត់កុំចេះតែនិយាយពេកហើយបើការប្រកួតផងគេនៅថ្ងៃស្អែកនឹងបរាជ័យដូចជាមួយអាប៉ែនឹងនិយាយមែនណាគេនឹងទៅសម្លាប់អាប៉ែនឹងជាមិនខានទេJacksonគេនិយាយប៉ុណ្ណឹងអត់អស់ចិត្តគេណាគេបោះលុយអាប៉ែនឹងកដាមុខទៀតផងធ្វើទង្វើនឹងហើយបានងាកទៅប្រាប់គេដានថាឲ្យមកតាមគេមកគីមណានគេលឺហើយគេដើរតាមJacksonទៅដល់បន្ទប់ភ្លាមគេមានអារម្មណ៍ថាភ្ញាក់ផ្អើលតើនឹងគឺជាស្អីទៅហើយគេថែមទាំងឆ្ងល់ក្នុងចិត្តទៀតថាមានរឿងអីកើតឡើងនៅក្នុងនឹងឃើញញ៉ៃញ៉ៃចឹងអីលោកបងJacksonក៏បានបែរមកប្រាប់គីមណានថាចូលមកសិនមកទោះវាញ៉ៃញ៉ៃតិចក៏ដោយគីមណានលឺJacksonនិយាយហើយគេក៏យកព្រមហើយគេនឹងធ្វើការព្យាបាលទៅឲ្យJacksonទាំងនៅក្នុងអារម្មណ៍គេស្ទើរតែមិនជឿសោះឃើញដែរទាំងអស់ហ្នឹងហើយវាដូចជាច្បាស់ពេកហើយតែJacksonពិតជាធ្វើរឿងនឹងមុនថ្ងៃប្រកួតមែនតែឥឡូវហ្នឹងមិនមែនជារឿងផុសគេទេដូច្នេះគេគ្រាន់តែគិតរឿងការព្យាបាលផុសគេទៅបានហើយពេលដែលគីមណានកំពុងតែរៀបរាប់ប្រាប់ថាព្យាបាលរបៀបម៉េចហ្នឹងJacksonគេឈរមើលហើយផ្នែកហ្នឹងស្លឹងមើលគេតាំងពីកផុសគេតាំងពីកប៉ែគប់ផុសគេនិយាយទៅដងខ្លួនផុសគីមដានហ្នឹងគេមើលតាទាំងអស់ហ្នឹងហើយពេលដែលកំពុងតែជក់មើលគេសុកហ្នឹង
នឹងគឹមណានគេបានមកសួរគេសួរពីអាការៈផលចិត្តជនហ្នឹងគេសួរនឹងព្យាបាលចិត្តជនវិញគេឆ្លើយទៅវិញថាគេដូចជាអត់មានអីផងលើការឆ្លើយផលចិត្តជនហើយគឹមណានគេប្រាប់ឲ្យចិត្តជនទៅដេកលើខែគេនឹងម៉ាសាឲ្យហើយក្នុងការគិតផលគឹមណានពេលនេះគឺក៏ស្វែងចិត្តដែរណាព្រោះថាមើលទៅចិត្តជនប្រហែលជាចូលចិត្តការម៉ាសាផលគេគឹមណានគេម៉ាសាឲ្យចិត្តជនហើយគេក៏មិនភ្លេចមើលរាងកាយផលចិត្តជនដែរអាពេលដែលកំពុងតែជក់ចិត្តមើលចិត្តជនហ្នឹងចិត្តជនក៏និយាយឡើងមកគេសួរគឹមណានហ្នឹងថាវាចម្លែកអត់នៅពេលដែលប្រមម្នាក់ត្រូវការរុំភេទមុនការប្រកួតមកដល់អញ្ចឹងហើយមិនយូរអីទេត្រឹមតែមួយយប់ទេមុនការប្រកួតគេតាមតែនិយាយទៀតថាគេស្ទើរតែគ្មានពេលក្នុងការវឹកហាត់ប៉ុន្តែគេបែរជាចេះលុយក្នុងការដេកជាមួយមនុស្សផងមុនការប្រកួតទៅវិញពេលនេះគេសួរទៅកាន់គឹមណានថាយល់យ៉ាងណាដែរចំពោះរឿងហ្នឹងលើការសួរផលចិត្តជនហ្នឹងហើយគឹមណានគេគិតក្នុងចិត្តណាថាវាពិតជាចម្លែកមែនសូម្បីតែចង់ឆ្លើយជាមួយនឹងសំណួរផលចិត្តជនហ្នឹងក៏គេមិនដឹងតែឆ្លើយថាម៉េចទៀតចិត្តជនគឺឃើញគឹមណានរៀងតាក់ទើគេក៏បាននិយាយទៅថាអត់ឃើញអត់ទម្លាប់ផលគេពិតជាអាក្រក់មែនព្រោះមិនថាមានរឿងអីកើតឡើងក៏ដោយមុនថ្ងៃប្រកួតមួយថ្ងៃគេត្រូវតែដេកជាមួយមនុស្សម្នាក់ហើយវាមិនសំខាន់ទៀតថាមនុស្សម្នាក់ហ្នឹងគឺជាណាគេសំខាន់ឲ្យតែគេបានដេកជាមួយតែប៉ុណ្្នឹងគឺបានហើយតែអីដែលសំខាន់ហ្នឹងគេត្រូវការរួមភេទដោយសុវ័យចិត្តបំផុតដូច្នេះហើយគេនឹងទទួលបានការឈ្នះដ៏អស្ចារ្យបំផុតដូចគ្នាគេថែមទាំងនិយាយទៅប្រាប់គឹមណានទៀតដែរគឹមណានហ្នឹងអាចថារឿងហ្នឹងគឺជាទម្លាប់អាក្រក់ផលគេក៏បានដែរគឹមណានពេលនេះឆ្លើយយល់ស្របជាមួយគេហើយក៏គិតក្នុងចិត្តណាថាហេតុអីបានជាចេកជនហ្នឹងនិយាយប្រាប់គេអញ្ចឹងមកដល់ថងនេះចេកជនគេដឹងថាគឹមណានហាក់បីដូចជានៅតែអត់យល់អញ្ចឹងហើយចេកជនគេទាញដៃគឹមណានឲ្យមកចិត្តគេហើយគេក៏និយាយប្រាប់គេថាគេហៅអ្នកម៉ាសាមកទៅអីមុនយប់ថ្ងៃប្រកួតដ៏សំខាន់របស់គេអញ្ចឹងមិនត្រឹមតែប៉ុណ្្នឹងទេគេថែមទាំងដេញមនុស្សប្រុសដែលត្រូវដេកជាមួយគេនឹងចេញទៅទៀតដូច្នេះហើយគិតតិចមើល$5000ហ្នឹងគឺសម្រាប់តាមការម៉ាសាមែនគឹមណានគេគ្រាន់តែគិតយល់ភ្លាមហ្នឹងគេភ្ញាក់ផ្អើលខ្លាំងណាស់ក្លោះដៃចេញឡើងលឿនគេថែមទាំងស្រែកបញ្ជាក់ទៅកាន់ចេកជនទៀតថាគេមកនៅដើម្បីព្យាបាលរាងកាយតែប៉ុណ្ណោះគេមកនៅដើម្បីដេកជាមួយចេកជនទេក្នុងចិត្តគឹមណានក៏ជេរទៅកាន់ចេកជនដែរថាចេកជនហ្នឹងគឺជាមនុស្សឈួតហើយគេប្រកាសជាឈួតជាមិនខានទេតែកលៈទេសៈផលគេពេលនេះគេក៏ប្រាប់ទៅចេកជនថាគេនឹងធ្វើអត់ដឹងលឺអីទាំងអស់ចេកជនតគឹមណានបដិសេធចឹងទៅគេប្រាប់ឲ្យគឹមណានហ្នឹងចាញ់ទៅបើអត់ចង់ធ្វើទេគេបញ្ជាក់មួយគឹមណានទៀតថាអីដែលគេចង់បានគឺការរំភេទមិនមែនការម៉ាសាទេមកដល់ត្រង់នេះគឹមណានគេយល់ហើយចេកជនហ្នឹងគឺមានកម្រោងតាំងពីដើមមកម៉េះគេថែមទាំងបានសង្ឃឹមលុយនឹងខ្លាំងទៀតប៉ុន្តែចុងក្រោយតាមពិតគឺជាការរៀបចំគឹមណានគេចាប់ផ្ដើមគិតថាខ្លួនឯងគឺល្ងងកាន់តែខ្លាំងហើយឥឡូវហ្នឹងគេត្រូវដេកជាមួយនឹងចេកជនមែនតែប៉ុន្តែតាំងពីដើមរហូតមកដល់ពេលនេះគេដែរធ្វើទង្វើអញ្ចឹងជាមួយណាគេទេហើយអារឿងទាំងអស់ហ្នឹងធ្វើឲ្យគេមានអារម្មណ៍ថាភ័យខ្លាចគេថែមទាំងវិញនឹងបង្វែងស្មារតីទៀតប៉ុន្តែលុយ$5000វាពិតជាច្រើនណាស់សម្រាប់គេមិនអាចសំបីតែគិតថាដើរចេញឬបដិសេធជាមួយនឹងលុយហ្នឹងព្រោះតែគេមានបំណុលច្រើនលុយក្នុងកងផលគេក៏មិនមានច្រើនទៀតជីវិតដែលមានតែការគម្រាមកំហែងគ្មានតែសម្បែងក្នុងការដេកហើយចំពោះលុយ$5000នេះវាអាចនឹងគ្រប់គ្រាន់សម្រាប់គេក្នុងការរស់នៅបន្តដោយសារតែជីវិតគឹមណាននៅពេលនេះគេគ្មានជំរឿទេដូច្នេះគេគិតថាគេអាចនឹងធ្វើវាម្ដងតែប៉ុណ្ណោះគឹមណានគេចាប់អើផលចេកជនហើយក៏បាននិយាយថាសន្យាជាមួយគេមកថាម្ដងហ្នឹងគឺ$5000ហើយត្រូវតែបកគោលលុយនោះមកឲ្យគេពិតមែនលើការនិយាយរបស់គឹមណានហើយចេកជនគេញឹមដូចជាពេញចិត្តដល់ហើយតែគេក៏មិនភ្លេចឆ្លើយដែរថាប្រកាសគេប្រកាសจะឲ្យលុយ$5000នៅតែឲ្យគឹមណានតពេលគឹមណានគេយល់ព្រមហើយចេកជនក៏បានសួរទៅកាន់គឹមណានថាធ្លាប់មានតំណែងតំណងជាមួយនឹងមនុស្សប្រុសណាម្នាក់អត់គឹមណានគេលើហើយគេឆ្លើយទាំងស្ទាក់ស្ទើរហ្មងគេថាអញ្ចឹងគេគូប្រាប់រឿងហ្នឹងដែរមែនចេកជនគេឆ្លើយទៅវិញថាមកពីគេឆ្ងល់មិនបានគឹមណានហ្នឹងយល់ព្រមលឿនម៉េះបែរជាមានបទពិសោធន៍កាលពីមុនមកមិនត្រឹមតែនិយាយតែមាត់ទេដើរទៅចិត្តគឹមណានទៅចិត្តទៅរហូតដល់គឹមណានដួលលើពុកទៀតហើយដោយសារតែចេកជននោះសួរគឹមណានដដែលពេលគឹមណានក៏បង្ខំចិត្តនិយាយថាគេធ្លាប់បានធ្វើគឹមណានគេឆ្លើយអញ្ចឹងដោយសារគេគិតថាគេគួរតែឆ្លើយអញ្ចឹងប្រហែលជាល្អជាងដែលគេឆ្លើយថាមិនដែលធ្វើលឺអញ្ចឹងហើយចេកជនគេញឹមហើយប្រាប់ឲ្យគឹមណានហ្នឹងចាប់ដើមដល់ខ្លួនឯងទៅអញ្ចឹងគឹមណានគ្រាន់តែចាប់ដើមភ្លាមហ្នឹងគេមានអារម្មណ៍ថាផិតភ័យបាត់ហើយដោយសារតែការភ័យរបស់គេហ្នឹងគេប្រាប់ឲ្យចេកជនឈប់សិនគេនិយាយថាឥឡូវហ្នឹងអនុញ្ញាតឲ្យគេទៅលាងសម្អាតខ្លួនសិនមកព្រោះថាគេទៅមកពីធ្វើការនៅកន្លែងសាច់អាំងអញ្ចឹងហើយក្លិនខ្លួនរបស់គេនៅពេលនេះវាអត់ល្អទេលឺអញ្ចឹងហើយចេកជនគេនិយាយទាំងខឹងហ្មងថាតើលឿនទៅចឹងងូតតើលឿនណាពេលដែលគឹមណានកំពុងតែងូតទឹកហ្នឹងគេកំពុងគិតហើយណាថាគេគួរតែចេញក្រៅហើយនិយាយប្រាប់ថាគេអាចធ្វើបានឬមួយក៏មិនប៉ុន្តែបើសិនជាគេនិយាយចឹងមែនប្រកាសថាគេនឹងត្រូវចូលចេកជនវាយវីដំជាអបិមួយដែលទៅមិនចេញហ្នឹងទៀតមកដល់ថងនេះគេនៅតែសួរខ្លួនឯងចឹងថាគេអាចធ្វើរឿងហ្នឹងបានដែរមែនគេមានអារម្មណ៍ថាភ័យខ្លាចអាពេលដែលគេកំពុងតែគិតថាភ័យខ្លាចហ្នឹងចេកជនគេបានមកដល់ហើយគេស្រែកថាឲ្យគឹមណានឡើងខ្លាំងហ្មងថាចង់នៅនឹងដល់
ការទៀត1ម៉ោងឯណាអញ្ចឹងហើយពេលនេះចេះខ្ជុំគេធំឡើងបានហើយគេអូដៃគឹមដានមកទៅហឹងមកលើខែហ្មងអាពេលដែលទឹកអញ្ចឹងពីងូតទឹកអញ្ចឹងបកលណាគឹមដានគេល្ងីលញ័រខ្លួនហើយតែពេលនេះទោះបីជាគឹមដានស្ថិតក្នុងស្ថានភាពណាក៏ដោយចេះខ្ជុំគេធំឡើងបានហើយគេចាប់ហែកជើងគឹមដានដោយសារតែពេលនេះគឹមដានគេភ័យខ្លាចគេក៏ប្រឆាំងជាមួយចេះខ្ជុំតែពេលអញ្ចឹងទៅចេះខ្ជុំគេថាឲ្យគឹមដានហើយបើចង់បាក់ជើងទេសម្របតាមគេទៅតែពេលចេះខ្ជុំនិយាយចឹងមិនគឹមដានគេសម្របតាមប៉ុន្តែអាបញ្ចូលផលចេះខ្ជុំហ្នឹងវាធំពេកដែលធ្វើឲ្យគឹមដានហ្នឹងគ្រាន់តែឃើញហើយភ័យខ្លាចលើដើមហ្មងចាំមើលថាពេលក្រោយនឹងទៅជាយ៉ាងណាហើយ admin ក៏សូមអរគុណទៅបងសុភត្រាដែលផ្ដល់កម្លាំងចិត្តរឿងថ្មីផង admin ណាអរគុណខ្លាំងមែនតើហើយកុំភ័យអីឲ្យតែ admin សម្រាប់ចិត្តធ្វើរឿងហ្នឹង admin នឹងធ្វើរឿងហ្នឹងរហូតដល់ចប់ហើយជាចុងក្រោយកុំភ្លេចចុច like subscribe និង comment ឲ្យ admin ម្នាក់មួយផងណាដើម្បីលើកទឹកចិត្ត admin បាយបាយគឹមដានគេភ័យខ្លាចជាមួយមីយ៉ូចេះខ្ចុងហើយប៉ុន្តែចំពោះចេះខ្ចុងរឿងហ្នឹងមិនមែនសំខាន់ចំពោះគេទេឲ្យតែគេបានដោតចូលគឺល្អហើយដោយសារតែគឹមដានគេនិយាយថាគេធ្លាប់បានធ្វើវាពីមុនមកដូច្នេះហើយចេះខ្ចុងគេចង់ចាប់ដើមចាក់ចូលយកហ្មងតែមកចូលចេះខ្ចុងហ្នឹងវាធំលើសលប់ពេកដល់ថ្នាក់ថាគឹមដានគេភ័យខ្លាចនឹងរឿងហ្នឹងហើយគេថាគេអាចធ្វើបានទេគេថាមិនគិតទៀតថាបើសិនជាចាក់ចូលគេមែនគេប្រកាសជាស្លាប់ជាមិនខានទេព្រោះវាធំលើសលប់អញ្ចឹងហើយពេលនេះគឹមដានគេរនចេះខ្ចុងចេញគេប្រាប់ថាគេអាចធ្វើបានទេគេសុំតបផងគេសុំបបផងទៅកាន់ចេះខ្ចុងហើយឡើងញាប់មាត់ហ្មងប៉ុន្តែគឹមដានហើយធ្វើអញ្ចឹងមិនបានចេះខ្ចុងគេខឹងខ្លាំងណាស់នៅពេលនេះចេះខ្ចុងគេស្ដីឲ្យទៅកាន់គឹមដានថាកុំលេងសើចជាមួយគេមិនត្រឹមតែប៉ុណ្្នឹងទេនៅគម្រាមគឹមដានទៀតថាបើគឹមដាននៅតែអស់ម្លាយពេកហើយធ្វើចរិតបែបហ្នឹងទៀតគឹមដាននឹងទទួលបានផលដូចជាអបៈដែលទឹកបញ្ចេញនៅមិញហ្នឹងអញ្ចឹងហើយកុំសម័យសោះថានឹងបានទៅផ្ទះវិញដោយសុវត្ថិភាពតទៅលើចេះខ្ចុងនិយាយអញ្ចឹងគឹមដានគេភ័យខ្លាចគេនឹកឃើញពីទស្សនវិជ្ជាមុនហ្នឹងដល់តែយើងបានដឹងតាំងពីដើមមកអញ្ចឹងគឹមដានគេភ័យខ្លាចណាខ្លាចថាមានអ្នកដតីហ្នឹងវាយគេដោយសារតែគិតពីរឿងទាំងអស់ហ្នឹងហើយគឹមដានគេបខំចិត្តនិយាយទៅកាន់ចេះខ្ចុងថាបើសិនជាដោតចូលភ្លាមអញ្ចឹងវាអាចនឹងរហែកតទៅលើអញ្ចឹងហើយបានចេះខ្ចុងគេដកដង្ហើមធំគេថាអញ្ចឹងល្អសម្រួលខ្លួនឯងសិនទៅអញ្ចឹងហើយចេះខ្ចុងគេនៅគម្រាមគឹមដានទៀតថានេះគឺជាឱកាសចុងក្រោយផងគឹមដានហើយបើសិនជាគឹមដាននៅតែអញ្ចឹងទៀតគេអត់ទុកកំហឹងផងគេទេមួយវិញទៀតបើសិនជាគេល្អដាក់ប៉ុណ្ណឹងហើយនៅតែត្រែអញ្ចឹងទៀតចូលឯងចាក់ចេញពីទីហ្នឹងទៅលើម្ដងថងនេះហើយគឹមដានគេមិនអាចចាក់ចេញបានទៅព្រោះគេត្រូវការលុយ$5,000ហ្នឹងខ្លាំងណាស់ណាមួយដោយសារតែគេជាអ្នកនិយាយថាគេចង់បាន$5,000ហ្នឹងអញ្ចឹងហើយនៅពេលនេះគេគ្រាន់តែគិតថាគេត្រូវខំខកកំភ្លើងជាប់នឹងថ្មីទៅបានហើយគឹមដានគេពិបាកក្នុងការធ្វើរឿងហ្នឹងព្រោះវាគឺជាលើកទី1គេដឹងថាធ្វើអញ្ចឹងត្រូវឬមួយក៏ខុសទេហើយគេថែមទាំងមានអារម្មណ៍ថាអត់ស្រួលហើយខ្មាស់អៀនទៀតចេះខ្ចុងគេតឹងចិត្តព្រោះថាមើលទៅគឹមដានដូចជាពិបាកដែរហើយដោយសារតែឃើញទៅពិបាកផ្នែកពេកចេះខ្ចុងគេទៅជួយគឹមដានតែជួយនេះមិនជួយធម្មតាទេដូចវាលើសលប់ទៀតហើយគេធ្វើឲ្យទង្វើហ្នឹងបដាស្ដីឲ្យគឹមដានបដាថាគឹមដានហ្នឹងគឺជាមនុស្សដែលអស់ម្លាយពេលយូរដោយសារតែចេះខ្ចុងគេធ្វើដូចរឿងលើសលប់ពេកគឹមដានគេប្រាប់ឲ្យឈប់ទៅក៏នៅតែចេះខ្ចុងអត់ព្រមឈប់ទៀតតពេលអញ្ចឹងមិនគឹមដានគេធំមិនបានប្រាប់ឲ្យចេះខ្ចុងដល់ចូលទៅវាគ្រប់គ្រាន់ហើយពេលខ្លួនឯងនិយាយចឹងហ្នឹងក៏មានអារម្មណ៍គិតដែរថាខ្លួនឯងមិនអាចនិយាយចឹងទៅរួចតែក៏គិតវិញថាគេគ្រាន់តែចង់ឲ្យវាបញ្ចប់ឆាប់ទេទៅពេលគឹមដាននិយាយចឹងចេះខ្ចុងក៏គេបបាយខ្លួនគឹមដានឲ្យគេដោតបញ្ចូលហ្នឹងទោះជាមិញហ្នឹងចេះខ្ចុងគេសម្រួលឲ្យគឹមដានយ៉ាងណាក៏ដោយតែមានអារម្មណ៍ថានៅតែដោតអត់ចង់ចូលអញ្ចឹងគឹមដាននេះវិញគ្រាន់តែរៀបនឹងដោតហ្នឹងក៏មានអារម្មណ៍ថាឈឺចាប់ដែរដូច្នេះហើយគេប្រាប់ចេះខ្ចុងថាគេឈឺណាស់គេអាចធ្វើបានទេតែគឹមដានគេបកាយចឹងធ្វើឲ្យចេះខ្ចុងគេកាន់តែខឹងខ្លាំងទៀតហើយចេះខ្ចុងគេស្រែកស្អីឲ្យទៅកាន់គឹមដានឡើងខ្លាំងថាការអត់ធ្មត់ផងគេមានដានកំណត់ណាប្រយ័ត្នត្រូវគេបំបែកក្បាលចោលទៅគេថែមទាំងនិយាយទៅកាន់គឹមដានទៀតថាបិទមាត់ឲ្យទទួលយកវាទៅគេទៅតែចាប់ដើមទេចេះខ្ចុងគេប្រឹងនឹងដោតចូលតែក៏មានអារម្មណ៍ថាតឹងពិបាកនៅក្នុងការដោតដែរគឹមដានគេគិតថាវាមិនអាចដោតចូលបានទេព្រោះវាតឹងខ្លាំងពេកតែចេះខ្ចុងវិញបខំគេមួយទំហឹងហ្មងដល់ថ្នាក់ធ្វើឲ្យគឹមដាននឹងចេញឈាមទង្វើផលចេះខ្ចុងនឹងវាលើសលប់ដល់ថ្នាក់គឹមដានគេយំព្រោះមានអារម្មណ៍ថាដូចជាហេតុពវៀនគេអញ្ចឹងតែចំពោះចេះខ្ចុងវិញទោះបីជាគឹមដានស្ថិតក្នុងស្ថានភាពណាក៏ដោយក៏គេមិនខ្វល់ដែរគេនៅតែប្រព្រឹត្តលើសលប់ទៅកាន់គឹមដានអញ្ចឹងឯងឃើញថាគឹមដានដកដង្ហើមមកចង់ដល់គ្នាគេបែរជាបោយសក់គឹមដានឡើងមកលើវិញថែមទាំងស្រែប្រាប់ឲ្យគឹមដានដកដង្ហើមមកស្រួលទៀតថែមទាំងជេរទៅកាន់គឹមដានទៀតថាកុំល្ងងឲ្យទទួលយកវាទៅចេះខ្ចុងគេប្រឹងលេងឲ្យអស់ដៃហ្មងដល់ថ្នាក់គឹមដានគេមានអារម្មណ៍ថាដូចជាវាយដំគេនៅក្នុងពវៀនគេអញ្ចឹងឃើញគឹមដានអញ្ចឹងហើយចេះខ្ចុងគេមិនខ្វល់ទេគេមានតែនិយាយចេញពីមាត់ផងគេទៀតគេថាវាល្អជាងការស្មៃផងគេថែមទាំងនិយាយទៅកាន់គឹមដានទៀតថាគឹមដាននឹងធ្លាប់ឲ្យមនុស្សប្រមាណអ្នកឯងដាក់ចូល
ហ្នឹងចំពោះគឹមដាននៅពេលនេះគេចង់លឺសំណួរអញ្ចឹងចេញពីមាត់ចេះខ្ជុងទេគេគ្រាន់តែចង់បញ្ចប់វាឲ្យលឿនតែប៉ុណ្ណោះអារម្មណ៍នៅការគិតផកគឹមដាននៅពេលនេះគេស្អប់ទៅវើដែលចេះខ្ជុងធ្វើមកលើគេហ្នឹងណាគេថែមទាំងបន្តិចនៅក្នុងខួរក្បាលទៀតថាគេមិនចង់ជួបរឿងហ្នឹងទៀតទេដល់ពេលនេះមើលទៅចេះខ្ជុងគេថមលេងបានហើយគេលើកអុកមកទៅហឹងហ្មងណាគឹមដានគេចង់និយាយប្រាប់ឲ្យចេះខ្ជុងធ្វើវាតិចក៏អត់បានដែរចេះខ្ជុងប្រាប់ថាឲ្យបិទមាត់ទៅហើយនៅពេលនេះដែរចេះខ្ជុងហាក់បីដូចជាម្ដងគោលដៅផកគេហើយតទៅពេលអញ្ចឹងទៅគឹមដានគេគិតថាហើយណាគេគិតថាចប់ហើយណាតែចេះខ្ជុងហាក់បីដូចជាអត់ចប់ជាមួយសោះដោយសារតែឃើញគឹមដានតាក់ទាញពេកក៏គឹមដានគេរកបកាយទៀតហើយគេថាប៉ុណ្ណឹងគឺអត់គ្រប់គ្រាន់ទេមែនចេះខ្ជុងគេបកទៅវិញហ្មងគេថាអាហ្នឹងគ្រាន់តែទឹកទី1ទេហើយនៅសល់ទៀតមួយយប់ហ្នឹងចាំតែអត់ដេកទៅមកកាត់មកមើលផឹកស្អែកម្ដងចេះខ្ជុងគេភ្ញាក់ពីផឹកមកហើយតែគឹមដានហាក់បីដូចជានៅដេកឡើយទេចេះខ្ជុងគេទៅងូតទឹកធ្វើអីតាមទម្លាប់ផកគេហ្នឹងហាក់បីដូចជាស្រស់ស្រាយដល់ហើយគេក៏អត់ភ្លេចទៅមើលគឹមដានដែរមើលតែហឹកដើរទៅដើរឡើងលយហ្មងទៅបើកពុកខ្វាក់អត់ឃើញគឹមដាននឹងផងហ្នឹងតែពេលអញ្ចឹងណាធ្វើឲ្យគេអស់សំណើចហ្មងគេថែមទាំងនិយាយទៀតណាថាគឹមដានធ្វើដូចហ្នឹងមិនត្រូវហើយគេកាន់តែស្បាយនឹងរឿងហ្នឹងទៀតហើយបកកណាថ្ងៃនេះចេះខ្ជុងគេទទួលបានជ័យជំនះមែនមិនត្រឹមតែប៉ុណ្្នឹងទេគេទទួលបានជ័យលាភីឡើងល្អឥតខ្ចោះទៀតការប្រកួតថ្ងៃហ្នឹងសូម្បីតែលោកគ្រូរបស់គេក៏ទៅសើចដាច់ពីមាត់ដែរក៏ថែមទាំងសួរទៅកាន់ចេះខ្ជុងទៀតតែចេះខ្ជុងហ្នឹងមានអីពិសេសមែនបើថ្ងៃហ្នឹងប្រកួតដែលល្អឥតខ្ចោះបែបហ្នឹងលើគ្រូគេសួរហើយចេះខ្ជុងបានតែញ៉ាំបិទមាត់មិនចិត្តទេព្រោះតែគេមានគឹមដានគេសាក់លបងអីថ្មីពីគឹមដាននឹងឯងតែពេលនឹកឃើញដល់គឹមដានអញ្ចឹងគេដឹងក្នុងចិត្តហើយណាថាគេស្វែងរកមនុស្សដូចជាគឹមដានតិចច្រឡំថាគេស្វែងរកស្នេហាអីទៅគេស្វែងរកមិត្តរួមក្រែហ្នឹងណាព្រោះតែគេធ្លាប់លេងមួយមនុស្សប្រុសរាប់មិនអស់ប៉ុន្តែមនុស្សប្រុសទាំងអស់ហ្នឹងអត់ដែលឲ្យគេស្ថិតក្នុងសភាពដ៏អស្ចារ្យបែបនេះទេហើយជាចុងបញ្ចប់គេរកឃើញគឹមដានដែលធ្វើឲ្យគេអាចមានអារម្មណ៍បែបហ្នឹងបានដល់ហេតុហ្នឹងហើយគេប្រាប់ឲ្យគ្រូរបស់គេកក់គឹមដានធ្វើជាអ្នកព្យាបាលឯកជនរបស់គេគ្រូនោះលើអញ្ចឹងហើយគាត់សប្បាយចិត្តណាព្រោះថាហោម៉ានេះអីសិតតែចេះខ្ជុងអត់ខ្វល់ទាំងអស់អញ្ចឹងហើយលើកនេះគាត់នឹងតាក់ទងទៅឲ្យចេះខ្ជុងកាត់មកមើលកន្លែងវឹកហាត់របស់ចេះខ្ជុងម្ដងមើលរួមក្រុមរបស់គេពងតែឆ្ងល់ហើយព្រោះថាមើលទៅចេះខ្ជុងដូចមិនធម្មតាសោះហើយបញ្ចេញចំហាយមកគួរឲ្យខ្លាចទៀតអាទៅវើរបស់ចេះខ្ជុងអញ្ចឹងអីហ្នឹងមើលរួមក្រុមក៏គេពងតែវឹកគ្នាអីព្រោះតែគេឆ្ងល់មិនបានចេះខ្ជុងហ្នឹងខឹងអញ្ចឹងតែការប្រកួតចុងក្រោយរបស់គេហ្នឹងធ្វើបានល្អឥតខ្ចោះហើយពួកគេសង្កេតឃើញថាចេះខ្ជុងហ្នឹងស្លឹងមើលទូរស័ព្ទរយៈពេល1ថ្ងៃហើយក្នុងចិត្តចេះខ្ជុងពេលនេះគេកំពុងតែខឹងហើយហេតុអីបានគឹមដានហ្នឹងអត់លើកទូរស័ព្ទរបស់គេខឹងដល់ថ្នាក់និយាយឡើងចាញ់ហើយទៅសួរគ្រូរបស់គេទៀតថាគឹមដានបានលើកទូរស័ព្ទគាត់នៅគ្រូនោះគាត់ឆ្លើយដែរឡើងហត់ហើយព្រោះចេះខ្ជុងសួរគាត់ច្រើនដងហើយពេលនេះអីដែលគាត់អាចប្រាប់ចេះខ្ជុងបានគឺគឹមដានបានមើលសាររបស់គាត់ហើយគាត់ផ្ញើកិច្ចសន្យាអីឲ្យគឹមដានរួចហើយតែគាត់ខលទៅក៏អត់លើកសារក៏អត់តបដែរទៅលើអញ្ចឹងហើយចេះខ្ជុងគេនៅតែអត់ព្រមព្រោះថាមួយអាទិត្យទេណាគឹមដានគេឆ្លើយតបជាមួយគេសោះហើយគេសួរទៅកាន់គ្រូគេទៀតថាប្រកាសអត់ថាគឹមដានបានមើលសារហ្នឹងគ្រូតឃើញចេះខ្ជុងអញ្ចឹងពេលទៅក៏គាត់និយាយថាឲ្យចេះខ្ជុងចាំសិនទៅព្រោះថាគឹមដានប្រហែលជាពិចារណាហើយគាត់បានដាក់សារទៅប្រាក់ខែឡើងល្អឥតខ្ចោះហ្មងតែចេះខ្ជុងពេលនេះគេកញ្ញាញ់ខួយគេថាឈួតគេជាមិនខានទេគេអាចរងចាំបានទៀតទេលោកគ្រូក៏អត់នៅស្ងៀមណាក៏គាត់បាននិយាយថាប្រហែលជាគឹមដានហ្នឹងអត់ត្រឡប់មករកយើងវិញទៀតទេក៏ប្រហែលជាលោកគ្រូប៉ែគឹមដានអត់ចូលចិត្តធ្វើការជាមួយយើងហ្នឹងសរុបមកវិញយើងចង់ប្រាប់ឯងថាលោកគ្រូប៉ែគឹមដានប្រហែលជាប្លុកពួកយើងចោលហើយឮថាប្លុកចេញពីមាត់ផកគ្រូគេភ្លាមចេះខ្ជុងគេមូម៉ៅក្នុងចិត្តហើយណាហើយអាកំពុងតែមូម៉ៅនឹងផងសោះច្បងគេលូកមាត់ហើយគេថាប្រកាសគ្រូប៉ែគឹមដានប្រកាសជាប្លុកឯងចោលហើយតទៅឮចឹងហើយចេះខ្ជុងគេកាន់តែខឹងទៀតហើយគេទៅចាក់កំហឹងពេញនឹងហ្មងគេថាហេតុអីបានគឹមដាននឹងហ៊ានម៉េចកាត់មកមើលគឹមដានវិញទូរស័ព្ទកំពុងតែហៅជាប់គ្នាហើយគ្មានណាគេទេមកក្រៅពីចេះខ្ជុងទេដោយសារតែទូរស័ព្ទនឹងហៅខ្លាំងពេកគឹមដានគេធំបានដែរហ្នឹងណាងើបមកបិទទូរស័ព្ទសិនទៅហើយច្រើនថ្ងៃមកនេះចេះខ្ជុងខលមកគេដាច់សោះគេនឹកឃើញតែរឿងដែលគេជួបប្រទះមួយចេះខ្ជុងហ្នឹងណាមានអារម្មណ៍ថាវាដូចជាសម្បត្តិអាក្រក់ចឹងសម្រាប់គេព្រោះតែចេះខ្ជុងប្រព្រឹត្តចំពោះគេដូចជាប្រដាប់ក្មេងលេងអញ្ចឹងដោយសារអញ្ចឹងហើយគេមានអារម្មណ៍ថាគេល្ងងខ្លាំងណាស់ដែលធ្លាក់ក្នុងសភាពបែបហ្នឹងណាដោយសារតែមួយថ្ងៃនេះគេបានទៅធ្វើការទេព្រោះគេរលេះថាខ្លួនឯងឈឺហើយនៅពេលនេះគេគ្រាន់តែអាចលើកទឹកចិត្តខ្លួនឯងតែប៉ុណ្ណោះវាដល់ពេលហើយដែលគេត្រូវឡើងទៅធ្វើការវិញកាត់មកមើលពេលដែលគឹមដានទៅលេងលោកយាយរបស់គេគាត់ស្វាគមន៍គ្នាទៅវិញទៅមកហាក់បីដូចជាកក់ក្ដៅដល់ហើយលោកយាយគាត់មិនចង់ឲ្យគឹមដានមកលេងគាត់ញឹកញាប់ទេព្រោះថាគឹមដានរវល់ធ្វើការងារហើយឲ្យគឹមដានណាសម្រាប់ខ្លះទៅគឹមដានគេឆ្លើយទៅវិញថាគេត្រូវតែមកមើលលោកយាយផកគេសួរលោកយាយផកគេទៀតថាលោកយាយហ្នឹងមានហូបអាហារបានគ្រប់គ្រា
ន់អត់ឯលោកយាយវិញក៏អត់ចង់ឲ្យគឹមដានខ្វាយខ្វល់ច្រើនទេក៏ប្រាប់ថាអាហារសម្រាប់គាត់ពេលនេះក៏មិនដែលរំលងសូម្បីតែមួយក្នុងការនិយាយគ្នាហ្នឹងលោកយាយក៏គាត់ដឹងថាគឹមដានអត់ទាន់បានញ៉ាំអាហារទេគាត់ឲ្យទៅដល់កូគឹមដាន2លោកយាយថាកាលពីនៅតូចគឹមដានចូលចិត្តរបស់ហ្នឹងណាចឹងហើយគាត់សុំកលិនបថៃការ2សម្រាប់ទុកឲ្យចៅរបស់គាត់គឹមដានគេខំប្រកែកទៅវិញដែរថាឥឡូវហ្នឹងគេធំហើយមិនក្មេងដូចមុនទេលើចៅនិយាយចឹងហើយលោកយាយគាត់បានប្រកែកថាសម្រាប់គាត់គឹមដាននៅតែក្មេងតូចដូចកាលពីមុនអញ្ចឹងសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ភាគថ្មីកុំឆ្ងល់ថា admin ហេតុអីបានផុសវីដេអូភាគ2ភាគ3ឡើងវិញអញ្ចឹងដោយសារតែ YouTube លុប admin ណាចឹងហើយបាន admin ផុសឡើងវិញឥឡូវហ្នឹង admin មានអារម្មណ៍ថាចង់បាក់ស្បាតមួយ YouTube ហើយតែកុំភ័យអី admin នឹងស៊ូចេញវីដេអូដដែលទេកាត់មកមើលពេលដែលគ្រូប៉ែពិភាក្សាជាមួយគឹមដានអ្នកគ្រូប៉ែបាននិយាយថាគឹមដានគួរតែដឹងពីរឿងមហារាជផលលោកយាយរបស់គាត់ហើយការវះកាត់ចុងក្រោយនៅតែទទួលបានផលអវិជ្ជមានអញ្ចឹងព្រោះថាដុំសាច់របស់លោកយាយរបស់គាត់នៅតែធំដដែលវាសឹងតែធ្ងន់ធ្ងរជាងមុនទៀតគឹមដានលើអ្នកគ្រូប៉ែនិយាយចឹងហើយក៏បានយល់ស្របដែរព្រោះគាត់ដឹងពីជំងឺផលលោកយាយគាត់ច្បាស់ប៉ុន្តែក្នុងពេលដែលគឹមដានអស់សង្ឃឹមអ្នកគ្រូប៉ែបានយកក្តីសង្ឃឹមមកឲ្យគឹមដានវិញដោយនិយាយថាអាចសាកល្បងអីថ្មីបានក៏មានន័យថាឲ្យលោកយាយព្យាបាលតាមវិធីថ្មីហើយចំពោះវិធីសាស្ត្រថ្មីនឹងដែរក៏ពាក់ព័ន្ធជាមួយនឹងថ្នាំថ្មីដែរមានន័យថាគេទៅតែបង្កើនហ្នឹងអីដែលសំខាន់ហ្នឹងអ្នកគ្រូប៉ែក៏និយាយថាការព្យាបាលមួយហ្នឹងវាស័ក្តិសមជាមួយលោកយាយគឹមដានណាប៉ុន្តែគឹមដានត្រូវតែដឹងដូចគ្នាថាការព្យាបាលមួយហ្នឹងវាអាចមានតម្លៃថ្លៃធ្វើជា2ធ្វើជា3ឯណោះគ្រាន់តែគេលើបែបនេះគេមានអារម្មណ៍ថាបាក់ទឹកចិត្តណាដូចនេះហើយគេបានសួរទៅការអ្នកគ្រូប៉ែថាបើសិនជាគេអត់ព្យាបាលតាមវិធីថ្មីហ្នឹងតើលោកយាយផងគេនឹងមានផលបែបណាទៅអ្នកគ្រូប៉ែក៏ឆ្លើយទៅកាន់គឹមដានវិញថាបើសិនជាពួកយើងអត់ធ្វើដូច្នេះទេយើងគ្មានអ្វីដែលត្រូវធ្វើចំពោះគាត់ទៀតទេក៏មានន័យថាបដ ாய் ឲ្យគាត់តាមយថាកម្មនឹងឯងកាន់មកមើលពេលនេះគឹមដានគេអង្គុយអស់សង្ឃឹមហើយនៅពេលដែលគេដឹងតម្លៃព្យាបាលផលលោកយាយរបស់គេនឹងគេសម័យទៅខាងក្នុងវិញអ្នកគ្រូប៉ែក៏និយាយថាគាត់មិនចង់ដាក់សម្ពាធលើគឹមដានទេប៉ុន្តែវិធីព្យាបាលនិងថ្នាំព្យាបាលនឹងពិតជាថ្លៃអញ្ចឹងមែនគឹមដានក៏មិនចង់ឲ្យលោកយាយរបស់គាត់មានការឈឺចាប់តទៅសោះចំពោះគាត់ការងាររបស់គាត់ច្រើនពិតជាលំបាកមែនប៉ុន្តែមិនតិចក៏គាត់អត់ចង់ឲ្យយាយគាត់ឈឺដែរពេលនេះគឹមដានគេគិតអីអត់ចេញតទៅសោះតែគេអាចធ្វើអីដើម្បីឲ្យលោកយាយរបស់គេជាសះស្បើយទៅហើយគេសុំទោសលោកយាយរបស់គេអត់ដាច់ពីមាត់ទេក្នុងពេលនោះដែរទូរស័ព្ទរបស់គឹមដានក៏បានហៅអ្នកទេមកហ្នឹងក៏មិនណាឆ្ងាយដែរក្រៅពីចូលចិត្តខ្ញុំយើងហ្នឹងទោះបីជាឥឡូវហ្នឹងគឹមដានគាត់មានសុបិនអាក្រក់យ៉ាងណាក៏ដោយប៉ុន្តែតាមពិតទៅគាត់បានធ្លាក់នៅក្នុងបាតសមុទ្ររួចទៅហើយការគំរាមកំហែងពីសំណាក់ពួកចងការប្រាក់ទោះបីជាអញ្ចឹងក៏ដោយលោកយាយរបស់គាត់តែងតែអោបគាត់ជាប់ជានិច្ចក្នុងពេលនេះគឹមដានគេនឹងរកផ្លូវមួយដែលល្អសម្រាប់លោកយាយរបស់គេកាត់មកមើលជោគជ័យខ្ញុំកំពុងតែទេទៅគឹមដាននេះវិញមើលទៅគឹមដានប្រហែលជាអត់លើកទូរស័ព្ទទេបានគេតម្លាក់ទូរស័ព្ទចោលផងក្តៅក្រហាយផងហ្នឹងហើយស្រាប់តែពេលហ្នឹងមានអ្នកចុចកណ្ដឹងអ្នកនោះក៏មិនណាឆ្ងាយដែរក្រៅពីគឹមដានគេមកទាំងសទឹកជោគហ្មងណាចេះខ្ញុំវិញបើឃើញអញ្ចឹងអីហ្នឹងខ្ញុំចេញមកហើយក្នុងពេលដែលគឹមដានដើរចូលមកក្នុងរចេះខ្ញុំហ្នឹងចេះខ្ញុំគេនិយាយទៅកាន់គឹមដានទៀតថាគេខំទេទៅឡើងចង់1000ដងហើយអត់មានលើកទូរស័ព្ទគេទេតើឥឡូវហ្នឹងវានឹងអីចំពោះឯងទៅដែលធ្វើឲ្យក្បាលតើតូចស្អាតរបស់ឯងហ្នឹងមករកយើងដល់ខ្លួនឯងចឹងមកតវងគឹមដាននេះស្ទាក់សើដែរក្នុងការនិយាយតែក៏ដាច់ចិត្តសួរទៅកាន់ចេះខ្ញុំគេសួរថាអំពីការងារកិច្ចសន្យារបស់គេហ្នឹងណាមិនមែនត្រឹមតែការម៉ាស្សាធម្មតាទេត្រូវអត់ចេះខ្ញុំគេឆ្លើយវិញថាប្រកាសណាមិនមែនត្រឹមតែម៉ាស្សាធម្មតាទេគេនិយាយប្រាប់គឹមដានថាគឹមដានហ្នឹងត្រូវព្យាបាលម៉ាស្សាឲ្យគេនៅពេលដែលគេចប់ការប្រកួតនិងមុនពេលការប្រកួតជារៀងរាល់ថ្ងៃទៀតហើយមួយទៀតគឹមដានត្រូវការលេងជាមួយគេមុនយប់ថ្ងៃប្រកួតដើម្បីឲ្យគេឈ្នះនៅក្នុងការប្រកួតរបស់គេហើយគេបាញ់និយាយរឿងទាំងអស់ហ្នឹងច្រើនពេកទេព្រោះថាគឹមដានប្រហែលជាអាចដឹងហីតើទៅលើអញ្ចឹងគឹមដានគេសួរបកទៅវិញថាហេតុអីបានជំរើសហ្នឹងគឺជាគេមិនអ្នកដទៃព្រោះមានមនុស្សច្រើនទៀតចេះខ្ញុំតើលើគឹមដានសួរអញ្ចឹងគេឆ្លើយឡើងលយវិញហ្មងគេថាមកពីគឹមដានហ្នឹងអាចធ្វើឲ្យគេឡើងដល់កំពូលបានគេចង់និយាយថាស្ថានភាពរាងកាយរបស់គេអាចនៅដល់កំពូលទាំងស្រុងហ្នឹងមិនត្រឹមតែប៉ុណ្្នឹងទេគេនៅនិយាយទៀតថានៅពេលដែលគេលេងជាមួយគឹមដានហ្នឹងស្ថានភាពរបស់គេពិតជាគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់វាធ្វើឲ្យគេដល់ចំណុចកំពូលហើយគួរឲ្យកត់សម្គាល់ទៀតដូច្នេះហើយគេបានចោទទៅកាន់គឹមដានថាមកពីអញ្ចឹងហើយបានគឹមដានគឺជាជំរឿនល្អរបស់គេហ្នឹងអូតើឥឡូវហ្នឹងតើអត់មានអីសួរទៀតអត់មានអីសួរគេទៀតអត់សួរមកដល់ពេលអញ្ចឹងទៅគឹមដានគេមានអារម្មណ៍ថាស្ទាក់ស្ទើរហើយក៏មានអារម្មណ៍ថាញ័រដែរណា
តែគេនៅតែបោះជំហាននិយាយទៅកាន់ចេះខ្ចុងទាំងតែគេត្រូវការលុយហើយគេត្រូវការលុយច្រើនជាអ្វីដែលចេះខ្ចុងធ្លាប់ឲ្យគេទៀតឡើយយើងចង់ដឹងថាហេតុអីបានគឹមដាននឹងត្រូវការលុយច្រើនពេលហ្នឹងគ្រូពេទ្យបាននិយាយថាគាត់ចង់ដាក់ស្ពានឲ្យគឹមដានដោយសារតម្លៃនៃថ្នាំទេប៉ុន្តែគឹមដានគេនៅតែចង់ដឹងអញ្ចឹងថាថ្នាំហ្នឹងមានតម្លៃប៉ុន្មាននៃពិតប្រាកដហើយអីដែលគាត់ដឹងហ្នឹងថ្នាំមួយមុខគឺមានតម្លៃដល់ទៅ$9,000គឹមដានគេភ្ញាក់ផ្អើលខ្លាំងណាស់ហើយអ្នកគ្រូក៏បន្តនិយាយគាត់ថាថ្នាំតែមួយមុខទេតម្លៃ$9,000ហើយនៅបូករួមសេវាកម្មផ្សេងទៀតនិយាយចំទៅផែនការព្យាបាលផលលោកយាយគឹមដានហ្នឹងអត់ខុស$10,000ក្នុងមួយខែទេគឹមដានគេលឺហើយគេស្លុតរ៉ាព្រោះគេដឹងថាធ្វើមិនបានវាគេគិតដល់លោកយាយផងគេផងអីផងទៅគេទាចេះខ្ចុងថា$14,000ក្នុងមួយខែបើសិនជាចេះខ្ចុងអាចធ្វើបានគេនឹងចុះហត្ថលេខាភ្លាមពេលដែលគឹមដានគេលើកសំណើមកពីរនាក់គេឈរមើលមុខគ្នានៅនឹងឯងតែចេះខ្ចុងគេបានញញឹមចេញមកហើយដោយគេនិយាយថាគ្រាន់តែរឿងលុយទេតែវាសមហេតុផលហើយដោយសារតែលើកមុនគឹមដានលើតែ$5,000ភ្លាមក៏រត់មកគេអីអញ្ចឹងហើយសម្រាប់គេមិនអីទេហើយគេក៏យកព្រមជាមួយលក្ខខណ្ឌគឹមដានដែរតែទោះបីជាអញ្ចឹងក៏ដោយចេះខ្ចុងដូចជាមិនព្រមចាញ់ទេដោយគេដើរទៅជិតគឹមដានបដាហើយនិយាយបដាទៀតថាគេមានលក្ខខណ្ឌរបស់គេដែរគេចង់និយាយថាមិនថាកន្លែងណាពេលណាមិនថាចប់ការប្រកួតឬមួយក៏ក្រោយការប្រកួតទេបើសិនជាគេចង់ឲ្យគឹមដានលើកជើងគឹមដានត្រូវទៅលើកជើងឲ្យគេអញ្ចឹងហើយនៅពេលនេះគេសួរទៅកាន់គឹមដានថាធ្វើតាមលក្ខខណ្ឌគេអញ្ចឹងបានអត់ហើយមកសួរអញ្ចឹងគឹមដានគ្នាមានជំរើសមកពីណាមានតែយល់ព្រមនឹងឯងគឹមដានគេគិតក្នុងចិត្តដែរថាមានរឿងអីកើតឡើងក៏គេត្រូវតែទទួលយកដែរម្ដងថងនេះចេះខ្ចុងគេនិយាយថាបន្ទាប់ពីយើងមានកិច្ចសន្យាជាមួយគ្នាឥឡូវហ្នឹងគេចង់បានអត់ចាំយូរទេគេក៏វាគឹមដានទៅក្រោយឡើងមកតែហឹងហ្មងទង្វើចេះខ្ចុងកាន់តែហួសហេតុទៅហើយចាប់បោចចាក់គឹមដានមករកគេទៀតគេប្រាប់ឲ្យគឹមដានបៀមចូលរបស់គេគេចង់បានឥឡូវហ្នឹងហើយគេថែមទាំងនិយាយទៅកាន់គឹមដានទៀតថាកុំធ្វើពោតដូចជាមិនដែលបៀមចូលផលណាគេម្នាក់លឺសំដីចេះខ្ចុងមកដល់ត្រឹមនេះគឹមដានគេនឹកឃើញដល់តារោគចិត្តនឹងទៀតហើយកុំនិយាយដល់ថ្នាក់បៀមសំបីតាប៉ះហ្នឹងក៏គេមិនចង់ប៉ះដែរតែធ្វើមិនទេមកដល់ពេលនេះឯងគេត្រូវតែបខំចិត្តចេះខ្ចុងគេបខំគឹមដានណាព្រោះថាគឹមដាននៅតែអត់ចេះអញ្ចឹងហើយគេបរៀនឲ្យគឹមដានណាហាមាត់មកវិច័យដល់អីគឹមដានហ្នឹងក៏គួរឲ្យតាក់ទាញទៀតចេះខ្ចុងគេធំបានទេអញ្ចឹងក៏មានន័យថាដល់កម្ពុជាផលចេះខ្ចុងហើយចេះខ្ចុងក៏មិនបញ្ឈប់ត្រឹមហ្នឹងដែរយកដឹងតែមានរឿងអីកើតឡើងទៀតទេណាកាត់មកមើលគឹមដានមកលេងលោកយាយផងគាត់ម្ដងព្រោះគាត់ចង់នាំដំណឹងល្អមួយមកប្រាប់លោកយាយផងគាត់ណាហើយចំពោះលោកយាយផងគាត់ក៏គាត់ដឹងដែរថាពេលនេះគាត់ទទួលការព្យាបាលថ្មីគឹមដានអត់មានអីនិយាយក្រៅពីការលើកទឹកចិត្តលោកយាយផងគាត់នៅក្នុងការព្យាបាលហ្នឹងទេហើយក៏គិតទៀតថាវានឹងអាចប្រសើរឡើងនៅពេលដែលលោកយាយធូរស្រាលមកដល់ត្រង់នេះលោកយាយបានសួរថាហើយចុះលុយថ្លៃសំណាយហ្នឹងដានបានមកពីណាហើយគាត់ថែមទាំងគិតទៀតថាគឹមដានហ្នឹងប្រហែលជាខ្ចីបុលគេមកពីណាទៀតហើយគឹមដានវិញគេខំបកកាយឡើងលឿនថាកុំបារម្ភពីលុយអីការពិតទៅគេមានការងារថ្មីហ្នឹងបានគេទទួលបានលុយគឹមដានគេថែមទាំងអួតលោកយាយទៀតថាគេធ្វើការមួយជើងឯកលំដាប់ថ្នាក់ប្រទេសទៀតផងឯចំណាយប្រាក់ខែវិញគេគ្រាន់តែធ្វើការមួយមុខហ្នឹងគឺបានហើយគេបាច់ចាំមានការងារទី2អីទេគ្រាន់តែលឺបែបហ្នឹងចេញពីមាត់ចៅភ្លាមលោកយាយក៏សប្បាយចិត្តមិនថាលោកយាយទេសូម្បីតែគ្រូប៉ែតក៏អញ្ចឹងដែរគាត់អោបអរចៅផងគាត់ដែលទទួលបានការងារដ៏ល្អឥតខ្ចោះបែបហ្នឹងគេរៀបនឹងដាក់គុណអង្គុយចោះនិយាយមួយលោកយាយផងគេប៉ុន្តែបាយជាឈឺចកេះវិញតាំងពីយប់ថ្ងៃមុនមកម៉េះហើយការឈឺចាប់ហ្នឹងអត់ទាន់បានបាត់សោះលោកយាយគ្រាន់តែឃើញគឹមដានអញ្ចឹងគាត់បារម្ភបាត់ហើយគាត់សួរតែចៅគាត់កើតអីគឹមដានគេប្រកែកឡើងញាប់មាត់ហ្មងថាកើតអីទេគេគ្រាន់តែល្មន់ទិញតួចហើយគឹមដានក៏គេនៅយូរដែរគេត្រូវប្រញាប់ទៅធ្វើការគេប្រាប់លោកយាយផងគេដើរចេញតែលោកយាយផងគេបាននិយាយប្រាប់ថាមើលថែខ្លួនឲ្យល្អហើយថ្ងៃនេះដែរក៏ជាថ្ងៃទី1ដែលគេត្រូវបំពេញការងារនៅក្នុងក្លឹបហាត់ប្រាណតែមិនថាពេលណាទេឲ្យតែគេចូលមកនឹងម្ដងគេមានអារម្មណ៍ថាភ័យណាគ្រាន់តែគេបើកទ្វារភ្លាមហ្នឹងគេឃើញបារម្ភម្នាក់ដែលចាញ់ចាំងពីចង្ងាយបាត់ហើយមិនគឹមដានគេនិយាយទេតែអត់មានគិតថាមើលទៅឃើញតែចេះខ្ចុងមែនតាតែបើក្នុងចិត្តគឹមដានគេគិតចែកថាលើហ្នឹងគេត្រូវជួបចេះខ្ចុងរាល់ថ្ងៃហ្មងតិចចេះខ្ចុងហ្នឹងធ្វើរឿងហ្នឹងរាល់ថ្ងៃទៅកំពុងតែគិតភ័យណាក៏មានគេហៅគឹមដានហើយលោកគ្រូគាត់ហៅដោយសារចង់ណែនាំខ្លួនគឹមដានហើយនឹងអ្នកទាំងអស់ហ្នឹងឲ្យគឹមដានស្គាល់ដូចគ្នាពួកឯងស្ដាប់ឲ្យច្បាស់
នេះគឺជាគ្រូពេទ្យគឹមដានហើយគាត់មកព្យាបាលរាងកាយឲ្យចេះខ្ចុងនិយាយចំទៅគាត់គឺជាគ្រូពេទ្យតខ្លួនផលចេះខ្ចុងគឹមដាននោះក៏អត់ចាំយូរដែរគេក៏បាននិយាយប្រាប់ទៅថាគេឈ្មោះគឹមដានរីករាយណាស់ដែលបានស្គាល់អ្នកទាំងអស់គ្នាគ្រាន់តែលឺអញ្ចឹងភ្លាមគេនាំគ្នាទៅចែកគ្នាពេញហ្នឹងឯងព្រោះគឹមដានហ្នឹងមើលទៅក្មេងពេកហើយទូទៀតតែអាចព្យាបាលពួកគេបានអត់ហ្នឹងពួកអាដែងហែងមិននិយាយចឹងគាត់ចាស់ជាងពួកហែងណាស្ងាត់មាត់ភ្លាមគ្រាន់តែលឺចាស់ជាងពួកគេម្នាក់ភ្ញាក់ផ្អើលពេញហ្នឹងសូម្បីតែចេះខ្ចុងក៏បើកភ្នែកធំដែរហើយម្នាក់គេមិនជឿទេព្រោះថាមើលទៅគឹមដានហ្នឹងក្មេងខ្លាំងណាតែអញ្ចឹងគាត់អាយុម៉ានគេសួរហើយគឹមដានក៏ឆ្លើយតែគាត់មានអាយុ29ឆ្នាំហើយសូម្បីតែអេដមីនកុំចង់ជឿដែរណពួកអាដែងឲ្យលឺនៅ29ឆ្នាំមកពួកអាដែងអញ្ចឹងហើយបង្ហាញការគ្រប់ទៅគាត់បន្តិចមិនតិចទេច្រើនគាត់ទៅលើគ្រូគេនិយាយហើយពួកគេក៏យល់ព្រមគ្រប់គ្នាទៅប៉ុន្តែមើលទៅគឹមដានពិតជាក្មេងខ្លាំងណាម្នាក់គេសឹងតែមិនជឿសូម្បីតែចេះខ្ចុងក៏គេតែមិនដឹងដែរហើយមើលទៅមុខនេះទៅគេរៀងគៀងហើយក៏មើលទៅមុខគឹមដានក្រោយពីណែនាំខ្លួនរួចដល់ម៉ោងទៅវឹកហាត់វិញហ្មងក៏បំបែកជួរគ្នាទៅវឹកហាត់ទៅតែអីដែលយើងគួរតែចាប់អារម្មណ៍នោះគឺចេះខ្ចុងនឹងឯងគេមើលទៅហាក់បីទៅជាខ្លាំងណាសូម្បីតែមកដល់ការវឹកហាត់អីហ្នឹងគេនៅតែវ៉ាដដកដៃទៀតវាយរហូតដល់ថ្នាក់មិត្តរួមក្រុមផងគេចោះចាញ់មិនគេព្រមប្រឡែងដៃហើយបើចំពោះបាវខ្សាច់ហ្នឹងវិញចេះខ្ចុងវាយរហូតដល់គ្រូគេប្រាប់ថាឈប់មិនគេឈប់ហើយការវឹកហាត់របស់ចេះខ្ចុងឈរមើលដល់គឹមដាននឹងឯងគឹមដានគេថាប្រហែលមិនក៏ខ្លាំងដល់ថ្នាក់ហ្នឹងតែទោះជាយ៉ាងណាក៏ដោយចរិតចេះខ្ចុងហ្នឹងគេទទួលយកមិនបានទេប៉ុន្តែបើសិនជារឿងការវាយហ្នឹងចេះខ្ចុងពិតជាខ្លាំងមែនកំពុងតែគិតពីចេះខ្ចុងសុកហ្នឹងក៏មានមិត្តរួមក្រុមម្នាក់ដើរមកដល់ឈឺស្មាឃើញគេឈឺអញ្ចឹងគឹមដានមិននឹងអាចមើលដោយភ្នែកបានទៅគេក៏សួរបារម្ភម្នាក់ហ្នឹងតែអត់ស្រួលខ្លាញ់ណាមែនបងប្រុសហ្នឹងក៏បានឆ្លើយជាមួយនឹងគឹមដានថាមកពីគាត់បាក់ស្មាកាលពី6ខែមុនអញ្ចឹងហើយវានៅឈឺដល់ឥឡូវគឹមដានលឺអញ្ចឹងហើយក៏ស្នើសុំថាឲ្យគាត់ជួយមើលបានអត់ព្រោះតែហ្នឹងគឺជាការងារផងគាត់មិត្តរួមក្រុមម្នាក់ហ្នឹងក៏អូខេទៅព្រោះតែគាត់សប្បាយចិត្តដែលមានវិជ្ជាបណ្ឌិតមកមើលគាត់អញ្ចឹងប៉ុន្តែនៅពេលដែលគឹមដានកំពុងតែជួយបណ្ឌិតហ្នឹងបារម្ភម្នាក់នោះដូចជាចាប់អារម្មណ៍អេដមីនបាច់ប្រាប់គាត់ដឹងថាណាគេដែរតែក្នុងពេលដែលគឹមដានកំពុងតែមើលហ្នឹងក៏មានមិត្តរួមក្រុមដទៃគេមកច្នៃដែរគេថាចាំមើលគេផងបានអត់មិនដឹងជាស្អីទេគ្រូពេទ្យមួយហ្នឹងទៅដើមគ្នាឡើងពេញហ្នឹងហ្មងហើយបើចំពោះបារម្ភម្នាក់ដែលឈរមើលគេនេះវិញទឹកមុខក៏ដឹងតែគិតពីអីដែរណាមកដល់ពេលដែលពួកគេត្រូវសម្រាកអីមិនដឹងជាស្អីទេចេះខ្ចុងដើមមួយគ្រូគេសុកហ្នឹងក៏ហៅគឹមដានប៉ុន្តែហៅឆ្លើយមែនតើហ្មងសិតហេយូដោយតែពេលដែលយើងហៅមិត្តភ័ក្ដិយើងអញ្ចឹងណាហើយគឹមដានក៏ឆ្លើយទៅវិញយ៉ាងស្រួលទៅអាបកាចោនេះអញទៅប្រាប់ឯងទេណាថាគាត់បងឯងណាមើលកែងហៅអីចឹងឯងសង្ស័យថាឯងត្រូវចំដោយវងចចកទេបានឯងចេះហៅចឹងយ៉ាងណាក៏ដោយឯងទៅហៅគាត់ថាលោកវិជ្ជបណ្ឌិតដឹងតែស្អីទេលោកវិជ្ជបណ្ឌិតចេះខ្ចុងគេហៅគឹមដានឲ្យទៅតាមគេហ្នឹងណាហើយបន្ទប់ដែលគេហៅទៅហ្នឹងទៀតសោតគឺជាបន្ទប់ងូតទឹកមកដល់ពេលនេះហើយគឹមដានគេសួរចេះខ្ចុងហ្នឹងថាចេះខ្ចុងហ្នឹងវឹកហាត់ហើយអីមែនហើយទៅវឹកហាត់ហើយអញ្ចឹងបើសិនជាចង់ទៅចាក់ខ្លួនគួរតែនៅក្រៅសិនទៅមិនគួរមកងូតទឹកទេនិយាយមិនទាន់អស់សេចក្តីផងចេះខ្ចុងគេអស់ដៃគឹមដានទៅក្នុងបន្ទប់ទឹកហើយអីដែលចេះខ្ចុងត្រូវការនៅពេលនេះគឺលោកគ្រូប៉ែគឹមដាននឹងឯងគេត្រូវការដើម្បីធូរស្បើយផងគេហ្នឹងណាព្រោះតែគេក្តៅនៅពេលដែលគេវឹកហាត់គេមានអារម្មណ៍ថាក្តៅខ្លួនលើមកដល់ត្រឹមនេះគឹមដានគេភ្ញាក់ផ្អើលព្រោះតែឥឡូវហ្នឹងគឺនៅស្ទីសាធារណៈមិននឹងអាចពួកគេធ្វើបែបហ្នឹងបានទៅហើយគឹមដានព្យាយាមបដិសេធណាព្រោះវាបថុយប្រឋានខ្លាំងពេកក្នុងចិត្តគឹមដានក៏គិតដែរណាថាពីរអ្នកគេទំលែងមួយគ្នាមួយថ្ងៃមុនទេអញ្ចឹងហើយទោះបីជាហ្នឹងគឺជាកិច្ចសន្យាក៏ដោយគេត្រូវព្រមចិត្តដាច់ខាតតែអីដែលសំខាន់ហ្នឹងមិននិយាយធំតាវឈប់ទេណាសិតតែកន្លោះដៃហើយកន្លោះដៃហ្នឹងចំទៅមុខចេះខ្ចុងទៀតទង្វើផលគឹមដានមួយនេះសំបីតែចេះខ្ចុងក៏គេគាំងណាគាំងប៉ុណ្ណឹងមកអស់ចិត្តទៅណាពេលនេះគឹមដានគេគិតភ័យក្នុងខ្លួនហើយថាគេកំពុងធ្វើអីមិញហ្នឹងហើយតាំងទៅសួរចេះខ្ចុងថាឲ្យគេសុំទោសផងតែមានកើតអីថងណាអត់មាត់ប្រាប់គេថាអចេតនាទេតែក្នុងចិត្តវិញកំពុងតែភ័យដែរហ្នឹងថាអត់គួរវាយភ្ញៀវខ្លួនឯងទេមិញហ្នឹងគេគ្រាន់តែចង់រត់គេទេគេប្រាប់ចេះខ្ចុងថាអញ្ចឹងងាប់ហើយមកកភ្លៀងធំតែក្រហមតែអេមិនស្មាតែមិនជាប់មិនតើក្នុងពេលនឹងដែរចេះខ្ចុងក៏លើកដៃតិចវាយគឹមដាននៅគឹមដានក៏គេភ័យដែរគេគិតក្នុងចិត្តថាគេស្លាប់ហើយមកទៅតែចម្លែកអីតែចេះខ្ចុងគេវាយប៉ុណ្ណឹងហើយតែសារគេថាមិនអន់ទៀតព្រោះថាមួយរយៈចុងក្រោយនេះគ្មានណាគេដល់គេចំធ្គាមទេ
តែគេមិននឹកស្មានសោះអ្នកដែលដាល់គេបែរជាមនុស្សប្រភេទគឹមដាននេះវិញពេលនេះគឹមដានគេមិនប្រកាសទេថាចេខ្ចុងនឹងខឹងគេឬមកអត់ប៉ុន្តែមាត់នៅតែសុំទោសគេអញ្ចឹងទាំងស្រាប់ហើយមនុស្សចេខ្ចុងមិននឹងអាចទុកឲ្យគឹមដានលួចខ្លួនបានទៅគេបខំគឹមដានតតែអាចលេងមួយគ្នាបានមែនហ្នឹងមានទាំងយកម្រាមដៃហ្នឹងយកចូលមាត់គឹមដានដើម្បីយកទឹកមាត់គឹមដានដល់ដំណាក់កាលនេះក៏ដោយក៏គឹមដាននៅតែប្រាប់ឲ្យចេខ្ចុងឈប់សិនមកដល់ត្រង់នេះចេខ្ចុងគេសួរហេតុអីបានឲ្យគេឈប់គឹមដានដងហើមមកចង់ដល់គ្នាក៏ឆ្លើយទៅវិញថាមកពីកន្លែងហ្នឹងគឺជាកន្លែងហាត់ប្រាណហើយខ្លាចគេមកឃើញហ្នឹងហើយគេនៅតែអត់យល់ទៀតថាហេតុអីបានជាចេខ្ចុងហ្នឹងតន់ហន់ម៉េះហើយនៅកន្លែងបែបហ្នឹងទៀតមកដល់ត្រង់នេះចេខ្ចុងងាយនិយាយខេងយកប្រងមួយគេតើថានឹងលើកជើងឲ្យគេមិនថាកន្លែងណាក៏ដោយត្រូវអត់ដល់អញ្ចឹងហើយបានគេយល់ព្រមមួយប្រាក់ខែផោះគឹមដានហ្នឹងដល់ពេលលឺអញ្ចឹងគឹមដានក៏គេអស់យោបល់ដែរមានតែព្រមតាមសម្រួលហ្នឹងទៅដោយសារតែឥឡូវហ្នឹងគេមិនអាចបកកាយទៀតបានទេព្រោះបញ្ចូលចេខ្ចុងចាក់ចូលគេហ្នឹងអីដែលគេគិតនៅពេលនេះមានតែមួយទេគឺឆាប់បញ្ចប់វាជាមួយចេខ្ចុងហ្នឹងឯងកុំឲ្យមានអ្នកក្រៅមកឃើញគិតមិនតាន់បាននឹងផតផងក៏មានមនុស្ស2នាក់ចូលមកគឹមដានគេភ័យមិនស្ទើរទេណាហើយអ្នកដែលចូលមកហ្នឹងគេបែកញើសចូលខ្លួនពេកបានគេមករកទឹកងូត2នាក់គាត់នេះរៀងភ័យខ្លួនណាហ្នឹងព្រោះតែចូលចេខ្ចុងហ្នឹងអត់ចូលចិត្តងូតទឹករួមទេដោយសារតែអញ្ចឹងហ្នឹងហើយបានចេខ្ចុងគេអាចកមកយ៉ាងលឿនសួរតែមានការអីហើយដឹងតែខ្លួនឯងកំពុងធ្វើអីអត់2នាក់គាត់នោះដោយសារបែកញើសចូលពេកក៏សុំចេខ្ចុងទៅថាគេដឹងថាចេខ្ចុងហ្នឹងអត់ចូលចិត្តអញ្ចឹងតែគេសុំចាញ់ម្លែងងូតទឹកផងបានអត់ចេខ្ចុងគេអត់តន់ឆ្លើយភ្លាមទេគេមើលមកគឹមដានតែ2នាក់គាត់នោះរត់ចេញទៅវិញណាមកដល់ត្រង់នេះគឹមដានគេភ័យខ្លួនណាឡើងចង់ញ័រហើយអញ្ចឹងហើយបានគេបើកទឹកកុំឲ្យលឺសំឡេងខ្លាំងតែឃើញអញ្ចឹងអីតិចចេខ្ចុងឲ្យគឹមដានបានសុខចិត្តទៅបែរទៅប្រាប់2នាក់នោះវិញថាឲ្យចូលមកងូតទឹកមួយគ្នាក៏បានដែរ2នាក់គាត់នោះលឺចឹងហើយតែក៏មើលមកគឹមដានឲ្យសោះតែពេលអញ្ចឹងទៅហួសពីគាំងទៀតហើយក៏សួរថាហេតុអីបានជាចេខ្ចុងនោះធ្វើបែបហ្នឹងដាក់គេឃើញគឹមដានអញ្ចឹងអីបានដៃចេខ្ចុងអីគេប្រាប់គឹមដានថានៅតែស្ងៀមទៅគ្មានណាគេចាប់2នាក់គេបានទេមុននិយាយប្រាប់ឲ្យគេនៅស្ងៀមប៉ុន្តែខ្លួនឯងលេងមកទៅហឹងហ្មងគឹមដានគេឡើងស្លុតអស់ហើយគឹមដានគេពងតែវេទនាប៉ុណ្ណឹងអី2នាក់នោះនៅឆ្លៀសសួរសបោពីចេខ្ចុងទៀតតែ sorry ផងបងចេខ្ចុងគេកំពុងតែរវល់ហើយហ្នឹងគ្មានបានឆ្លើយទេគឹមដានគេទ្រាំខ្លាំងតែចេខ្ចុងគាត់តលេងហ្មងអត់មានតុបអីសោះប៉ុណ្ណឹងឯងនៅឆ្លៀតតសើគឹមដានទៀតធ្វើបានល្អសុទ្ធគេនឹងធ្វើបានល្អគឹមដានគេទ្រាំលើសពីទ្រាំពេកហើយគេមិនខ្វល់ទេថាចេខ្ចុងនឹងនិយាយអីមកកាន់គេតែអីដែលគេខ្វល់នៅពេលនេះគឺហាមដាច់ខាតកុំឲ្យសម្លេងផកគេចេញទៅក្រៅតែថាតុបចេខ្ចុងមិនញ៉ាំបានទៅគេស្រាប់តែលេងគឹមដានមកខ្លាំងហ្មងដល់ថ្នាក់គឹមដានគេស្រែកចេញមកតែសំណាងដែរ2នាក់នេះមានម្នាក់លឺម្នាក់ទៀតអត់លឺទេអញ្ចឹងគេគ្រាន់តែពិភាក្សារឿងញ៉ាំអីពេលល្ងាចមុនត្បូងគ្រាន់តែបិទមាត់ខ្លួនឯងធម្មតាណាតែឥឡូវហ្នឹងគឹមដានយកកសែងមកហុកមាត់ខ្លួនឯងទៀតដល់ដំណាក់កាលនេះមិនមែនចេខ្ចុងគេឈប់ទេគេមានតែផ្កាលបឿនហើយធ្វើវាឲ្យខ្លាំងជាងមុនចេះអីវិញសំណាងគឹមដានឯងដែលយកកសែងញុកចូលមាត់កុំអីមិនដឹងសំឡេងដល់ណាទេចេខ្ចុងគេលេងរហូតដល់ថ្នាក់ដល់កំពូលហើយ2នាក់នោះក៏ដល់ម៉ោងចេញល្មមទៀតចេខ្ចុងគេឃើញ2នាក់នោះដើរចេញទៅដល់អត់សង្ស័យទេគេមកប្រាប់គឹមដានទៀតថាឃើញអត់2នាក់នោះអត់មានសង្ស័យអីបន្តិចសោះឡើយមិនត្រឹមតែប៉ុណ្្នឹងទេគេនៅសើចចំអកគឹមដានទៀតថាគឹមដាននឹងសុបាយពេកមែនដល់ថ្នាក់ងើបបាត់រួចហើយងូតទឹកសម្អាតខ្លួនផងមុននឹងចេញទៅក្រៅដោយតែពេលមុនអញ្ចឹងពេលដែលធ្វើទង្វើនឹងហើយដឹងតែគេដើរចាញ់ហីដោយទុកឲ្យគឹមដាននៅដល់ស្រែតែខ្លួនឯងមិនថារឿងអីទេលើយើងកាន់មកមើលពេលល្ងាចម្ដងគ្នាយើងអត់មានសំដោពីហៅគ្រូមកសិស្សច្បងធំវិញណាដោយសារតែគឹមដានកំពុងតែលកកៅអៅថ្មីហីហើយក៏ជាឯកសណ្ឋានថ្មីនៅទីហ្នឹងដែរដល់អញ្ចឹងនឹងហើយសិស្សច្បងធំក៏បានសួរទៅកាន់គឹមដានថាមិនដែរកៅអៅនឹងល្អអត់លោកគ្រូប៉ែតគឹមដានគាត់ហាក់បីដូចជាសប្បាយចិត្តនឹងអាវថ្មីនឹងដែរហ្នឹងក៏អរគុណទៅសិស្សច្បងទៅហើយសិស្សច្បងនេះទៀតសោតដល់ដំណាក់កាលហូរទឹកភ្នែកណាប្រាប់ទៅកាន់គឹមដានថាអរគុណហើយដែលព្រះបានប្រទានគឹមដានមកឲ្យគេហ្នឹងព្រោះតែគាត់គិតថាគឹមដានហ្នឹងគឺអាចបង្ក្រាបមនុស្សឆ្កួតបានលើសាក់គិតមើលអ្នកទាំងអស់គ្នាថាមនុស្សឆ្កួតមួយណាដែលគាត់សំដៅលើគឹមដានគេលឺសិស្សច្បងហ្នឹងនិយាយហើយក៏កៀងទៅហើយសិស្សច្បងហ្នឹងក៏បន្តទៀតថាបានឯកសណ្ឋានណាសូមឲ្យធ្វើការមួយគេបានយូរឬនៅហួយអត់កើតទេអត់មានសុំហៅគ្រូវិញទេបបាក់ហៅសិស្សច្បងធំអីបាក់បងមួយនេះគាត់មកប្រាប់គ្រូហ្នឹងថាម៉ោង6គាត់បានកក់ភោជនីយដ្ឋានរួចហើយលោកគ្រូក៏បានឯកភាពហៅគឹមដានទៅដែរគឹមដាននោះអត់ដឹងទេថាទៅណាថ្ងៃហ្នឹងផងដែរគេជប់លាស្វាគមន៍គឹមដានដែលមកធ្វើការនៅកន្លែងផងពួកគេហ្នឹងរួចកំពុងតែឈរធ្វើអីហ្នឹងគ្រូមកលឿនមកសាច់អាំងហើយនេះគឹមដានគេមិននឹកស្មានថាមានអ្នកស្វាគមន៍គេដ៏ល្អបែបហ្នឹងទេណាសំបីតែសាច់អាំងហ្នឹងក៏អាំងពិសេសសម្រាប់ជូនគឹមដានដែរបងបងឯងគួរតែបញ្ញាប់ញ៉ាំទៅណាបើមិនចឹងទេពួកវាប្រកាសជាស៊ីចំណែកបងឯងតែអស់ហ្នឹងហើយនិយាយចឹងអ្នកគ្រប់គ្នាបានណែនាំឲ្យលោកគ្រូប៉ែគឹមដានស្គាល់អស់នៅហ្នឹងខ្ញុំភ្លេច
ខ្ញុំឈ្មោះ Dayon លោកគ្រូប៉ែតហើយគាត់នេះគឺជាគ្រូបង្វឹកឈ្មោះផលគាត់ Yusef ណាប៉ុន្តែ admin សុំហៅថាសិស្សច្បងចឹងណាអាមិញហ្នឹង admin មានកូនម្ដងថាហៅបុរសសង្ហាម្នាក់នេះគឺជាសិស្សច្បងតូចហើយហៅលោកគ្រូថាជាសិស្សច្បងធំប៉ុន្តែ admin ពិបាកហៅពេកចឹងហើយដូរមកធម្មតាវិញទៅហើយលោកគ្រូក៏គាត់ណែនាំខ្លួនណាគាត់មានឈ្មោះថាណាំវុកគាត់មានតួនាទីជាអ្នកគ្រប់គ្រងចែកខ្ចុងផងហើយនឹងជាគ្រូបង្វឹកផោះ team black ផងហើយម្នាក់នេះដែរគឺក្មេងជាងគេនៅក្នុងក្រុមឈ្មោះថាដំឡូងគ្រូមើលយាយ5អានដងហើយថាមិនចឹងទេគេឈ្មោះយុនគូហ្វាំងយុនគូអត់ខ្វល់ទេស្អីក៏ស្អីទៅតែអញហៅដំឡូងមកចោះលោកគ្រូគាត់និយាយទៅកាន់គីមដានទោះបីជាគាត់ដឹងថាគីមដាននោះធ្វើការឲ្យទៅចេះខ្ចុងទេប៉ុន្តែគាត់ក៏ចង់ឲ្យគីមដាននោះស្គាល់ពីអ្នកទាំងអស់គ្នានេះដែរទោះជាពួកគេនឹងមើលទៅរដេករដប់ប៉ុណ្ណាក៏ដោយតែពួកគេសុទ្ធតែជាក្មេងល្អតែទាំងអស់ហ្នឹងគីមដានក៏ប្រញាប់ឆ្លើយវិញថាប្រកាសថាគេចូលចិត្តអ្នកទាំងអស់គ្នានឹងដែរតែមកដល់ត្រង់នេះបានដំឡូងគេសួរទៅកាន់គ្រូថាណាចេះខ្ចុងដូចតែអត់ឃើញចេះខ្ចុងមកនេះលោកគ្រូក៏បានរលេសឆ្លើយទៅវិញថាចេះខ្ចុងនឹងវឹកហាត់ពីព្រឹកអញ្ចឹងហើយក៏បានមកទេគាត់សុំច្បាប់ឈប់សម្រាកដោយសារគាត់រវល់រឿងរបស់គាត់ហើយគ្រូពេទ្យផកខ្លួនឯងសោះណាហើយក៏ជាអាណាព្យាបាលមើលខ្លួនឯងដែរមិនក៏ចេះខ្ចុងនោះអត់មកទទួលគាត់ចឹងហើយបាច់ឆ្ងល់ទេវាជារឿងធម្មតាហើយចេះខ្ចុងគេមិនមកពិធីជប់លៀងចេះអីទេសំបីតែផឹកស្រាហ្នឹងក៏គេមិនផឹកផងលឺចេះអីគេមិនដានគេធូរស្រាចិត្តដែរហ្នឹងព្រោះគេចង់ជួបមុខចេះខ្ចុងទេជួបមុខម្ដងណាក៏នឹកឃើញអាទង្វើចេះខ្ចុងធ្វើមកលើគេហ្នឹងដែរហើយគេក៏រៀងធូរចិត្តខ្លាំងដែរនៅពេលដែលគ្មានណាគេចាប់បានពីអ្នកគេនៅក្នុងបន្ទប់ទឹកហ្នឹងតែទោះជាអញ្ចឹងក៏ដោយក៏គេនៅតែមើលមុខពីអ្នកនោះអត់សមដែរហ្នឹងពីអ្នកបងនោះហ៎តើពេលអញ្ចឹងទៅគេប្រឹងរលេះដើម្បីចេញពីទីហ្នឹងបានមុនគេគ្រូគ្រូដូចជាភ្លេចអីមួយនេះអត់តន់ធ្វើពិធីស្វាគមន៍លោកគ្រូពេទ្យគីមដានផងអូមែនតាគ្រាន់តែលឺអញ្ចឹងហើយលោកគ្រូអោគីមដានទៅអីដឹងស្អីទេបកប្រកាសប្រាប់គេពេញហ្នឹងនិយាយចំទៅគឺស្វាគមន៍គីមដានដ៏កក់ក្ដៅមានកែវស្រាធំមួយនឹងដៃទៀតហើយពិធីផលពួកគេហ្នឹងគឺចាក់ស្រាឲ្យគីមដានម្នាក់ម្ដងបង្ហាញពីចិត្តស្មោះដែលស្វាគមន៍គីមដានមកហ្នឹងឯងគេទៀមទាគីមដានថាបច្ចេកចិត្តស្មោះផលគីមដានមកចូលមកធីមប្លែកផលគេអីហើយពួកគេមិននៅស្ងៀមទេហៅឲ្យគីមដានហ្នឹងលើកដាច់ទេគីមដានគេគិតក្នុងចិត្តតែគេគូធ្វើមិនទេព្រោះតែវាច្រើនពេកហើយតែគីមដានគេដឹងក្នុងចិត្តគេដែរបើសិនជាលើកដាច់គេអាចធ្វើបានគ្រាន់ថាក្រោយពីនឹងទៅមិនទាន់គិតអស់សេចក្តីផងដំឡូងគេភ្ញាក់ផ្អើលព្រោះថាចេះខ្ចុងគេមកម្នាក់គេមិននឹកស្មានទេណាថាចូលចេះខ្ចុងនឹងមកចេះខ្ចុងគេនិយាយទាំងខឹងហ្មងគេមិនចង់មកទីហ្នឹងទេប៉ុន្តែអត់មានណាគេម្នាក់យកកាតមកហ្នឹងហើយតែគ្រូផងគេនិយាយវិញថាសំពេលល្អឥតខ្ចោះហើយព្រោះតែមកចំពេលដែលស្វាគមន៍គីមដានហ្មងតិចឃើញចឹងច្រឡំថាចេះខ្ចុងនឹងទៅជួយផឹកទៅមានតែចាក់ថែមចាប់ផ្ដើមមើងងាយគេបដាទៀតណាថាគីមដាននឹងទុនជ្រាយណាមិនអាចផឹកអស់នឹងបានទេតែចេះខ្ចុងគិតខុសពីគីមដានណាគីមដានមិនធម្មតាទេមើងងាយគេផងដាក់មកអស់ដៃបដ ாய் ទៅម្នាក់នឹកស្មានមិនដល់ទេណាថាគីមដានអាចធ្វើបានណាតែលោកគ្រូពេទ្យគីមដាននេះពិតជាអស្ចារ្យមែនអាចផឹកអស់បានលើកដាច់ស្អាតហើយក៏មើលមុខចេះខ្ចុងវិញគេសោតលែងចង់សមហីមិនដឹងយូរប៉ុណ្ណាទេគីមដាននៅតែអត់បានទៅផ្ទះចឹងបែរជារលេះទៅផ្ទះអត់ឃើញឯងមើលទៅតែសំខាន់លើដំឡូងស្លាប់1-0ហើយតែពេលអញ្ចឹងទៅអត់មានណាគេទៅទិញការ៉េមទេមានតែគីមដានហ្នឹងឯងឡើងទៅទិញការ៉េមសក់លឿងហ្នឹងក៏គាត់បានប្រាប់ដែរថាបើចាំឡើងទៅយកទេចាំខ្ញុំវិញដោយសារតែឥឡូវហ្នឹងមើលទៅលោកគ្រូឯងក៏ដើររួចដែរតែគីមដានគេនឹងព្រមទៅប្រហែលជាស្វឹងសឿងផងដើរទៅនឹងចពុបជើងដួទៀតហើយអត់មានតឹងចិត្តណាឃើញអូនដួប៉ុណ្ណឹងឯងព្រមទៅជួយលើកគ្នាអីតិចសោះអត់ហេចេះខ្ចង់ឯនាំគ្រប់គ្រូពេទ្យគីមដានទៅផ្ទះហើយមិនបានជាខ្ញុំហើយសួរចឹងឯងចេះបើកភ្នែកមើលអត់ហ่าហែងឃើញពួកនៅស្វឹងសតែហែងមួយអត់ហើយណាមួយក៏គឺជាគ្រូពេទ្យតខ្លួនផងឯងទៀតទៅឆាប់ទៅលួនណាទៅឈួតមែនតើនេះចិត្តឈួតមែនតើមុននឹងយកគេទៅផ្ទះនឹងឆ្លៀតឌីលគេថាអត់ចេះប្រមាណខ្លួនទៀតណាហើយនេះមិនមែនលើកមនុស្សទេដូចលីបាវសារៀបនឹងទៅនឹងក៏ចេះខ្ចុងទុកកាតឲ្យគ្រូគេដើម្បីចេញលុយដែរចេះខ្ចុងគេមានបន្ទុកជូនគីមណានទៅផ្ទះហើយគេគិតឲ្យថាគេគួរតែមកភ្លាមនៅពេលដែលគេទៅយកកាតឲ្យគ្រូគេហើយគិតអញ្ចឹងហើយតាំងតែងាកសួរគីមណានថាផ្ទះនៅណាប្រាប់អាស័យឋានគេមកគេត្រូវការឥឡូវហ្នឹងគីមណាននោះគេសួរពីទីតាំងនេះទៅប្រាប់គេថាទិញការ៉េមដល់ពេលនេះចេះខ្ចុងគេស្លុតយកហ្មងថាបើមិនឆ្លើយជាមួយគេទេដល់តែគេទុកតាមផ្លូវចោលហើយគីមដាននឹងក៏អញ្ចឹងទៀតតគេស្លុតអញ្ចឹងមិនឆ្លើយប្រាប់គេ sound effect វូ
ជីកទៅលឿនហើយនេះដល់ហើយពេលមកដល់ហ្នឹងចេកខ្យងគេភ្ញាក់ផ្អើលណាព្រោះតែកន្លែងហ្នឹងគឺអភិវឌ្ឍបោះឆ្នោតក៏មានន័យថាកន្លែងនេះបើគេបោះឆ្នោតឲ្យអភិវឌ្ឍប្រកាសណាគឺកំតិចតែទាំងអស់ហ្នឹងហើយក៏មានន័យថាតំបន់អ្នកក្រដែរព្រោះថាតម្លៃជួលនៅទីហ្នឹងគឺថោកកប់ដីតែហ្មងណាតែចេកខ្យងគេមិនបានទៅខ្វល់ទេគេលើក3គីមដានរហូតដល់ផ្ទះគីមដានណោះគ្រាន់តែបើកទ្វារចូលមកចេកខ្យងគេយកដៃខ្ទប់ច្រមុះអត់ហើយព្រោះតែវាក៏ខ្វក់ខ្លាំងបន្ទប់ហ្នឹងមើលទៅសុទ្ធតែសបុកពេញពីងហើយនៅដល់ផ្សារតែផឹកទុកចោលនៅនឹងទៀតចេកខ្យងគេនិយាយណាថាក្លិននេះគឺជាក្លិនស្អុយនៃភាពក្រីក្រមកដល់ពេលនេះចេកខ្យងគេឆ្ងល់ហើយមិនបានគីមដានហ្នឹងឯងរស់នៅទីហ្នឹងបានអត់ថប់ខ្យល់ងាប់ទេមែនក្នុងពេលដែលពងតាគិតហ្នឹងផ្ទះគីមដានហ្នឹងក៏លិចទៀតចេកខ្យងគេភ្ញាក់ផ្អើលតែបើកលេចមកគីមដានវិញស្វឹងខ្លាំងពេកក៏មមីមកមើលថាចេកខ្យងហ្នឹងគឺជាយាយផកគេបើចេកខ្យងវិញគេយកជើងធាក់សួរមិនចង់បានប្រាក់ខែ 14000 ហ្នឹងក៏ព្រោះតែពួកហ្នឹងមែនអាកន្លែងហ្នឹងគេចង់មានន័យថាគីមដានហ្នឹងរស់នៅបានល្អអញ្ចឹងហើយចង់បាន 14000 ហ្នឹងទៅរកកន្លែងរស់នៅបានថ្មីអញ្ចឹងតែបើគីមដាននេះវិញគេមកមើលមមីហៅយាយផកគេអត់ឈប់ទេហើយប្រាប់ថាគេនឹងរ៉ាប់រងលោកយាយកុំបារម្ភពីគេទៀតតែពេលឮអញ្ចឹងពីគីមដានចេកខ្យងគេដកដង្ហើមធំតែគេក៏មានអីគិតដែរណាមានតែដើរចេញពីគីមដាននឹងឯងអីក្តាច់ចិនម្លេះបងអើយអត់ប្រងយកកធនមកដាក់សងទឹកឲ្យគ្នាសិននេះមកកាន់មកដល់ព្រឹកឡើងគីមដានគេបើកភ្នែកមកគេភ្ញាក់ផ្អើលព្រោះតែនឹងមិនផ្ទះគេផងហ្នឹងហាមិនបានចេកខ្យងដោចាត់យកគីមដានមកផ្ទះផកគេចឹងគីមដានគេមិនវិញវ័នអើយព្រោះគេអត់ដឹងថាហេតុអីបានគេមកដល់ទីហ្នឹងសោះគេគិតតែណាថាប្រហែលជាគេផឹកអស់ច្រើនពេកហើយបានគេអត់ចាំអីសំបីតាន់តិចប៉ុន្តែបើសិនជាចេកខ្យងយកគេមកអត់កើតទេឆែកមើលបន្តិចសិនតែគីមដានគេឈឺអីអញ្ចឹងមានន័យថាម្សិលមិញហ្នឹងក៏អត់បានធ្វើអីដែរតែគេឆ្ងល់ហេតុអីបានជាចេកខ្យងនាំគេមកទីហ្នឹងមិនតាន់អស់ចិត្តផងចេកខ្យងគេដើរមកថាមិនបាច់ចាំសំដែងទេគេមិនប៉ះពាល់អ្នកស្បឹងស្រាទេគ្រាន់តែពាក្យសំដែងចេកខ្យងអញ្ចឹងណាគីមដានមុខឡើងក្រហមអស់ហើយក៏បានប្រាប់ចេកខ្យងទៅថាគេអរគុណដែលជូនគេមកឲ្យមើលថែគេបាច់អរគុណយើងឯងយើងក៏មិនចង់នាំឯងមកទីហ្នឹងដែរប៉ុន្តែមកពីផ្ទះរបស់ឯងហ្នឹងមិនដូចជាផ្ទះរបស់មនុស្សរស់នៅទេយើងនៅទីនោះមួយវិនាទីក៏យើងមានអារម្មណ៍ថាអត់ស្រួលក្នុងចិត្តដែរដូច្នេះហើយយើងមិនទៅជន់ទីនោះម្ដងទៀតទេហើយកន្លែងបែបហ្នឹងសោះឯងបែរជាហៅថាផ្ទះរបស់ខ្លួនស្ដាប់សម្ដីដល់គួរឲ្យស្លាយផលចេកខ្យងហើយគីមដានគេក៏រៃអញ្ចឹងមានន័យថាយប់មិញហ្នឹងចេកខ្យងបានទៅដល់ផ្ទះផកគេតែចាំតិចកន្លែងដែលមិនសមនឹងមនុស្សរស់នៅគីមដានគេលឺចឹងហើយគេខឹងប៉ុន្តែគេនៅតែទ្រាំក្នុងចិត្តចឹងព្រោះថាចេកខ្យងគឺជាអ្នកមានចឹងហើយចេកខ្យងគេគ្មានថ្ងៃយកពីអារម្មណ៍ផកគេទេខឹងគេប៉ុន្តែធ្វើអីគេមិនបានទេមានតែដើរចាញ់ឲ្យប្រាប់គេថាចាំជួបគ្នានៅកន្លែងក្លឹបហេគីមដានមិនបានឯងរស់នៅទីនោះចឹងវាគួរឲ្យខ្ពើមខ្លាំងណាស់ដឹងអត់គ្រាន់តែលឺសម្ដីហ្នឹងហើយគីមដានគេគិតតែម្យ៉ាងទេចេកខ្យងគឺអត់ដឹងពីជីវិតគេសំបីតែបន្តិចណាឡើយមុនដំបូងថាទ្រាំដែរមើលទៅទ្រាំបានទេមានតែបែរមកនិយាយថាមានបញ្ហាអីមែនហើយទីកន្លែងដែលគេរស់នៅមានពាក់ព័ន្ធអីជាមួយនឹងចេកខ្យងអត់ហើយមួយវិញទៀតបើសិនជាចេកខ្យងឃើញគេអញ្ចឹងហើយតែចេកខ្យងហ្នឹងដំឡើងប្រាក់ខែឲ្យគេអត់ចុះហេតុអីបានចេកខ្យងហ្នឹងខ្វល់ជាមួយជីវិតគេធ្វើអីកុំខ្វល់ទៅបានហើយឃើញគីមដាននិយាយទាំងយំផងអីផងហ្នឹងចេកខ្យងក៏គេបើកភ្នែកធំណាគីមដានគេធំបានទេមុនចេញទៅប្រាប់ចេកខ្យងទៀតថាគេនឹងដើរតាមផ្លូវរបស់គេគីមដានគេគិតតាំងទឹកភ្នែកដែរហ្នឹងគេឆ្ងល់ថាហេតុអីបានយកគេមកធ្វើអីបើយកមកហើយនិយាយអញ្ចឹងតាដែរទុកគេនៅកន្លែងរបស់គេទៅបានហើយចេកខ្យងគេលេងមកក្បាច់នេះគីមដានគេគិតថាខ្លួនឯងគួរឲ្យអាម៉ាស់ណាបើចំពោះចេកខ្យងនៅពេលនេះគេអត់មាត់ទេប៉ុន្តែគេក៏ស្រែកសួរដែរថាស្អីគេអ្នកខំមែនហើយមានបញ្ហាអីមែនកាត់តែមើលយប់មិញវិញចេកខ្យងគេរដើរចេញទៅក្រៅហើយតែក្នុងពេលហ្នឹងគីមដានជាអ្នកមកតោងជើងគេហើយនិយាយប្រាប់ថាកុំទៅចោលគេទៀតតែអីដែលសំខាន់ហ្នឹងគីមដានគេគិតថាចេកខ្យងហ្នឹងគឺជាយាយផកគេហើយចង់ទៅចោលគេមិនគេខាត់អត់ឲ្យទៅទេតើលឺថាគីមដានទុកគេគឺជាយាយផកគីមដានហ្នឹងគេខំកលាស់ជើងណាប៉ុន្តែគីមដានហ្នឹងដូចអត់ប្រឡែងសោះហើយមកពីអញ្ចឹងហ្នឹងហើយបានគេយកគីមដានមកនៅផ្ទះផកគេហ្នឹងអាពេលដែលគីមដានកំពុងតែជិះឡានក្រុងត្រឡប់ទៅផ្ទះហ្នឹងចេកខ្យងក៏បានផ្ញើទឹកប្រាក់ឲ្យគេដែរគេគិតដែរថាទោះជាគេបង់ថ្លៃពេទ្យនឹងរួចលុយខ្វះគេសល់តិចតួចដែរប៉ុន្តែហ្នឹងហើយគឺជាលើកទី1ដែលគេបានបង់ថ្លៃពេទ្យពេញអញ្ចឹងតែចំពោះលុយទាំងអស់ហ្នឹងគេក៏ត្រូវតែសងបំណុលចេកខ្យងដែរគេមិនដឹងទេថាគេត្រូវសងបំណុលចេកខ្យងហ្នឹងប្រហែលឆ្នាំទៀតពេលដែលគីមដានដើរត្រឡប់ទៅផ្ទះផកគេហ្នឹងក៏មានលេខចម្លែកមួយទេមកគេដឹងឯណាប៉ុន្តែគេនៅតែលើកអញ្ចឹងអ្នកម្ខាងនោះគឺជាសមាគមអភិវឌ្ឍគេប្រាប់ឲ្យគីមដានរើចេញទៅហេតុអីបានជាអត់តន់រើចេញទៀតគីមដានហាក់បីដូចជាភ្ញាក់ផ្អើលពេលឮចឹងទៅខាងសមាគមក៏គេបាននិយាយថាហេតុអីបានជាគីមដានហ្នឹងអត់តន់រើចេញទាំងដែលអាទិត្យក្រោយហ្នឹងគេចាប់ដើមរើវាយកំតិចចោលហើយគីមដានគេភ្ញាក់ផ្អើលមួយដំណឹងហ្នឹងព្រោះគេគិតថាឆ្នាំក្រោយបានរើគីមដានដោយសារតែភ្លាមពេកអញ្ចឹងហើយគេបានបដិសេធគេថាគេអាចរើចេញឥឡូវហ្នឹងបានទេតែអីដែលយើងបានដឹងពីអ្នកម្ខាងទៀតហ្នឹងគឺគីមដានហ្នឹងហើយគឺជាអ្នកសល់រស់នៅចុងក្រោយជេរហើយអ្នកខាងនោះគេបានគម្រាមទៀតបើគីមដា
ដានអត់ទាន់រើចេញទេអាទិត្យក្រោយហ្នឹងដឹងតែគ្មានកន្លែងច្រកអីហើយគីមដានហ្នឹងនៅត្រូវឡើងទៅតុលាការអញ្ចឹងហើយរើបានផលអ្នកឯងចេញមុនពេលដែលអ្វីៗខ្លាចទៅជាអាក្រក់ទៅគីមដានគេមិនទាន់បានឆ្លើយតបផងខាងនោះក៏បិទទូរស័ព្ទចោលនៅពេលនេះជីវិតផលគីមដានកាន់តែអាក្រក់ទៅហើយដើរត្រឡប់ទៅផ្ទះបដាកំពុងតែគិតបដាថាឥឡូវហ្នឹងគេគ្មានលទ្ធភាពដើម្បីរើចេញពីផ្ទះផលគេទេហើយសល់ឡើង3អាទិត្យទៀតទើបគេអាចបើកប្រាក់ខែផលគេបានអញ្ចឹងហើយនៅពេលនេះតើគេគួរធ្វើម៉េចទៅតែអីដែលលើសពីនឹងទេគីមដានគេនឹកឃើញដល់យាយរបស់គេកាលនោះគាត់បានឲ្យនំប៉័ងផ្អែមមកកាន់គីមដាននៅថ្ងៃខួបកំណើតត្រឹមតែនំប៉័ងមួយប៉ុណ្ណោះធ្វើឲ្យគីមដានសប្បាយចិត្តរកអីដាក់គ្មានទៅហើយអនុស្សាវរីយ៍ទាំងអស់នេះហើយធ្វើឲ្យគាត់សន្យាមួយលោកយាយផលគាត់នឹងនាំលោកយាយផលគាត់ពេលដែលជានឹងត្រឡប់មកផ្ទះវិញហើយគិតបានតែគិតចឹងគីមដានអើយនៅពេលដែលគេរៀបនឹងបើកទ្វារឯណាក៏មានដបងមួយពួកអដែងនេះមករករឿងគីមដានមែនណាដល់ស្លុតគ្នាទៀតថាយប់ជ្រៅម៉េះបញ្ចូលផ្ទះហ្នឹងហើយមិនបានថ្មីហ្នឹងពិបាករកខ្លាំងម៉េះហើយគេខំតែគិតថាគីមដានហ្នឹងប្រហែលជារត់ចោលស្រុកហើយបានគេរកមិនឃើញដល់ពេលនេះគីមដានគេសួរទៅវិញអីគេបានបងប្រាក់ឲ្យឯតាហេតុអីបានមករកគេដល់ទីហ្នឹងទៀតតួខូចក៏បាននិយាយវិញថាប្រកាសអីបងប្រាក់ឲ្យគេរួចអីប៉ុន្តែគេបែរជាដាក់គីមដានមកដបងហើយគេមកហ្នឹងដើម្បីសួរគីមដាននៅមួយសំណួរតើលុយហ្នឹងបានមកពីណាហេតុអីបានជាសងគេភ្លាមច្រើនម៉េះលុយហ្នឹងក៏ហ្វក់មែនព្រោះតួខូចវាលេងគីមដានធ្ងន់ណាសួរគីមដានមិនឈប់ទេថាលុយហ្នឹងបានមកពីណាកំពុងតែឲ្យគេមានរឿងមែនគេចង់បានលុយក៏ខ្វក់ទេតែពេលអញ្ចឹងទៅគីមដានគេឆ្លើយទាំងញ័រហ្មងគេថាលុយហ្នឹងគេអ្នករកដល់ផ្ទាល់ខ្លួនផកតែពួកតួខូចនេះវាអត់ជឿសម្ដីគីមដានទេបើសិនជាគីមដានធ្វើអញ្ចឹងមែនប្រកាសជាធ្វើតាំងពីយូរហើយមិនមែនចាំដល់ពេលនេះទេទោះជាយ៉ាងណាក៏ដោយគីមដានគេនៅតែនិយាយទាំងញ័រហ្នឹងថាកុំបារម្ភអីលុយទាំងអស់ហ្នឹងគឺស្របច្បាប់ទាំងអស់ហើយនៅខែក្រោយក៏គេអាចបង់អញ្ចឹងទៀតបានដែរលឺម្ដងត្រង់នេះអាតួខូចវិញនិយាយថាប្រសើរដែរបើមានលុយច្រើនចឹងហើយគេក៏មិនបាច់ចាំទៅរកយាយផលគីមដានដែរអញ្ចឹងហើយប្រឹងរកលុយទៀតទៅណាតែច្រឡំថាពួកអាខូចចេញទៅដោយវាយតែមកដបងចឹងគ្មានទេមានតែថែមទៀតគីមដានយកដឹងថាមិនអាម៉ាទេចឹងហើយយើងកាត់មកមើលថ្ងៃថ្មីហ្មងទៅគ្រូពងចាប់បដៅកូនសិស្សធម្មតាឯគីមដានវិញបើកទ្វារមករនសួស្ដីហ្មងគេមកថែមទាំងយឺតម៉ោងទៀតក្នុងពេលដែលគីមដានកំពុងតែសុំតោដែលគេយឺតម៉ោងនោះលោកគ្រូភ្ញាក់ផ្អើលព្រោះឃើញទស្សនភាពគីមដានគាត់សួរមិនឈប់ទេសួរថាមានរងៃកើតឡើងចំពោះដុកទ័រគីមដានមើលទៅវាធ្ងន់ធ្ងរខ្លាំងណាស់រកលពោះប៉ុណ្ណឹងហ្នឹងនៅឆ្លើយមើលលោកគ្រូទៀតថាគេធ្លាក់ពីលើកម្មចដាវាមិនធំដុំអីទេតែគីមដានលពោះអញ្ចឹងគេមើលតែនឹងភ្នែកក៏គេដឹងថាមិនមែនធ្លាក់ពីលើកម្មចដាដែរលោកគ្រូគាត់ដឹងច្បាស់តែចេកខ្យងវិញគេឈរមើលពីចម្ងាយមកតិចថាចេកខ្យងនឹងទៅសួរនាំថាគីមដានកើតអីគេដើរចេញដោយប្រាប់គីមដានថាគ្រប់គ្រងខ្លួនឯងបានទៅដោយសារតែការប្រកួតជិតមកដល់ហើយគីមដានគេលើចេកខ្យងនិយាយហើយគេមានតែយល់ស្របនឹងឯងយីអាគ្មានឆ្លើយនេះហែងមិននិយាយចឹងហាគ្មានឆ្លើយណាពេលនេះគីមដានគេកំពុងតែគិតថាគួរនិយាយបែបណាជាមួយចេកខ្យងបែរជាគេមានអីនិយាយមួយចេកខ្យងហ្នឹងទៅចប់ការវឹកហាត់ចេកខ្យងទៅឲ្យគីមដានម៉ាសាឲ្យនៅពេលដែលកំពុងម៉ាសាឲ្យចេកខ្យងហ្នឹងគីមដានគេកំពុងតែរងរាចិត្តហើយគេហាក់បីដូចជាស្ទាក់ស្ទើរនៅក្នុងការនិយាយស្នើទៅឲ្យចេកខ្យងតែយកអត់ដឹងថារឿងអីទេអស់ពេលមួយសន្ទុះបានគេហ្នឹងហាមាត់ដាច់ចិត្តនិយាយគីមដានគេស្នើឲ្យចេកខ្យងបើកប្រាក់ខែក្រោយឲ្យគេចេកខ្យងគ្រាន់តែលើឲ្យគេសួរភ្លាមហ្មងថាស្អីគេគីមដានគេចាប់ដើមវារាប់ទៅប្រាប់ចេកខ្យងហើយថានេះគេជាលើកដំបូងហើយក៏ជាលើកចុងក្រោយដែរដែលគេស្នើសុំភ្លាមអញ្ចឹងគេដឹងថាចេកខ្យងហ្នឹងទៅបើកប្រាក់ខែគេទេតែគេត្រូវការលុយដើម្បីរស់រើផ្ទះហើយនឹងចាក់ចេញពីទីហ្នឹងគ្រាន់តែលើគីមដាននិយាយហើយចេកខ្យងគេចាប់ដើមអស់សំណោចៃដល់និយាយថាគីមដានហ្នឹងចាយលុយផលគេអស់ហើយមែនកុំនិយាយលេងសើចជាមួយគេអសោះគេទៅតែបាញ់លុយហ្នឹងឲ្យទេណាមិនត្រឹមតែប៉ុណ្្នឹងទេចេកខ្យងនឹងនិយាយថាឲ្យគីមដានទៀតថាម៉េចគេនឹងងាយស្រួលសម្រាប់គីមដានខ្លាំងណាស់ឯក្នុងការដកលុយហ្នឹងគេថែមទាំងសួរទៅកាន់គីមដានទៀតថាតុកគេគឺជាទូ ATM សម្រាប់ដកលុយតខ្លួនមែនមិនដល់ត្រង់នេះគីមដានគេចាប់ដើមនិយាយទាំងញ័រមាត់ហើយថាគេដឹងថាវាមិនល្អមើលទេសម្រាប់ចេកខ្យងប៉ុន្តែគេពិតជាគ្មានជំរើសមែនគីមដាននៅពេលនេះសំបីតែលិតជង្គង់ចំពោះមុខចេកខ្យងក៏គេលែងខ្វល់ដែរគេនៅតែលិតជង្គង់ឲ្យសំបរចេកខ្យងអញ្ចឹងគីមដានថែមទាំងនិយាយទៅប្រាប់ចេកខ្យងទៀតថាគេព្រមធ្វើគ្រប់យ៉ាងទាំងអស់ឲ្យតែចេកខ្យងចង់បានអញ្ចឹងហើយពេលនេះគេគ្មានជំរើសទេគេសំបរចេកខ្យងតតែលឺអញ្ចឹងហើយចេកខ្យងគេបើកភ្នែកធំគិតក្នុងចិត្តទៀតថាវាគួរអាណិតខ្លាំងណាស់គិតគេក្នុងចិត្តអង្គគួរអាណិតតែយកដៃទៅចាប់ក្បួយកគីមដានមកប្រាប់ថាគេចង់សាកល្បងរបស់ថ្មីយូរហើយ
វាល្អណាស់ដែលយល់ព្រមកាន់មកមើលនៅតែចេកខ្ចុងវិញគីមដានគេកំពុងនឹងអង្គុយចាំចេកខ្ចុងទៅអាសាប់អាសល់ហើយក្នុងចិត្តនឹងកំពុងតែគិតអីថាចេកខ្ចុងនឹងចង់ឲ្យគេសាក់លបងអីគេក៏គិតក្នុងចិត្តដែរតែចេកខ្ចុងនឹងសាក់លបងភាពខូខើនៅពេលដែលគេធ្វើរឿងហ្នឹងទៅតែគេក៏គិតវិញថាគេត្រូវតែទ្រាំព្រោះគេគ្មានជំរើសអីផ្សេងទៀតទេហើយមួយវិញទៀតនៅកន្លែងដែលពួកអាតួខូចវាយហ្នឹងគេនៅតែឈឺអត់ទាន់បាត់តែយ៉ាងណាក៏ដោយគេតែទ្រាំនៅក្នុងថ្ងៃហ្នឹងក្នុងពេលដែលគេសម្រួលទៅសៃហ្នឹងចេកខ្ចុងក៏បានដើរកាន់ស្រាមកដោយគេនិយាយទៅប្រាប់គេមិនណាចង់ផឹកស្រាអត់មនុស្សគ្រប់គ្នាតែងតែឲ្យស្រាជាកាដូមកកាន់គេតែគេមិនដែលចូលចិត្តវាទេនិយាយរួមទៅគេមិនដែលផឹកស្រាហ្មងដល់អញ្ចឹងហើយគេនិយាយទៅកាន់គីមដានថាមើលទៅគីមដានដូចជាប៉ុនផឹកស្រាដល់ហើយអញ្ចឹងហើយឯងប្រកាសជាយល់ព្រមផឹកអីត្រូវហើយគីមដានក៏គេអត់ជំទាស់ដែរគេមានតែយល់ស្របតាមចេកខ្ចុងគ្រប់យ៉ាងឥឡូវនេះហ៎ពេលដែលគីមដានផឹកហ្នឹងក៏គេដឹងខ្លួនដែរថាស្រានេះគឺជារកលខ្លាំងមែនតើចេកខ្ចុងគេបោកប្រអប់កំហរមួយឲ្យទៅកាន់គីមដានដោយនិយាយថាពេលដែលមានជារកលនៅក្នុងខ្លួនវាពិតជាល្អណាស់សម្រាប់ឯងគីមដានក៏អញ្ចឹងក៏សួរទៅកាន់ចេកខ្ចុងភ្លាមដែរថាប្រអប់ហ្នឹងគឺជាគេចេកខ្ចុងក៏ឆ្លើយថារបស់ហ្នឹងមិត្តភក្តិគេទុកឲ្យតែគ្មានណាគេតន់សាក់លបងវាទេហើយក៏គ្មានណាគេម្នាក់ចង់សាក់លបងលេងរបស់លេងហ្នឹងដែរលើមកដល់ថោនេះគីមដានគេមិនតន់បើកប្រអប់មើលទេដោយសួរចេកខ្ចុងថាហ្នឹងគេលេងរបៀបម៉េចហើយប្រើរបៀបម៉េចចេកខ្ចុងក៏ឆ្លើយភ្លាមថាបន្តិចទៀតនឹងដឹងហើយព្រោះយើងនឹងលេងជាមួយឯងកាន់មើលពេលដែលចេកខ្ចុងជាមួយនឹងគីមដានគេកំពុងតែលេងហើយចេកខ្ចុងក៏កំពុងតែសម្រួលឲ្យគីមដានដែរធំរៀមដៃពីររបស់ចេកខ្ចុងហ្នឹងក៏គីមដានពិបាកក្នុងការទទួលយកចេកខ្ចុងក៏បខំឲ្យគីមដានហ្នឹងធ្វើវាឲ្យធូររលុងបន្តិចទៅគេពិបាកគេថែមទាំងនិយាយទៀតថាធំរៀមដៃពីរផុសគេហ្នឹងគីមដានពិបាកទទួលយកបាត់ទៅហើយសម្មតារបស់គេទៀតគីមដានក៏គិតក្នុងចិត្តដែរថាប្រហែលជាគេតានតឹងពេកហើយបានថ្ងៃហ្នឹងគេពិបាកក្នុងការធ្វើវាគីមដានទោះជាពិបាកមើលប៉ុណ្ណាក៏ចេកខ្ចុងខ្វល់ដែរសំខាន់ឲ្យតែសម្រេចបំណងផុសគេក្នុងពេលនេះចេកខ្ចុងគេបខំគីមដានយកបាន3ម្រាមអីតែវាតូចណាស់សម្រាប់ផុសគេតតែពេលចេកខ្ចុងអញ្ចឹងពេលទៅគីមដានគេគិតថាមិនបានចេកខ្ចុងហ្នឹងបខំម៉េះហើយគេក៏បានស្រែកទៅប្រាប់ចេកខ្ចុងទៅថាវាគ្រប់គ្រាន់ហើយតតែពេលលើគីមដានស្រែកអញ្ចឹងចេកខ្ចុងក៏បានដកដៃចេញទៅយករបស់លេងផុសគេមកគេប្រាប់គីមដានទៀតថាលើកទី1ឯងគេលេងរបស់ហ្នឹងព្រោះតែរបស់ហ្នឹងមានតែមនុស្សប្រុសដែលមានម្ជោតូចទេបានគេលេងមកអេដមីនឲ្យមើលរបស់លេងហ្នឹងបន្តិចណាគីមដានគេឃើញហើយគេភ្ញាក់ផ្អើលមិនតែប៉ុណ្្នឹងទេចេកខ្ចុងគេនៅថែមនិយាយទៅកាន់គីមដានទៀតថាគួរតែអរគុណគេទៅដែលលោកគ្រូពេទ្យគីមដានហ្នឹងបានភ្លក់រសជាតិថ្មីអញ្ចឹងក៏មានន័យថាលោកគ្រូពេទ្យឯងហ្នឹងហើយដែលសំណាងជាងគេក្នុងពិភពលោកហ្នឹងអូយសំណាងលោកព្រះហើយលេងអញ្ចឹងអីគ្មានសំណាងអីជាមួយទេលឺចេកខ្ចុងនិយាយដល់ធំនេះគីមដានគេបោកភ្នែកធំដែលសោកហើយគេគិតក្នុងចិត្តថាចេកខ្ចុងហ្នឹងឈួតមែនរបស់ចេកខ្ចុងធំស្រាប់ហើយនៅថែមម្ដងទៀតវាហៅតែធំជាងនឹងទៀតហើយគីមដានគេអបប្រកែកប៉ុន្តែចេកខ្ចុងចាប់មាត់គេជាប់ហ្មងដល់និយាយថាថ្ងៃហ្នឹងនិយាយគ្នារួចឯណាថាអត់ប្រកែកទេដល់អញ្ចឹងហ្នឹងហើយបានគេបខំញាត់មកចូលទៅកាន់គីមដានបាច់អេដមីនប្រាប់ក៏ដឹងដែរថាចេកខ្ចុងលេងគីមដានធ្ងន់ណាស់ហើយអាវិធីលេងផុសចេកខ្ចុងហ្នឹងគីមដានគេមានអារម្មណ៍ថាដូចមានណាគេទៅវាយហែកក្នុងពោះគេអញ្ចឹងវាឈឺចាប់សម្រាប់គេតែគេក៏មានអារម្មណ៍មួយទៀតដែរតែគេអត់តន់ដឹងទេថាហ្នឹងគឺជាអារម្មណ៍អីតែលើកមុនក៏គេមានអារម្មណ៍ហ្នឹងដែរអ្នកដែលសប្បាយនៅក្នុងរឿងនេះជាងគេគឺចេកខ្ចុងហ្នឹងឯងគេសប្បាយក្នុងពេលនេះគូក្បាលគីមដានទៅទេស្អាតគិតអីអត់ចេញទេក្រៅពីគិតថាចង់បានអារម្មណ៍មួយនឹងតទៅទៀតដោយឡែកមកមើលចេកខ្ចុងវិញគេសប្បាយចិត្តដល់និយាយប្រាប់គីមដានទៀតថាវាអត់អាក្រក់ទេហើយទៅសើគីមដានទៀតថាគីមដានធ្វើបានល្អក្នុងរឿងមួយនេះលើពីនឹងទៀតគេក៏ឃើញដែរថាគីមដាននឹងមើលទៅអស់កម្លាំងខ្លាំងហើយគេនៅឆ្លៀសស៊ូគីមដានទៀតថាមិនដែរគីមដាននឹងចូលចិត្តអាហ្នឹងអស់ហើយគេលេងគីមដានបដាហើយនៅបខំឲ្យឆ្លើយសំណួរផងគេបដាទៀតបខំរហូតដល់គេមានអារម្មណ៍ថាលេងចប់មកទៅពេលដែលចប់អញ្ចឹងហើយគីមដានក៏គេមិនភ្លេចឆ្លើយដែរគេថាគេស្អប់វាណាលឺចម្លើយហើយនៅតែញឹមចេញទៀតដល់និយាយថាគេមិនជឿទេយើងដឹងស្រាប់ហើយថាចេកខ្ចុងគេមិនបញ្ឈប់ត្រឹមនេះទេដល់ប្រាប់ឲ្យគីមដានបន្តកាន់មកដល់ថ្ងៃស្អែកគីមដានដេករហូតដល់ថ្នាក់ចេកខ្ចុងហ្នឹងមកដាស់ពីបេះដូងចេកខ្ចុងគេដាស់គីមដានឲ្យដាស់ទៀតរហូតដល់គីមដានភ្ញាក់ឡើងបើកភ្នែកសឹមហ្នឹងបែរជាអស់កម្លាំងខ្លាំងហើយងើបឡើងសឹងតែអត់រួចអីនៅតែសួរចេកខ្ចុងទៀតថារួចរាល់នៅចេកខ្ចុងគេលឺចឹងហើយក៏បោះកសែងទៅកាន់គីមដានដោយប្រាប់ថាវាចប់យូរហើយបញ្ញាប់ងើបហើយចេញទៅព្រោះតែព្រឹកហ្នឹងគេត្រូវវឹកហាត់អញ្ចឹងហើយគីមដានមិនអាចដេកដូចជាកូនក្មេងបានទេមួយវិញទៀតឯងពិតជាខ្សោយខ្លាំងណាស់នៅយប់មិញសូម្បីតែមួយជុំឯងឆ្លងកាត់អញ្ចឹងរួចផងអញ្ចឹងបានថាយើងមិនរំពឹងលើឯងសោះ
ហើយមួយវិញទៀតហេតុអីបានជាអញខ្សោយដល់ថ្នាក់នឹងនិយាយមិនតាន់ចប់ហងក៏លឺសំឡេងគីមដានដូព្រូចេកខ្ញុំក៏ឃើញចង់គេភ្ញាក់ផ្អើលខ្លាំងណាស់តែវាឈួតយកស្អីហ្នឹងវាកើតអីទៀតហីតតែពេលគីមដានស្លាប់អញ្ចឹងចេកខ្ញុំក៏គេអត់ទៅណាដែរដល់ប្រាប់ឲ្យពេទ្យមកមើលគីមដាននៅក្នុងបន្ទប់របស់គេគាត់ពិនិត្យមើលគីមដានបដាដកដង្ហើមធំបដាព្រោះថាឃើញលពោះគីមដានពិតជាធ្ងន់ធ្ងរខ្លាំងណាស់វេលោកចូលចេកខ្ញុំលោកឯងខ្វាក់ភ្នែកមែនដោយសារតែតន់ហាវហេតុអីបានលោកឯងលេងក្មេងនឹងដល់ថ្នាក់នេះហើយនេះកុំចេះតែហាមាត់និយាយអាផ្នែកជាប់ហ្នឹងមិនខ្ញុំអ្នកធ្វើទេអូចឹងហើយចុះខ្នងផកគេគូតផកគេមិនវិញតតែគេចាក់ចំចំណុចចឹងបានចូលចេះខ្ចុងនឹងនៅស្ងៀមលោកគ្រូដែលមកពិនិត្យគីមណាននឹងក៏បានសួរទៅកាន់ចេះខ្ចុងថាហេតុអីបានជាអត់បញ្ជូនគីមណាននឹងទៅមន្ទីរពេទ្យទាំងដែលឃើញថាស្ថានភាពក្មេងម្នាក់នេះគឺពិបាកមើលដល់ថ្នាក់នឹងហើយហេតុអីបានហៅគេមកទៅអីចេះខ្ចុងគេឆ្លើយឡើងលោយទៅវិញហ្មងថាបើខ្ញុំអត់ហៅលោកចឹងខ្ញុំនាំគេទៅមន្ទីរពេទ្យតែសម័យមើលថាព័ត៌មានទាំងអស់នឹងចុះថាម៉េចអូព្រះអង្គម្ចាស់ហើយបរិម្នាក់នោះត្រូវបានសម្លាប់ដោយចូលចេះខ្ចុងចឹងមែនឮចម្លើយផលចូលចេះខ្ចុងហើយលោកគ្រូពេទ្យក៏គាត់យល់ស្របដែរព្រោះថាវាមិនខុសទេលោកគ្រូពេទ្យចាប់ផ្ដើមរៀបរាប់ពីស្ថានភាពរបស់គីមដានហើយរបួសផលគីមដានទាំងអស់គ្មានស្លាកស្នាមដែលគេព្យាបាលទេហើយរបួសនៅខាងក្រៅទាំងអស់ត្រូវបានពិនិត្យមើលប៉ុន្តែរបួសនៅខាងក្នុងពួកយើងមិនទាន់ដឹងទេយើងត្រូវតែធ្វើតែឲ្យច្បាស់សិនដើម្បីច្បាស់ថាខាងក្នុងរបស់គេមិនមានប៉ះពាល់ហើយមួយវិញទៀតគេនៅក្នុងសភាពបែបនេះត្រូវការសម្រាប់ច្រើនហើយក្រៅពីនឹងទៀតគាត់ខ្វះអាហារូបត្ថម្ភខ្លាំងណាស់ហើយគាត់នៅក្មេងទៀតស្អីគេខ្វះអាហារូបត្ថម្ភនៅសម័យហ្នឹងហើយនៅខ្វះទៀតត្រូវហើយវាអាចទៅរួចប្រាប់គាត់ផងពេលគាត់ដឹងខ្លួនថាអញញ៉ាំអាហារគ្រប់គ្រាន់ហើយពិនិត្យមើលសុខភាពផងធ្វើតេស្តធ្វើអីឲ្យហើយនៅមន្ទីរពេទ្យទៅការពារប្រសើរជាងព្យាបាលណាលោកចូលចេះខ្ចង់ទោះយ៉ាងណាក៏ដោយខ្ញុំមើលទៅមិត្តថ្មីរបស់លោកពិតជាគួរឲ្យស្រឡាញ់មែនគេមើលទៅពិតជាស្អាតខ្លាំងហើយលោកគ្រូពេទ្យហ្នឹងក៏សួរចេះខ្ចង់ទៀតថារកត្រីថ្មីអញ្ចឹងមកពីណាចេះខ្ចង់អត់ចាំយូរទេឆ្លើយទៅវិញភ្លាមហ្មងថាកុំចេះដឹងរឿងគេមិនជឿផងអ្នកទេទោះជាចេះខ្ចង់និយាយចឹងទៅគាត់តែគាត់នៅតែនិយាយចឹងថាចំពោះក្មេងប្រុសម្នាក់នេះគាត់ដឹងថាចុះកិច្ចសន្យាជាមួយចេះខ្ចង់ប៉ុន្តែរបៀបលេងជាមួយនឹងចេះខ្ចង់ហ្នឹងគឺពិបាកមែនតើសម្រាប់ក្មេងប្រុសម្នាក់ហ្នឹងព្រោះថាគេខ្សោយខ្លាំងហើយបើសិនជាចេះខ្ចង់នៅតែបន្តលេងបែបហ្នឹងទៀតក្មេងប្រុសម្នាក់ហ្នឹងប្រកាសជាចប់នៅក្នុងសារព័ត៌មានផលចេះខ្ចង់ជាមិនខានទេចង់និយាយថាគ្រាន់តែថើបគេតិចទេណាថើបថ្នមក៏បានដែរពីប៊ីកសិលក៏បានដែរខ្ញុំដឹងថាលោកចូលឯងហ្នឹងមិនដែលថើបណាគេនៅក្នុងការលេងអញ្ចឹងទេប៉ុន្តែសម្រាប់ក្មេងនេះគួរតែថើបគេតិចទៅអ្វីនឹងកាន់តែប្រសើរស្អីថើបតិចស្អីថ្នមតិចស្អីនិយាយម្ដងទៀតមើលតែយើងនឹងគួរប្រាប់មន្ទីរពេទ្យរបស់ឯងបែបណាអូអត់ទេប្រាក់ខែដ៏មានតម្លៃរបស់ខ្ញុំមិនចង់បាត់បង់វាទេមុននឹងចេញទៅណាលោកគ្រូពេទ្យក៏បានផ្ដាំផ្ញើចេះខ្ចង់ដែរថានៅមើលគីមដានឲ្យបានល្អហើយក៏ត្រូវតែប្រកាសដែរថាថ្ងៃនេះគីមដានត្រូវតែសម្រាប់ចេញទៅមិនតាន់ផុតហើយនៅឆ្លៀតមកបាយជួបគ្នានៅក្នុងក្លឹបទៀតណាប្រហែលជាគេជាមិត្តភក្តិនឹងគ្នានៅក្នុងក្លឹបហើយមិនដឹងតែពេលនេះចេះខ្ចង់គេគិតអីទេមើលទៅកាន់គីមដានបដាជួញចាំបដានៅហ្នឹងកាត់មកមើលពេលថ្ងៃរៀបលេខវិញម្ដងគីមដានមិនធំតែភ្ញាក់ធម្មតាទេគេនៅក្អកចេញពីកំពង់កទៀតពេលដែលបើកភ្នែកមកក៏មិនដឹងថាខ្លួនឯងដេកអស់យូរប៉ុណ្ណាដែរតែមិនសំខាន់លើនឹងទេសំខាន់ដែលគេកំពុងតែបើកភ្នែកហ្នឹងឃើញចេះខ្ចង់ឈរនៅមុខហ្នឹងឯងឃើញអញ្ចឹងអីគីមដានគេភ្ញាក់ដែរហ្នឹងគេរហតែនិយាយជាមួយចេះខ្ចង់ប៉ុន្តែឈឺខ្លួនអញ្ចឹងក៏អាក់ខានវិញតែចំពោះចេះខ្ចង់វិញគេនិយាយទៅកាន់គីមដានហ្មងថាមិនហើយប៉នាងដេកលក់បានក្របឡើងហើយមែនហើយសំបីតែខ្លួនឯងស្លាប់ក៏មិនដឹងដែរមើលទៅលឺចេះខ្ចង់និយាយថាស្លាប់ហើយគីមដានគេនៅសុំទោសចេះខ្ចង់ទៀតចេះខ្ចង់គេឆ្លើយទៅវិញថាមិនបាច់ខ្វល់ពីរឿងហ្នឹងទៀតទេឥឡូវហ្នឹងលៀកពាក់ឲ្យមកតាមគេមកហើយអីដែលមិនគួរឲ្យជឿនោះគឺចេះខ្ចង់គេបានបញ្ចេញស្នាដៃធ្វើម្ហូបឲ្យគីមដានគេប្រាប់គីមដានទៀតថាញ៉ាំមកហើយទៅព្រោះថាពេលល្ងាចហ្នឹងគេត្រូវការទៅវឹកហាត់ក្នុងចិត្តគីមដានពេលនេះកំពុងតែភាំងអីស្អីគេធ្វើម្ហូបឲ្យគេទៀតហើយហេតុអីបានចេះខ្ចង់ធ្វើអញ្ចឹងចេះខ្ចង់តឃើញគីមដានញ៉ាំអញ្ចឹងគេប្រាប់ឲ្យគីមដានញ៉ាំមកលឿនទៅហើយត្រូវការអីទៀតអត់គីមដានគេឆ្លើយឡើងលឿនហ្មងថាអត់អីទេគេត្រូវការអីទៀតទេអរគុណហើយពេលដែលគីមណានកំពុងតែញ៉ាំហ្នឹងចេះខ្ចង់ក៏គេនិយាយដែរគេចង់និយាយទៅប្រាប់គីមណានថាពេលដែលលេងជាមួយគេមិនទៀមទាឲ្យគីមណានហ្នឹងចេះក្បាច់ពិសេសអីទេគេគ្រាន់តែចង់ឲ្យគីមណានហ្នឹងទប់ទល់ជាមួយគេរួចគីមណានលឺហើយចឹងហើយគេឆ្ងល់គេក៏ចង់សួរតែចេះខ្ចង់អត់ឲ្យសួរតន់ទេគេគ្រាន់តែចង់និយាយប្រាប់ឲ្យគីមណានហ្នឹងចេះមើលថែសុខភាពខ្លួនឯងព្រោះតែគេឲ្យគីមណានហ្នឹងស្លាប់ញឹកញាប់ចឹងទេលើពីមាត់ផោះចេះខ្ចង់ហើយគីមណានគេប្រាប់ថាគេនឹងធ្វើខ្លួនឯងឲ្យល្អជាងមុន
នជេខ្ចុងគេនិយាយថាគេមានការប្រកួតនៅចុងសប្តាហ៍ហ្នឹងដូច្នេះហើយគេត្រូវការគីមតានគេចង់មានន័យថាគេលេងមួយគីមតានមុនយប់ថ្ងៃប្រកួតចឹងហើយជេខ្ចុងក៏គេនិយាយដែរថាគេនឹងបើកប្រាក់ខែឲ្យគីមតានហ្នឹងរយៈពេលមួយសប្តាហ៍ម្ដងដូច្នេះហើយគីមតានហ្នឹងរើទេនៅក្នុងថ្ងៃណាគីមតានក៏ឆ្លើយទៅវិញដែរថាគេនឹងព្យាយាមរើនៅថ្ងៃសុក្រហ្នឹងឯងតោះតលឺចឹងជេខ្ចុងគេសកត់ធ្ងន់ថាយ៉ាងហោចណាស់ត្រូវប្រកាសថាអត់មានប៉ះពាល់ដល់ការប្រកួតឮចឹងហើយគីមតានគេឆ្លើយលឿនហ្មងថាកុំបារម្ភអីគេមិនឲ្យប៉ះពាល់ទេបើក្នុងការគិតផុសគីមតានវិញគេគិតថាខ្លួនឯងយូរសពមែនព្រោះថាយប់មិញហ្នឹងជេខ្ចុងសាហាវខ្លាំងណាស់ប៉ុន្តែឥឡូវហ្នឹងធ្វើម្ហូបឲ្យគេញ៉ាំទៀតតែមាននឹងអីកើតឡើងទៅតែទោះបីជាយ៉ាងណាក៏ដោយអាហារនេះពិតជាឆ្ងាញ់ខ្លាំងណាស់គេចាំសោះតែគេញ៉ាំអាហារចុងក្រោយឆ្ងាញ់បែបនេះនៅពេលណាក្រោយពីការញ៉ាំអាហារផុសគីមណាហ្នឹងកាត់មកមើលសប្តាហ៍នៃការប្រកួតផុសជេខ្ចុងវិញម្ដងមានសុំហៅប៉ែដែលប្រកួតមួយជេខ្ចុងនេះថាបុកខណាតែបើហៅថាសក់លឿងមិនដែរណោះថ្ងៃនេះដែរគីមណានគេចូលមកធ្វើការទាំងតទេស្អាតហ្មងមនុស្សដូចជាបាត់ទៅណាអស់ហើយគេទៅមើលការប្រកួតធំផុសជេខ្ចុងហ៎គីមណានគេក៏លេចមើលពីអ្នកនោះទៅពងតែភាសារឿងអាប៉ែនោះហើយអាប៉ែដែលប្រកួតមួយជេខ្ចុងហ្នឹងហាក់បីដូចជាមនុស្សមកពីក្រៅភពអញ្ចឹងហើយក៏ឈួតដែរគីមណានគេឃើញហើយក៏តែអរុនសួស្ដីអាបងមួយនេះក៏ហៅឲ្យមកមើលអាមនុស្សឈួតនេះគេនិយាយតាមក្រងទូរស័ព្ទមកថាជេខ្ចុងហ្នឹងគឺជាក្មេងតូចម្នាក់តែប៉ុណ្ណោះហើយជាម្ចាស់ពេលអញ្ចឹងឯងផងអូក៏ជាអត្តរាជអញ្ចឹងប្រាប់អាចុយម្រាយអញនៅបបាក់កដល់តូចផងឯងទៀតផងហើយអាប៉ែនេះដែរនិយាយជាភាសាបរទេសទេមិនមែនភាសាកូរ៉េទេអេដមីនក៏ច្បាស់ដែរថាប៉ែនឹងនិយាយភាសាអីព្រោះគេ translate អង់គ្លេសឲ្យ admin អស់ហើយប៉ុន្តែអ្នកមើលតាមទូរស័ព្ទគឺអាចដឹងបានតាមរយៈ subtitle អញ្ចឹងតើទៅលើថាប៉ែនឹងនិយាយឌឺតាមទូរស័ព្ទនឹងហើយដលងគេសុកចិត្តទេនិយាយឌឺបងជេខ្ចុងប៉ុណ្នេះហើយដឹងតែបងជេខ្ចុងហែកវាជាបំណែកជាមិនខានទេបងនៅកណ្ដាលហ្នឹងគាត់លឺដលងនិយាយចឹងក៏ក៏បាននិយាយប្រាប់វិញទៅថាបងជេខ្ចុងក៏គួរតែប្រយ័ត្នជាមួយមួយនឹងដែរព្រោះតែមួយហ្នឹងបកាខ្លាំងទម្ងន់ផងគេក៏មិនធម្មតាដែរក្តាប់ដៃនីមួយតែយ៉ាងណាក៏ដោយដលងគេមើលតាមទូរស័ព្ទទៅឃើញមុខផជេខ្ចុងពិតជាកញ្ញើជាងមុនឆ្ងាយជាងការប្រកួតមុនទៀតលឺម្ដងថងនេះគីមណាន់គេនឹកឃើញការពីមុនថ្ងៃប្រកួតគេឃើញថាស្មាជេខ្ចុងហ្នឹងហាក់បីដូចជាអត់ស្រួលទេប្រហែលជាឈឺខ្លាំងហើយគីមណាន់គេមុននឹងចេញទៅគេសួរបញ្ជាក់ហើយបញ្ជាក់ទៀតថាត្រូវការគេជេខ្ចុងក៏បកដៃប្រាប់ថាវាយទេគេត្រូវការទេថ្ងៃប្រកួតវាយទៅក៏បានដែរគេចង់និយាយថាថ្ងៃប្រកួតហ្នឹងអត់គីមណាន់ទៅជាមួយក៏អត់អីដែរហ្នឹងគីមណាន់ហាក់បីដូចជានៅតែបារម្ភពីជេខ្ចុងអញ្ចឹងតែដោយសារតែជេខ្ចុងនិយាយថាអត់អីអញ្ចឹងគេក៏គិតថាអត់អីដែរទៅដលងគេចាប់ផ្ដើមសួរទៅកាន់បងនេះហើយថាបងជេខ្ចុងជាមួយនឹងគ្រូអីទៅដល់ប៊ូសានហើយមែនបងនេះក៏ឆ្លើយវិញថាប្រកាសថាពួកគាត់បានទៅដល់ប៊ូសានហើយព្រោះតែការប្រកួតភាគច្រើនរបស់បងជេខ្ចុងគឺនៅប្រទេសកូរ៉េទីក្រុងប៊ូសានហ្នឹងឯងហើយគាត់លយណាដលងខាងអន្តរជាតិតែងតែតាក់ទងមកគាត់ដើម្បីធ្វើការតាមការនិយាយផុសបងពីរនាក់ហ្នឹងយើងក៏បានដឹងថាការប្រកួតគឺចាប់ផ្ដើមនៅម៉ោង 4 ល្ងាចហើយនៅទីក្រុងប៊ូសានក្នុងពេលនឹងដែរក៏មានលេខទូរស័ព្ទមួយទេមកគីមដានដែលនោះគឺជាលោកគ្រូនឹងឯងតោះតែឃើញអញ្ចឹងគីមដានគេមិននឹងអាចចាំយូរបានទៅគេលើកភ្លាមមកគាត់ស្រែកទៅប្រាប់គីមដានថាឥឡូវហ្នឹងពួកគេកំពុងតែជួបនៅក្នុងស្ថានភាពអាក្រក់ហើយគាត់ត្រូវការគីមដានឲ្យចុះមកទីនេះភ្លាមហ្មងព្រោះថាជេខ្ចុងគឺស្ថិតក្នុងស្ថានភាពអាក្រក់គ្រាន់តែលើតែប៉ុណ្នេះគីមដានគេហាក់បីដូចជាភ្ញាក់ផ្អើលហើយក៏បារម្ភខ្លាំងដែរដល់អញ្ចឹងនឹងហើយមិនគីមដានគេភ្ញាក់ឡើងលឿនហ្មងមកជេខ្ចុងក្នុងពេលដែលគីមណានរត់ទៅហ្នឹងក៏ឃើញលោកគ្រូមកទទួលគេដែរសោពេលហ្នឹងដែរគាត់ក៏និយាយទៅប្រាប់គីមណានដែរថាគាត់អត់ដែលឃើញជេខ្ចុងហ្នឹងអញ្ចឹងពីមុនមកទេស្ថានភាពរបស់ជេខ្ចុងហ្នឹងវាពិតជាអាក្រក់ខ្លាំងណាបើកទ្វារភ្លាមក៏ប្រាប់ជេខ្ចុងថាគ្រូពេទ្យគីមណានមកហើយមើលទស្សនភាពជេខ្ចុងស្អំស្មាផងអីផងគីមណានគេគិតថាស្ថានភាពមួយនេះអាក្រក់ខ្លាំងជាងអ្វីដែលគេគិតទៅទៀតជេខ្ចុងលើការសែប៉គ្រូគេហើយក៏គេបានមកមើលគីមណានដែរគ្រូនោះបារម្ភពីសិស្សសួរសុខទុក្ខសិស្សរហូតណាតែជេខ្ចុងតើឃើញអូនគេមកដល់ហើយចាប់ដៃភ្លាមហ្មងហើយដេញគ្រប់គ្នានឹងចេញក្រៅទុកឲ្យតែអូនគេបានហើយមិនត្រឹមតែប៉ុណ្្នឹងទេនៅស្ដីឲ្យទៀតថាកុំមកទើបតែងផ្លូវរបស់គេចេញឲ្យអស់ទៅជេខ្ចុងអត់សល់ពេលដល់1ម៉ោងទៀតណាឲ្យប្រកាសថាខ្លួនឯងជាសះស្បើយបើនៅខាងក្នុងវិញគីមណានគេបារម្ភពីជេខ្ចុងសួរជេខ្ចុងមិនឈប់គេលឺមកថាជេខ្ចុងឈឺស្មាខ្លាំងដូច្នេះហើយគេចង់មកពិនិត្យមើលឲ្យជេខ្ចុងគេអត់មកសុកក៏ចាប់ដើមស្រែកឲ្យគីមណានហ្នឹងឆាប់ធ្វើវាលឿនទៅធ្វើទង្វើ
វើនឹងហើយនៅប្រាប់ឲ្យគេស្រាត់ចាញ់ទៀតណាគឹមណានគេលឺឲ្យគេលង្កាំងហ្មងឃើញថាស្រួលខ្លួននេះហើយមិនបានធ្វើនឹងវិញគេមកទីហ្នឹងដើម្បីពិនិត្យជំងឺតាទៅមើលអាពេលមុនការប្រកួតមកផ្លែតមិញវិញគឺថាមួយនេះគឺវាឌឺខ្លាំងណាស់ចំពោះជេខ្យងមិនឌឺតែពីសម្ដីទេណាស្ដោះទឹកមាត់ដាក់កដាមុខជេខ្យងទៀតហើយជេខ្យងគេខឹងខ្លាំងណាស់ហ៊ានធ្វើទង្វើនឹងដាក់គេផងឯងមិនដែលមានណាគេហ៊ានបែបហ្នឹងទេជេខ្យងគេខឺដល់ប៉ែហ្នឹងណារហូតដាល់ទេតែត្រូវបានគេចាប់ជាប់អត់ឲ្យវាយគ្នាតតែឃើញអញ្ចឹងអាក្បាលពណ៌លឿងនោះវាកាន់តែនិយាយទៀតហើយថាជេខ្យងនឹងអន់ណាធ្វើអីគេបានណានៅស្រីប្រាប់ឲ្យជេខ្យងវាយគេទៀតណាថាវាយគេមកណែបើហ៊ានវាយមកអញ្ចឹងដល់ថងនេះបើសួរអេដមីនទេពីអ្នកនឹងវាជេគ្នាទៅវិញទៅមកពេញហ្នឹងឯងដោយមូលហេតុហ្នឹងហើយជេខ្យងគេខឹងខ្លាំងណាខឹងជាមួយនឹងគេវឹកហាត់ជាមួយសិស្សច្បងផងគេរហូតដល់មានអារម្មណ៍ថាចុកស្មាបានគេទៅសម្រួលស្មាគេសិស្សច្បងនោះឃើញអញ្ចឹងក៏បារម្ភថាសួរថាម៉េចហើយស្មាហ្នឹងឈឺខ្លាំងអត់ជេខ្យងគេលឺហើយគេប្រាប់ថាឈឺតិចដែរតែអត់អីទេសម្រាប់គេវាយតទៀតមើលការវឹកហាត់ផងជេខ្យងហ្នឹងហើយគ្រូផងគេក៏ដឹងដែរថាជេខ្យងហ្នឹងគឺបញ្ចេញកំហឹងខ្លាំងណាស់ព្រោះតែមួយជួបព្រឹកមិញហ្នឹងធ្វើឲ្យជេខ្យងគិតនៅក្នុងខួរក្បាលផងគេមិនឈប់តែមួយសក់លឿនហ្នឹងក៏មិនធម្មតាដែរព្រោះតែវាឆ្លៀតជាប់គ្នាអញ្ចឹងហើយការប្រកួតមួយនេះក៏មិនធម្មតាទេសម្រាប់ជេខ្យងហាការឌឺរបស់អាក្បាលពណ៌លឿងហ្នឹងធ្វើឲ្យជេខ្យងខឹងអត់ឈប់សោះហ្មងជេខ្យងគេពងតែនិយាយទាំងខឹងហើយថាចង្រៃអាសម្រាមហ្នឹងវាគិតអីគេបានវាហ៊ានម៉េះហើយវាគិតថាវាហ្នឹងគឺជាណាគេក្នុងពេលហ្នឹងគ្រូគេក៏បានមកប្រាប់ដែរថាចិត្តដល់មកប្រកួតហើយអញ្ចឹងគួរតែងូតទឹកសម្អាតខ្លួនឲ្យហើយលឿនហើយគាត់ក៏មិនភ្លេចសួរពីជេខ្យងដែរថាជេខ្យងហ្នឹងមានបញ្ហាអីអត់ប្រាប់គាត់មើលតែសុខសប្បាយអត់ដោយសារតែមិញហ្នឹងគាត់ឃើញការវឹកហាត់ផងជេខ្យងដៃផងជេខ្យងហាក់បីដូចជារឹងបន្តិចដោយសារតែគាត់ឃើញអញ្ចឹងហ្នឹងហើយបើគាត់បារម្ភពីស្មាផងជេខ្យងដោយសួរជេខ្យងថាស្មាអីឯមែនជេខ្យងឆ្លើយមួយគាត់តិចមកផ្ដោះចម្លើយតិចមកថាអត់អីទេមែនស្មាហ្នឹងជេខ្យងចម្លើយគេអត់បានឆ្លើយភ្លាមទេគេសង្ងំមកសទុះបានគេឆ្លើយគេនិយាយទៅកាន់គ្រូគេថាស្មាផងគេឥឡូវហ្នឹងគឺអត់អាចរើបានទេដូច្នេះប្រហែលជាវារឹងជាប់នៅហ្នឹងហើយវាក៏មានន័យថាគេអាចប្រកួតបានទៅមុខទៀតហ្នឹងណាគេនិយាយបន្ថែមឲ្យគ្រូគេទៀតថាគេគិតថាគេអាចធ្វើបានទេគ្រូនោះនៅក្រៅលឺឲ្យគេភ្ញាក់ផ្អើលណាគាត់លឺចឹងហើយគាត់ភ័យគាត់ប្រាប់ទៅកាន់ជេខ្យងថាចាំបន្តិចគាត់ទេទៅពេទ្យដែលលោកគ្រូសម្ដៅលើហ្នឹងគឺពេទ្យខាងក្រុមប្រកួតហ្នឹងឯងតែចំពោះជេខ្យងគេមិនចង់បានហ្នឹងណាគេចង់បានគឹមណានដែរគេផ្សាយប្រាប់ឲ្យគ្រូគេថាខលហៅលោកគ្រូពេទ្យគឹមណានមកដល់ពេលនេះជេខ្យងកំពុងតែឆ្ងល់ហើយថាគឹមណានហ្នឹងអត់ដឹងមែនដូច្នេះហើយជេខ្យងគេឲ្យគឹមណានហ្នឹងឆ្ងល់យូរទេគេប្រាប់ភ្លាមមកគេថាបកកគេហៅគឹមណានមកទីហ្នឹងគ្រាន់តែឲ្យគឹមណានហ្នឹងបំពេញទម្លាប់ផងគេតែប៉ុណ្ណោះគឹមណានពេលលឺឲ្យគេលង្កាំងហ្មងគេក៏និយាយទៅកាន់ជេខ្យងវិញថាគេខំជីប្រត់ភ្លើងលបឿនលឿនមកនិយាយរួមទៅឲ្យតែការធ្វើដំណើរណាកាន់តែលឿនមកប៊ូសានគេខំប្រឹងណាស់ដើម្បីមកហ្នឹងជេខ្យងក៏ចាំយូរដែរតបទៅវិញថាខែងកិច្ចសន្យាយើងមានន័យតាមិនថាទីណាមិនថាកន្លែងណាទេឲ្យតែគេចង់គឺត្រូវតែធ្វើក្រោយពីហ្នឹងមានតលេសមួយទេដើម្បីឲ្យលោកគ្រូផកគេហៅគឹមណានមកហ្នឹងលេសដែលជេខ្យងចង់និយាយហ្នឹងថាលេសដែលឈឺស្មាតែគេមានដឹងណាក្នុងចិត្តគឹមណានកំពុងតែគិតថាខ្លួនឯងល្ងងអីជិះមកតាមផ្លូវហ្នឹងនឹកឃើញដល់គេរហូតហើយមិនតែនឹកឃើញទេព្រួយបារម្ភពីគេសັບគ្រប់អស់ហើយអញ្ចឹងហើយពេលនេះជេខ្យងគេមិនខ្វល់ទេគេអត់មានពេលច្រើនទេគឹមណានគេខំប្រឹងប្រកែកដែរថាឲ្យដាក់បញ្ចូលទាំងអញ្ចឹងបានទេតែខ្លាំងអីជាងជេខ្យងគេលើកនិយាយរឿងលក្ខខណ្ឌមកទៀតហើយណាមួយគេទឹកតែខាន 2-3 ថ្ងៃជាមួយនឹងគឹមណានដូច្នេះហើយវាប្រហែលជាធូររលុងគេថែមទាំងនិយាយទៀតថាដល់ពេលនេះហើយគឹមណានគួរតែស៊ាំជាមួយនឹងរបស់គេពេលដែលពួកគេកំពុងតែលេងហ្នឹងលោកគ្រូក៏បានស្រែកមកពីក្រៅដែរថាសល់15នាទីទៀតទេអញ្ចឹងហើយគាត់ឲ្យជេខ្យងហ្នឹងបញ្ញាភាពចំខ្លួនលឺអញ្ចឹងហើយជេខ្យងគេទៅនិយាយមួយគឹមណានថាបានលឺថាលោកគ្រូនិយាយអីអត់មិញហ្នឹងវាចិត្តអស់ពេលហើយណាដូច្នេះហើយឆាប់ធ្វើលឿនឡើងអាពាក្យហ្នឹងគួរនិយាយដាក់ខ្លួនឯងវិញណាជេខ្យងមិនបាននិយាយទៅដាក់គឹមណានអញ្ចឹងខំប្ររបៀបមិនតែជេខ្យងគេពងតែធ្វើទង្វើហ្នឹងឯហ្នឹងគេនឹកឃើញដល់អាសក់ពណ៌លឿងទៀតគេនៅខឹងអត់តាន់បានទេព្រោះមួយហ្នឹងវាឌឺដាក់គេពេកហើយអាពាក្យទាំងអស់ហ្នឹងជេខ្យងគេគិតក្នុងខួរក្បាលហើយគេហៅតែខឹងទៀតពេលតែខឹងខ្លាំងពេកទៅទប់កំហឹងអត់បានក៏ដាល់ទូម្ដាយគឹមណានគេឃើញទង្វើផងជេខ្យងហើយគេរៀងគាំងដែរតែយ៉ាងណាក៏ដោយឥឡូវហ្នឹងគេប្រាប់ឲ្យជេខ្យងថាកុំដាក់ជ្រៅពេកព្រោះតែគេឈឺខ្លាំងណាស់លើកនេះតែចំពោះជេខ្យងវិញគេមិនបានចោទ
ចាប់អារម្មណ៍នៅសម្ដីគឹមណានទេព្រោះតែខឹងរហូតដល់តែពេលគឹមណាននឹងយំសុំបគឹមណានគេបែរមករកចេកខ្ជុងដែលមានទឹកភ្នែកផងអីផងនឹងសុំបឲ្យចេកខ្ជុងនឹងបធូរឲ្យគេតិចទៅលេងជាមួយគេតិចបានហើយកុំលេងខ្លាំងពេកតើតែឃើញគឹមណានអញ្ចឹងចេកខ្ជុងគេចេះកៀងណាតាក៏នឹកឃើញដល់លោកគ្រូប៉ែតកាលនោះគាត់សួរចេកខ្ជុងថាមុននឹងលេងនឹងមានបានថើបមានបានអីអត់តើតែគេនឹកឃើញសម្ដីលោកគ្រូប៉ែតនឹងហើយទើបគេចាប់អារម្មណ៍លើមាត់គឹមណានតើតែពេលឃើញគេអញ្ចឹងចាប់អារម្មណ៍ដែរក៏បានយកដៃនឹងទៅចាប់មុខផគឹមណានហើយក៏ថើបគ្នាទៅនេះហើយគឺជាស្នាមថើបដំបូងរវាងពីរនាក់នឹងចេកខ្ជុងហាក់បីដូចជាចូលតួល្អបិទភ្នែកផងអីផងនឹងប៉ុន្តែគឹមណានគេភ្ញាក់ផ្អើលសញ្ញាស៊ូលោតចូលពេញក្បាលហ្មងហើយគឹមណានឆ្ងល់ហើយថាហ្នឹងគឺជាអីទៅអីយ៉ាចេកខ្ជុងអត់ដកមាត់គឹមណានគេប្រឹងខ្ជិបមាត់គេយល់ថាហ្នឹងគឺជាអីយោតើឃើញអញ្ចឹងអីចេកខ្ជុងគេខឹងអីតើគេដកមាត់ចេញគេស្រែកឲ្យគឹមណានហើយថាមិនបានអត់បើកមាត់ហើយរឿងស្អីការស្អីបើកមាត់ឲ្យឆាប់ឬបងបជាប៉ុណ្ណឹងឯងអូនក៏បើកមាត់ឲ្យបងតាមសំណូមពរចំពោះចេកខ្ជុងនេះបើមិនបានលើសលុបទេមិនមែនជាគាត់ជាដាច់ខាតអញ្ចឹងហើយអារឿងថើបនេះក៏គាត់លើសលុបជាងគេដែរថើបដល់ថ្នាក់គឹមណានគេដកដង្ហើមមាត់ចាញ់មុំតែចេកខ្ជុងដកមាត់ចាញ់ហ្នឹងគឹមណានឡើងសើចង់ដាច់ខ្យល់ហើយគេក៏កៀងណាថានេះដូចមិនមែនចេកខ្ជុងសោះហេតុអីបានចេកខ្ជុងធ្វើអញ្ចឹងហេតុអីបានចេកខ្ជុងប្រាប់តែធ្វើនឹងភ្លាមអញ្ចឹងគេមានអារម្មណ៍ថាភ្ញាក់ផ្អើលខ្លាំងគឹមណានគេអៀនឡើងមុខក្រហមអស់ហើយបើចំពោះចេកខ្ជុងឥឡូវហ្នឹងវិញគេមិនខ្វល់ទេគេលិតមាត់ទៀតអាពេលហ្នឹងដែរគឹមណានក៏សួរដែរថាហេតុអីបានថើបគេអញ្ចឹងតែសួរអត់តន់បានអស់សេចក្តីផងចេកខ្ជុងគេបញ្ញាប់ចេកខ្ជុងមិនហ្នឹងក៏គេដឹងថាគឹមណានរសួរគេអីដែរប៉ុន្តែគេប្រាប់ឲ្យគឹមណានបិទមាត់ទៅចេកខ្ជុងក៏បន្តភារកិច្ចគេតទៅមុខទៀតលើកនេះអេដមីនគិតថាចេកខ្ជុងដូចជាញៀនចាប់ចការគឹមណានមកថើបទៀតហើយគឹមណាននោះក៏ឆ្ងល់ទៀតថាស្អីគេនឹងម្ដងទៀតតែការថើបផចេកខ្ជុងហ្នឹងគឹមណានគេគិតថាដូចជាបខំមិនទេហើយគេមានអារម្មណ៍ថាហ្នឹងក៏មិនមែនជាការថើបដែរវាហាក់បីដូចជាចេកខ្ជុងហ្នឹងកំពុងតែចាប់គេស៊ីច្រើនជាងតែគឹមណានក៏គេមានអារម្មណ៍ចម្លែកមួយទៀតដែរតែអារម្មណ៍ហ្នឹងគឺពិតជាខុសខ្លាំងណាស់ឃើញគឹមណានអញ្ចឹងអីតាក់ទាញចេកខ្ជុងទៀតហើយណាអញ្ចឹងហើយបើលើកនេះគេលេងគឹមណានធ្ងន់យកហ្មងតួគឹមណានសុំបកឲ្យឈប់មិនក៏អត់ដែរលេងដល់ថ្នាក់ធរបានតែខំកគេទៀតហាការលើសលប់ផចេកខ្ជុងហ្នឹងក៏ត្រូវបញ្ចប់ត្រឹមហ្នឹងដែរគេលេងហ្គេមចប់ហ្នឹងគឹមណានគ្នាឡើងចង់ទៅហក់ខ្យល់ហើយអ្នកក្រៅក៏បានចែកប្រាប់ចេកខ្ជុងដែរថាជិតដល់ម៉ោងហើយសល់3នាទីទៀតទៅលឺអញ្ចឹងទៅចេកខ្ជុងគេបោះអាវផគេហ្នឹងឲ្យគឹមណានហើយក៏ដើរចេញទៅក្រៅទៅហើយគឹមណានមើលគេពីឆ្ងាយរហូតកំសត់ហើយឥឡូវហ្នឹងក៏ដូចលើកមុនដែរឲ្យតែគេលេងរួចគេដើរចេញដោយគ្មានគិតអ្វីទាំងអស់កាត់មកដល់ការប្រកួតរវាងចេកខ្ជុងនិងបុកខើបរិយាដែលដើរមកមុនគេនេះយើងប្រកាសជាស្គាល់ហើយថាគឺជាចូលចេកខ្ជុងគាត់គឺជាម្ចាស់ជើងឯកយើងចង់ដឹងណាថាការប្រកួតនេះតើគាត់នៅតែរក្សាតំណែងរបស់ខ្លួនបានទេបន្តិចទៀតយើងនឹងទស្សនាទាំងអស់គ្នាវេលោកគឺជាបុគ្គលិកមែនបាទខ្ញុំបុគ្គលិកសារនេះដែរគឹមណានគេពាក់អាវចេកខ្ជុងមកមើលការប្រកួតផចេកខ្ជុងទៀតទាំងទៅរឿងការប្រកួតរវាងចេកខ្ជុងនិងបុកខើចាប់ផ្ដើមឥឡូវនេះបុកខើបានយាដៃទៅដើរចេកខ្ជុងហើយចេកខ្ជុងក៏ទប់ទាន់តែការដើររបស់បុកខើកាន់តែលឿនទៅដោយចេកខ្ជុងមានតែទប់តែប៉ុណ្ណោះការទប់របស់ចេកខ្ជុងក៏ឲ្យលទ្ធភាពនៅពេលដែលបុកខើវាយចំពោះគេមួយទំហឹងតែឃើញគេដើរចេកខ្ជុងអញ្ចឹងគឹមណានគេនៅខាងក្រោមបារម្ភពីចេកខ្ជុងបុកខើបច្ចុប្បន្នរីករាយនឹងខ្លួនឯងណាហើយក៏មានមោទនភាពនឹងខ្លួនឯងដែរបច្ចេកកាយវិការឌឺទៅកាន់ចេកខ្ជុងទៀតផងប៉ុន្តែបុកខើដូចជាខ្វះការប្រុងប្រយ័ត្ននេះលេងមើលចូលចេកខ្ជុងវិញគេបានញញឹមចេញថ្មិញមកហើយថែមទាំងលើកដៃកដាលមួយគូដើម្បីឌឺទៅកាន់គូប្រជែងរបស់គេដែលជាបុកខើនឹងទៀតតែឃើញអញ្ចឹងបុកខើគេខឹងខ្លាំងណាស់ក៏បានយាដៃទៅវាយចេកខ្ជុងប៉ុន្តែសុំចូលរួមសោកស្ដាយណាស់វាយមិនទាន់ដល់គេផងត្រូវគេម៉ាត់ម្ដាយចំកដាលមុខបាទបន្ទាប់ពីស៊ីកំដាប់ដៃហើយក៏ស៊ីមកកាញ់ដៃរបស់ចេកខ្ជុងថែមទៀតបុកខើហាក់បីដូចជាសន្លប់បាត់ហើយតែចេកខ្ជុងមិនដកដៃតទៅសោះរហូតដល់តែមានអាញាកដាហ្នឹងមកខាត់មកដល់ត្រង់នេះស្អីដែលចេកខ្ជុងមិនភ្លេចនោះគឺស្ដោះទឹកមាត់សងសឹកទៅវិញនឹងឯងដូច្នេះហើយនៅថ្ងៃនេះផងដែរអ្នកឈ្នះការប្រកួតនៅតែចូលចេកខ្ជុងអញ្ចឹងគាត់រក្សាឈ្មោះជាជើងឯករបស់គាត់បានទៀតហើយគាត់នៅតែជាអត្តរាជនៅ MMA អញ្ចឹងអាការឈ្នះផចេកខ្ជុងហ្នឹងមានគេហៅគ្រប់គ្នាដែលធ្វើឲ្យគឹមណានមើលការឈ្នះហ្នឹងហើយពើសវល់គឹមណានកំពុងតែគិតថាអស់ចាក្នុងចិត្តហើយដោយសួរខ្លួនឯងទៀតថានឹងមិនមែនគឺជាអត្តន័យនៃជើងឯកហើយអាការ
ឈ្នះនឹងដែរក៏ធ្វើឲ្យគេមិនមានអារម្មណ៍ថាភ្ញាក់ផ្អើលដែរពេលប្រកាសថាដែលគេចូលមកចែកខ្ចុងមុនដំបូងគឺដោយសារតែលុយប៉ុន្តែមូលហេតុដែលធំបំផុតដែលគេធ្លាប់បានដឹងហ្នឹងគឺដោយសារតែចូលចែកខ្ចុងនឹងឯងឥឡូវនេះផងដែរការងារផងគេត្រូវតែមើលថែចូលចែកខ្ចុងឲ្យបានល្អបំផុតវាក៏ជាទំនួលខុសត្រូវរបស់គេផងដែរចែកខ្ចុងណាសំណប់ចិត្តចែកខ្ចុងឯងពិតជាធ្វើបានល្អណាស់មានអារម្មណ៍យ៉ាងម៉េចដែរសំណប់ចិត្តតែមិនអីទេត្រូវអត់ខ្ញុំអីទេព្រោះថាគ្រូប៉ាគឹមណានជាមួយនឹងក្រុមការងាររបស់យើងមើលថែខ្ញុំបានល្អអើយចឹងណាអរគុណព្រះជាម្ចាស់ហើយដែលឯងមិនអីយោព្រោះតែមិញហ្នឹងយើងបារម្ភពីឯងសឹងស្លាប់ហើយលោកគ្រូអាចយកទឹកឲ្យខ្ញុំផឹកបានអត់ទឹកក៏អូសំណប់ចិត្តឲ្យតែឯងចង់បានទឹកអីក៏យើងអាចយកមកឲ្យឯងបានតែពេលធម្មតាដូចអញ្ចឹងឯងតជ័យខ្ចុងឈ្នះស្បាយចិត្តហូហែសំបីតែជ័យខ្ចុងក៏គេគិតដែរតែហូពីការរំពឹងទុកផងគេទៀតតគិតអញ្ចឹងហើយក៏បែរទៅនិយាយមួយគីមណានថាបើចង់និយាយអីនិយាយមកគីមណានមុនដំបូងវាស្ទាក់សើដែរតពេលហើយក៏ដាច់ចិត្តនិយាយទៅប្រាប់ជ័យខ្ចុងគេសុំឲ្យជ័យខ្ចុងប្រាប់គេមុនហ្នឹងបើមានហេតុការណ៍ដូចជាថ្ងៃហ្នឹងទៅលើគីមណានហើយគេនិយាយភ្លាមមកថាស្អីគេគីមណានក៏បកស្រាយថាសម្រាប់ការព្យាបាលហ្នឹងគេគឺជារឿងមួយទេប៉ុន្តែរឿងកុហកគេឲ្យគេមកភ្លាមហ្នឹងគឺជារឿងមួយទៀតគេទទួលយកបានទេដូច្នេះកុំធ្វើអញ្ចឹងទៀតគ្រាន់តែលើការនិយាយផងគីមណានហើយចែកខ្ចុងគេបដិសេធភ្លាមហ្មងថាស្អីគេធ្វើអីហើយគេសួរគីមណានវិញទៀតថាមិនចង់ឲ្យគេនឹងបំពេញតាមចំណងចំណូលចិត្តផងគីមណានណៃតើតែឃើញចែកខ្ចុងគេនិយាយអញ្ចឹងគីមណានគេប្រកែកឡើងលឿនថាមិនអញ្ចឹងទេគេគ្រាន់តែចង់ប្រាប់ឲ្យចែកខ្ចុងប្រាប់គេមុនអញ្ចឹងស្រួលគេធ្វើអារម្មណ៍ហើយគេនឹងធ្វើវាឲ្យបានល្អជាងមុនកុំឲ្យរំជួលចិត្តចាំមើលថាធ្វើឲ្យបានល្អសម្រាប់គេណាធ្វើរបៀបម៉េចគេងើបចេញទៅបដានឹងប្រាប់គីមណានបដាថាគេនឹងចាំមើលថាគីមណាននឹងធ្វើបានល្អរបៀបម៉េចគីមណានអត់មាននិយាយអីទេគ្រាន់តែថាយល់ស្របតែថាពេលដែលគេដើរចេញទៅហ្នឹងគីមណានមុខក្រហមទៅសើគេថាថ្ងៃហ្នឹងពិតជាការប្រកួតដ៏អស្ចារ្យណាស់គេនិយាយទៀតថាជ័យខ្ចុងពិតជាអស្ចារ្យនៅថ្ងៃហ្នឹងឮអញ្ចឹងហើយជ័យខ្ចុងគេបែរមកមើលមុខគីមណានដែរតែថាគេនិយាយឡើងលយទៅតាមគីមណានថាអាចប្រាប់គេនៅអ្វីដែលគេអត់ដឹងបានអត់គេចង់មានន័យថាគេដឹងហើយថាខ្លួនគេអស់ចាបាច់ប្រាប់គេសំណប់ចិត្តជ័យខ្ចុងទឹកបានមកដល់ហើយនេះទៅនិយាយចឹងជ័យខ្ចុងស្មាររបស់ឯងយ៉ាងម៉េចហើយអូរឿងហ្នឹងខ្ញុំក៏ហក់តាស្អីគេមកកាយធ្វើអញ្ចឹងការប្រកួតត្រូវបានបញ្ចប់តែមកមើលគីមណាននៅនឹងផ្ទះនេះវិញអំឡុងពេលដែលគេសម្អាតខ្លួនមើលកញ្ចក់ហ្នឹងក៏គេសង្កេតឃើញស្នាមចំរបស់គេរៀងបាត់ហើយគេក៏នឹកឃើញថាប្រហែលជាថ្នាំដែលជ័យខ្ចុងឲ្យមកគេហ្នឹងវាល្អខ្លាំងទេគេចេះឲ្យថ្នាំឲ្យអីដែរតានេះមកអត់ក្នុងចិត្តគីមណានក៏គេឆ្ងល់ដែរមិនបានជ័យខ្ចុងណាធ្វើឲ្យគេឈឺហើយក៏ព្យាបាលគេវិញអញ្ចឹងតែយ៉ាងណាក៏ដោយគេត្រូវគិតពេកទេគិតអញ្ចឹងណាប៉ុន្តែដោះថ្មិញស្រុកឃើញប្រវេមកខ្លួនឯងក៏នឹកឃើញនៅស្នាមថារបស់ជ័យខ្ចុងគេកំពុងតែឆ្ងល់ហើយហេតុអីបានជ័យខ្ចុងនោះថើបគេភ្លាមអញ្ចឹងហាក់បីដូចជាផ្លាស់ប្ដូរច្រើនហើយលើពីនឹងទៀតអាស្នាមថើបហ្នឹងគឺជាស្នាមថើបដំបូងរបស់គីមណានតែគេក៏គិតមួយវិញទៀតដែរណាថាអាស្នាមថើបហ្នឹងតើគេអាចទទួលបានវាម្ដងទៀតឬមួយក៏អត់ទេអេដមីនក៏សុំបញ្ជាក់ដែរមកដល់ត្រឹមនេះគីមណានគេដឹងខ្លួនឯងឯងថាស្រឡាញ់ជ័យខ្ចុងឯងតែយ៉ាងណាក៏ដោយឥឡូវនេះគេបញ្ឈប់គំនិតផលគេសិនព្រោះតែគេត្រូវទៅរកកន្លែងស្នាក់នៅថ្មីហើយកន្លែងដែលគីមណានគេរកហ្នឹងគ្រាន់តែបន្ទប់ជួលតូចមួយតែប៉ុណ្ណោះគេចង់បានគេក៏ប្រាប់ពីតម្រូវការផលគេទៅខាងអចលនៈទ្រព្យគេត្រូវការកន្លែងស្នាក់នៅភ្លាមហើយក៏ត្រូវបង់ប្រាក់កក់មុនដែរចិត្តគីមណានក៏ដឹងដែរថាវាពិបាករកប៉ុន្តែគេអាចលើសពីនឹងបានទេព្រោះតែគេត្រូវរ៉ាប់រងថ្លៃមន្ទីរពេទ្យផលលោកយាយទៀតបើសិនជាគេកក់ប្រាក់មុនប្រកាសណាគេអាចរ៉ាប់រងផលមន្ទីរពេទ្យលោកយាយផលគេបានខាងអចលនៈទ្រព្យក៏រកដំណោះស្រាយដែរថាគេមានកន្លែងមួយចំនួនប៉ុន្តែវាថោកទេព្រោះថាសម័យនេះវាពិបាកក្នុងការរកបន្ទប់ជួលដែលអត់ប្រាក់កក់មុនដោយសារតែសង្កាត់ដែលពួកគេទៅមើលនេះកំពុងតែធ្វើការអភិវឌ្ឍអញ្ចឹងហើយបន្ទប់ក៏ថ្លៃតាមនឹងដែរបន្ទប់នៅទីនេះមាន200 feet ការ៉េអេដមីនក៏អត់ដឹងដែរណាថាស្មើនឹងប៉ុន្មានណាតែវាតូចខ្លាំងហើយវាមានតម្លៃ$800ក្នុងរយៈពេលមួយខែហើយចំណែកមួយនេះវិញគឺ$1100ក្នុងរយៈពេលមួយខែវាមានតម្លៃថ្លៃក៏ព្រោះតែយើងអត់បង់ប្រាក់កក់ជាមុនឃើញបន្ទប់តូចអញ្ចឹងមានតម្លៃថ្លៃសឹងស្លាប់ហើយគីមណានគេមិនអាចជួលបានទៅគីមណានក៏ញ៉ាំនំប៉័ងបដាក៏គិតបដាដោយសារតែតាំងពីដើមមកគេមិនដែលផ្លាស់ប្ដូរទីលំនៅអញ្ចឹងទេដូច្នេះគេដឹងថាតម្លៃនឹងមិនតែណាគេទៅដឹងទៅថាបន្ទប់តូចមួយសោះតែតម្លៃឡើងថ្លៃ14000ពីជ័យខ្ចុងហ្នឹងនៅពេលដែលចាត់ចែងនៅពុកយាយផងគេហ្នឹងគឺសល់តែបន្តិចបន្តួចទេតែពេលជួបរឿងអញ្ចឹងទៅគេគួរតែស្នើសុំជ័យខ្ចុងបន្ថែមទៀតមែនគីមណានគេមកដល់ត្រង់នេះក៏គិតថាខ្លួនឯងឈួតហើយឈួតមែនតើណៃតែគេកំពុងតែគិតថាលុយដែលជ័យខ្ចុងឲ្យគេនឹងអត់គ្រប់គ្រាន់ទៀតកាំងដែលចូលជ័យខ្ចុងនឹងមានចិត្តល្អចំពោះគេឲ្យលុយគេឡើងលើសពីអ្វីដែលគេត្រូវបានអីហ្នឹងគ្រាន់តែថាដោយសារតែគេត្រូវចំណាយច្រើនពេកដូច្នេះគេគិតថាអត់គ្រប់គ្រាន់តាមពិតទៅ
tớiគេគ្រាន់តែចង់រកបន្ទប់មួយដែលអាចឲ្យគេដាក់ទូមង្គលការផលលោកយាយផងគេបានអញ្ចឹងហើយគេត្រូវតែរកតែឃើញគេប្រកាសថាប្រកាសជាមានបន្ទប់មួយជាមិនខានទេតែពេលដែលគេកំពុងតែគិតស្មុគស្មាញហ្នឹងក៏មានលេខទូរស័ព្ទមួយខលមកហើយនោះដែរគឺជាខាងអចរអ្នកទ្រាំគេក៏និយាយទៅថាគេត្រូវការបន្ទប់ជួលតែគឹមណានអើយសយធំអីនិយាយចំមកតួច្រកក្រក់មកទៀតវាសួរគឹមណានទៀតថាស្អីគេបន្ទប់ជួលយើងកាន់មកមើលកន្លែងវឹកហាត់ជេខ្យងវិញម្ដងគេកំពុងតែវឹកហាត់ខ្លាំងខ្លាដឹងស្អីទេប៉ុន្តែភ្នែកមើលម៉ោងរហូតជេខ្យងឃើញថាម៉ោង5កន្លះហើយតែគឹមណានមិនទាន់មកទៀតក៏សួរគ្រូថាគឹមណាននឹងអត់ទាន់មកទេមែនលោកគ្រូក៏បានឆ្លើយវិញថាត្រូវអីដូចជាអត់ទាន់ឃើញគាត់មកផងប៉ុន្តែថ្ងៃហ្នឹងហាក់បីដូចជាអត់មានការវិភាគធ្វើការជាមួយជេខ្យងអីផងហ្នឹងជេខ្យងក៏ឆ្លើយវិញថាមែនហើយថ្ងៃហ្នឹងអត់មានការវិភាគអីទេគ្រាន់ថាគឹមណានគឺជាអ្នកនិយាយដល់ផ្ទាល់ថាមកមើលគេគឹមណានគេបានប្រាប់ជេខ្យងថាថ្ងៃហ្នឹងត្រូវតែធ្វើការជាមួយគ្នាដើម្បីពិនិត្យមើលសុខភាពជេខ្យងអញ្ចឹងហើយពេលនេះជេខ្យងក៏ប្រាប់លោកគ្រូថាគឹមណានគឺជាអ្នកចង់មកមួយគេដល់ផ្ទាល់តែឥឡូវហ្នឹងដល់ម៉ោងហើយមិនក៏អត់ទាន់ឃើញទៀតលោកគ្រូតើលើហើយយើងគិតដែរហ្នឹងព្រោះថាជាធម្មតាបើសិនជាគឹមណានមកយឺតគាត់ប្រកាសជាខលមកលោកគ្រូមុនហើយតែពេលនេះដែរគ្រូគាត់ទេទៅគឹមណានអត់លើកទៀតគាត់ក៏ស្អីប្រាប់ជេខ្យងតើជេខ្យងឮថាគឹមណាននៅលើកទូរស័ព្ទទៀតគេកំពុងតែគិតឯណាថាគឹមណានហ្នឹងកំពុងតែចង់លេងស្អីជាមួយគេហ្នឹងហ៎ពេលនេះផងដែរលោកគ្រូបានណែនាំទៅប្រាប់ជេខ្យងហើយគូតែមើលគឹមណាននៅឲ្យផ្ទះខ្លួនឯងទៅព្រោះតែជេខ្យងហ្នឹងហាក់បីដូចជាស្គាល់ផ្ទះគឹមណានឮអញ្ចឹងហើយគេក៏ខ្ញាល់មកទៀតហើយគេថាកុំហួហេតុពេកបើថ្ងៃហ្នឹងមិនបានជួបចាំរៀបចំការវិភាគឲ្យគេជួបថ្ងៃក្រោយទៅលេចមកមើលគឹមណានវិញទូរស័ព្ទហ្នឹងថៃបានមិនលើដោយសារតែនៅក្នុងដៃពួកអាតួខូចហ្នឹងតាមមើលពួកវាកំពុងតែវាយគឹមណានដើម្បីឲ្យគេឆ្លើយនៅអ្វីមួយក្នុងពេលហ្នឹងដែរទូរស័ព្ទរបស់គឹមណានរត់ឈប់ឈរទេអញ្ចឹងហើយពួកវាបានឆែកមើលពួកវាបានសង្កេតឃើញថាមានករណីមួយផ្ញើលុយឲ្យគឹមណានចំនួន 14000 វាក៏បានប្រាប់មេវាថាករណីមួយហ្នឹងហើយផ្ញើលុយឲ្យគឹមណានតាំងពីមុនមកតែយ៉ាងណាក៏ដោយពាក់ឲ្យខ្មៅមេគេហ្នឹងសឡត់សួរគឹមណានមិនឈប់ទេវាបានចេះគឹមណានហើយក៏សួរគឹមណានទៀតថាគឹមណានហ្នឹងចង់រើចេញមែនពីរណ្ដៅនរកហ្នឹងហើយក៏ទៅរកកន្លែងថ្មីដ៏ស្រស់ស្អាតហើយកក់ក្ដៅមែនតែឥឡូវហ្នឹងវាមិនអនុញ្ញាតឲ្យគឹមណានទៅណាទេត្រូវទៅសងលុយវាអស់សិនវាបានសឡត់គឹមណានឲ្យផ្ទេលុយវាទាំងអស់មកហើយកុំធ្វើសឹកជាមួយវាអញ្ចឹងឲ្យលឿនឡើងផ្ទេលុយមកនិយាយធម្មតាមកអស់ចិត្តទេណាជន់ដៃគឹមណានទៀតវានិយាយថាឲ្យផ្ទេលុយវាមកដល់ពេលនេះគឹមណានគេសុំបយថាទុកលុយហ្នឹងឲ្យគេពាក់កណ្ដាលបានអត់ព្រោះតែគេត្រូវការរើពីតំបន់ហ្នឹងចេញពីព្រោះតាតំបន់ហ្នឹងកំពុងតែអភិវឌ្ឍលឺអញ្ចឹងហើយអាពួកដែលឆានអស់នេះវាមិនព្រមវាដើរគឹមណានហើយដើរទៀតវិញនិយាយទាំងខ្លាំងទៀតថាមិនគិតតែវាហ្នឹងលេងសើចមែនលុយផុសវាសំខាន់ជាងអញ្ចឹងហើយត្រូវតែផ្ញើវាមួយកំពុងតែវាយអាមួយទៀតកំពុងតែគម្រាមឲ្យផ្ញើលុយ 14000 ហ្នឹងឲ្យវាមកអត់មានខ្វះមកកាក់មួយសេនទេឬក៏ចង់ឲ្យវាហ្នឹងទៅទាលុយហ្នឹងពីយាយផុសគឹមណានគ្រាន់តែលើថាមួយហ្នឹងគម្រាមដល់យាយផុសគេគឹមណានគេភ័យគេចាប់ជើងដោយសុំបរថាគេនឹងផ្ញើទៅឲ្យអញ្ចឹងហើយសុំកុំប៉ះពាល់ដល់យាយគេគឹមណានគេផ្ញើលុយទៅដល់ឈឺចិត្តហ្មងព្រោះតែគេបានបាត់បង់លុយហ្នឹងទៀតហើយគេក៏ដាច់ចិត្តផ្ញើទៅពួកវាទៅដើម្បីបញ្ចប់បញ្ហាតែមួយហ្នឹងវានៅឌឺថែមទៀតអាក្បាលសក់ប៉អាចនេះវាបាននិយាយទៅកាន់គឹមណានថាកុំចង់រត់ឲ្យសោះប្រយ័ត្នវាវាយបាក់ជើងមកដល់ថងនេះហើយអាមួយនេះវាអត់ចប់ទេវាបានសួរទៅកាន់គឹមណានទៀតដែរមិនថាអ្វីក៏ដោយតែលុយហ្នឹងឯងបានមកពីណាហើយវាឃើញឈ្មោះធីមប្លែក៏គិតថាហ្នឹងគឺជាបាមែនហើយទៅរកស្រីពេសាឬមកក៏ហែងហ្នឹងលក់ខ្លួនទៅលើដល់ក្រងនេះគឹមណានគេនឹកឃើញពេលដែលជ័យខ្យងលេងមួយគេវាហាក់បីដូចជាអញ្ចឹងមែនពួកអានេះតើឃើញគឹមណានអត់ឆ្លើយអត់អីទាំងអស់អញ្ចឹងវាក៏គិតថាហ្នឹងគឺជាការពិតវាចាប់ផ្ដើមសើចចំអកពីជីវិតគឹមណានហើយក៏ចំអកថាគឹមណាននៅពីក្រោមគេទៀតអញ្ចឹងហើយប្រហែលជាហែងហ្នឹងដេកជាមួយមនុស្សចាស់ហើយលេងជាមួយពួកចាស់អញ្ចឹងមិនមានលុយច្រើនត្រូវអត់វាថាទាំងសើចចំអកគឹមណានទៀតថានៅពីក្រោមគេព្រោះតែគឹមណានហ្នឹងមានរូបរាងតូចមកដល់ត្រង់នេះអាមេឈួតនោះវានិយាយឲ្យថាគឹមណានមកក៏មិនអាក្រក់ណាស់ណាដែរឲ្យវាមើលតិចមកអញ្ចឹងហើយវានៅចង់ភ្លក់រសជាតិគឹមណានទៀតថា$14000ហ្នឹងវាមានរសជាតិបែបណាមើលឲ្យវាមើលតិចមើលដល់ត្រង់នេះគឹមណានគេស្លូតហើយមួយនឹងដែរវាឲ្យកូនចៅផងវានឹងទៅចាប់ដៃចាប់ជើងផងគឹមណានគេខំប្រឹងរើដែរប៉ុន្តែមនុស្សម្នាក់មិនអាចឈ្នះ3នាក់បានទៅក្បាលពណ៌អាចនេះវាចាប់ដើមសួរមេវាថាប្រកាសអត់ហ្នឹងព្រោះថាមួយនឹងគឺជាប្រុសដូចលោកតកែណាតាអាឈួតមួយនេះក៏និយាយទៅប្រាប់កូនចៅផងវាថាហ្នឹងគឺជាឱកាសពិសេសវាក៏ចង់ភ្លក់ដែរពីហ្នឹងទៀតវាក៏ចង់ដឹងដែរថារាងកាយហ្នឹងវាមានអីពិសេសបានមានតម្លៃដល់ទៅ$14000ចាប់ដល់កៅផងគឹមណា
kim nan nó cũng phẳng sẽ cái thảo chọc tao tờ lơ kim nan sẽ chẳng vi do cái nạn áo nó tự bật một kim tan mà đó thòng đi vi nó dày bị phía xa kia tiết á tha thờ thưa là việc mệt tên là phụ vi mình đại thưa nâng sao mê chốt nó vi bị phía xa trong ban khăn khóพอ kim nan hà phụ con trai ní vi bị phía xa trong ban mótพอ kim nan rồi bao quanh phụ áo ní bây giờ thọc tiếp khăn mình tên tờ lơ phụ vi bị phía xa khăn nhìn chẳng kim nan cái sọ tập phèn mau mặn mà cái con tờ xô đo khuôn ai ngay tham mệt bằng khuôn ai nắng chụp vừa khóแบบหนึ่งcái shop nè shop phụ áo nắng nè shop bằng tùng vỡ tặng áo nắng nè hay cái cục khai đây cái khai khăn à môi nó hiệp đừng đón mà choพอ kim nan này đây có ban lơ xâm lềm nườm nét mình lơ la tha có bông tờ thơ ấy đó bro mình nè nấu cọt miên này ngay đá cứ chơi trong khoa do năng ai kia mà chui ôn cái kia dày tặng cai muốn tặng can phụ áo nắng tha phụ ảnh cứ chia nè cái ngồi la mình bạn chơi trong nắng đã chất máu nữa tầm mưa pi bị máu môn p đang đá cái mình dày mùi củ kê tha cũng hu hai p ai lo khủ nó á nạt ca bị phía tới ngày xe tới bên tai khủ nó gặp bạn để sai vinh tha thuyền cho ba này của tụi con pay á có thở oi chơi trong nó bên đợt mưa mà hao là môi vinh tiết rồi sao tạc hay nắng chơi trong min ca bị phía bên nhỏ ấy sao tặng hay nắng ấy ca bị phía nắng min đừng ca to đủ phong ca mình đông mình đá ít xem phong á hả hay cho mà cầm nọt pe trong thơ ba năng thời về con mà sẽ lo đại dơn á mình cũng ho dơn ấy mau bị hại nhưng cũng ta là bấy đây à na có đôi thơm mấy oi tập con thằng ngày nắng ban say sẽ có phía mùi là khủ pe kim nan rồi pe của tụi con bán kênh tới dục mà nhỏ đời sao tụi con banเป็นmưa ai xa với chỉ xaพอ ai còn mót chót á không ca mưa thay ai nhá đời sao tụi lừa hưởng tụi năng bị khủ năng hai bàn kê lưng trao mà chỉ hiên hai con mẹ chất tơ te kim nan à pe đã đau tụi chất đo te kê năng cọt play lỗ đấy nè thì ngó la mấy con thoi khang na mét còn tụi lơ tu sam năng mệt mỏi lơ tu sam chân hơi tao tập bê ba khuya kra có khơi nha tùng vỡ quả năng thơ chân hơi tao tập kê khơi trắng kê có xua tơ tham quả năng cứ chia nà kê à bộ này còn bên trai cho mùi đá xua từ căn check trong là chơi vinh tha hãy mau bị nè Facebook viết qua check trong đấy cái xua check trong đấy tha cái chia nà kê kim na nó tập bê ngâu khơi check trong tớ cô lon mua tha châu check trong à sao các ba bỏ ai này viết bài chỉ score tha check trong năng cứ chia nà kê bộ ta lơ bị mót kim nan tao tập check trong kẹt khoa hay kẹt đào từ xua kim nan tiết á tha năng cứ chỉ mua là hai đã lơ callพอ kê mẹ tập hai kê có đào từ chạp đai kim nan ở mà chay sọc phía bên kê admin mòn chân ấy mối mê nút với mình score check trong có bán test ma check trong mà đài tham đang dậy từ căn check trong tiết á tham mẫu phơi cái nó nặng hay chân vô mà được pho phía từ mấy cái tờ luôn ai nắng cứ chia nè cái dương thời ca vô lôi rồi bỏ dơ bị vía mau với từ trên thấy hẹn khoản tờ tư tham pleu pho hẹn tư cũng mau nắng tiết lư tờ lôi chân mình check trong cái đăng tham mỗi nắng cứ chia nè trong ca pra tờ lư check trong dậy chân à mỗi đi việc cái thay check trong nấm bài chơi thử kim đan chụp bẹ lôi đái mà tớ check trong cái chập đam thôi nhé phù thà bạn nó viên nhảy chở na viên dậy nhảy chở pe cái trên này là nó kèm khoa lé cái bàn tin này kim đan này tao mùi kề tập bên chắc à mấy nó mệt phóng có tiên cả check trong mình dậy tha check trong nó trong ngọt mét bung lên soi mùi kê phóng nè to tập khơi mê phật luôn ai nó đôi hồ trong bay pek à mùi sọ có ba bỏ ai nó có bàn dậy tha mê chạm tí phù tại cái bên đợt mưa tới ba na tha mùi nó cứ chỉ trôi check trong kia cứ chỉ chân ai bà đà hay tham thành chân ai có bạch con chùm rõ tiết phong à mê nó lưu thành chân kèm chưa thế phù tha mùi đi bật có chỉ khai chìm khan thế to thành chân hay vì nó chỉ so check trong tiết á thọp ban cái chạ đôi cầm bật á hay thọp ban cái do đọp xẻ tờ váy các ba ló check trong cái thỏ mà na đã xa ta cái trong váy kia thế phù kê cứ chỉ chân ai bà đá ở thở váy kia nó còn lại xa thiên nè chỉ đai khan chân dương chầm mơ mới thà cả ở một pho check trong nữa vì đó là cái nạn na đấy chân min để chan tờ mơ bị khói ấy complete like subscribe ai admin phong na hay chưa bị set comment phèo admin phong bìa rong phong nè tờ ngọc bye bye